ចឹងឥឡូវយើងចូលដល់សាច់រឿងទី1ហ្មងណាបង Fresh ណា បាទឥឡូវខ្ញុំលើករឿងសាច់រឿងទី1គឺរឿងពាក្យពិតនឹងខ្ញុំរៀនអាគមគេហៅថាខ្ញុំជួបរឿងព្រីបំពេកូនហ្នឹងហើយអញ្ចឹងឥឡូវយើងចូលប្រធានបទសាច់រឿងយើងហ្មងណា ចា អូខេអញ្ចឹងសាច់រឿងដំបូងឡើយគឺវាផ្ដើមមកពីខ្ញុំរៀនអាគមនេះដែរទេដំបូងឡើយគឺខ្ញុំរៀនតាមឪពុកផងហើយរៀនអត់មានគ្រូផងហើយដឹងវិចាស់ចាស់ផងរៀនដែលថាអត់ច្បាស់វិជាណាមួយអញ្ចឹងណាហើយមានរបស់ឲ្យខ្លាំងបកាយគឺកាប់យកតាមព្រៃតាមភ្នំដូចជាពញាក្អែកកន្លងជុំឬក៏អាស័យហ្នឹងមកដាក់ផ្ទះចំណូលចិត្តតាំងពីក្មេងហ្មងបាទគឺបែបអញ្ចឹងហ្នឹងហើយប៉ុន្តែខ្ញុំមិនដឹងថាតើតួអង្គនីមួយៗដែលខ្ញុំយកមកហ្នឹងមានអញ្ញិនអីខ្លះទេយើងចិត្តតែគោរពអញ្ចឹងណាហើយចិត្តតែរៀបទៅអាសនៈគឺយើងរៀបបែបខុសត្រូវមិនដឹងសំខាន់យើងបានរៀបអញ្ចឹងណាចិត្តតែគោរពទៅមានថ្ងៃមួយខ្ញុំចាប់ផ្ដើមប្លែកខ្លួនឯងវាចាំផ្ដើមមានមនុស្សស្រីស្លៀកឈុតសស្រាប់តែខ្ញុំដេកហ្នឹងគឺមានមនុស្សស្រីហ្នឹងគឺមកគេងមួយយើងដូចមនុស្សអញ្ចឹងមកគេជាមួយយើងមកអីជាមួយយើងអញ្ចឹងទៅហើយក៏មិននិយាយលេងឬក៏ពេលខ្លះជ្រាបបំពេយើងហ្មងដល់ពេលចឹងហើយខ្ញុំវារៀងប្លែកខ្លួនឯងដែរតាំងពីពេលហ្នឹងមកខ្ញុំមានអាការៈដូចជាមួម៉ៅឆេវឆាវដល់ពេលដែលគេនិយាយអ្វីមកកាន់យើងតែងតែញ៉ាំងតែគេវិញយូរនៅបងយូរនៅវាយូរមកដែរខ្ញុំអត់ប្រកាសឆ្នាំតែដឹងអាយុមួយឆ្នាំមកហើយតែពីបងអាយុប៉ុន្មានដែរបបាក់ថាដែរខ្ញុំថារឿងហ្នឹងប្រហែលជាខ្ទង់5ឆ្នាំមុនចុះអញ្ចឹងណាហ្នឹងហើយ5ឆ្នាំមុនចុះនិយាយចឹងហ្មងទៅហ្នឹងហើយតែវាយូរស្រាប់ខ្ញុំដែរខ្ញុំគិតតែ5ឆ្នាំយូរដែរហ្នឹងហើយពេលជួបអីរឿងបែបហ្នឹងហើយខ្ញុំក៏ប្រឹងផ្លែកខ្លួនឯងថាមូលហេតុអ្វីបានយើងត្រូវជាឆេវឆាវមូលហេតុអ្វីបានយើងត្រូវជាមួម៉ៅខុសពីធម្មតាដល់ពេលដែលខ្ញុំមានថ្ងៃមួយហ្នឹងគឺខ្ញុំអត់ច្បាស់ខ្លួនឯងតែខ្ញុំនៅតែបដិញ្ញាថាខ្ញុំចង់ដឹងមូលហេតុថាខ្ញុំមិនក៏ដល់ថ្នាក់ហ្នឹងមានថ្ងៃមួយខ្ញុំដេកទៅឃើញមនុស្សស្រីឈុតសដដែលដល់ពេលដែលយើងលេងឆាតជាមួយស្រីឬក៏យើងទៅជួបមនុស្សស្រីអីក៏ដោយណាមួយឲ្យតែភេទជាស្រីនិយាយមកកាន់គេតែងតែរបស់នឹងខឹងរបស់ដូចស្រឡាញ់យើងអញ្ចឹងណាគេថាតាមហួងហែងបាទធ្លាប់លឺទៅពាក្យថាព្រីតោងព្រីកាន់ទេចាពាក្យច្រើនមនុស្សស្រីឬប្រុសពាក្យច្រើនសបោមានអ្នកខ្លះសបោខ្មោចសកត់ខ្មោចជន់ហ្នឹងតែក៏អត់ដឹងទេអត់ដឹងថានឹងស្រីឬប្រុសអ្នកខ្លះក៏ដឹងថាស្រីឬប្រុសអញ្ចឹងទៅលាក់អញ្ចឹងទៅតែស្រាប់ខ្ញុំសន្និដ្ឋានដឹងតែស្រីពួកខ្ញុំលឺទាំងសលេងឃើញទាំងរូបអញ្ចឹងណាវ័យគាត់អត់ចំណាស់ប្រហែលទេវ័យបើតាមខ្ញុំមើលស្រីហ្នឹងដូចវ័យ20ជាងដែរប៉ុន្តែសក់វែងហើយគឺសបល់សអញ្ចឹងណាតែបើគាត់ខឹងមុខអាក្រក់ដូរទឹកមុខឬក៏ដូរតម្រង់មុខដូចក្នុងរឿងចឹងដូរទឹកមុខតម្រឹងមុខមមឲ្យមើលរួមទៅអាក្រក់មើលយើងមានអារម្មណ៍តែគួរឲ្យខ្លាចចឹងណាដល់ពេលមានថ្ងៃមួយខ្ញុំដេកហ្នឹងហើយដេកចឹងទៅស្រាប់តែឮសំឡេងខឹងខ្ញុំលេងជាមួយមនុស្សឆាប់មនុស្សស្រីជេរខ្ញុំជេរយើងដល់ឪពុកដល់ម្ដាយជេរយើងដូចមនុស្សធម្មតាចឹងកុំឲ្យថាពួកព្រីវិស័យបាទកុំឲ្យថាពួកនឹងអត់ចេះដូចមនុស្សចឹងហើយសាហាវល្បិចគេក៏ខ្លាំងជាងមនុស្សទៀតដល់ពេលចឹងហើយខ្ញុំក៏ឮសំឡេងជេខ្ញុំក៏ថាជេមកចាំបាច់ដល់ពុកម្ដាយដល់អីចឹងហ្នឹងហើយនេះឯងជាបុគ្គលណាអញ្ចឹងមកនៅជាមួយខ្ញុំហើយមិនក៏នេះឯងដល់ថ្នាក់ជេពុកម្ដាយខ្ញុំទៀតស្ងាត់មកស្ទុះខ្ញុំក៏នឹកកូនដល់ពេលពុទ្ធធ្វើប្រសងក៏ហ្នឹងខ្ញុំអត់ទាន់ចេះអីទេអត់ទាន់ចេះដឹងថាវាយមិនអីមិនប្រយុទ្ធបំពុះវិញមិនអត់ដឹងទេចេះតែគោរពចឹងណាអាចថាយើងដោយសារតែយើងយកអារបស់ទាំងអស់ហ្នឹងប្រភេទជាញើក្អែកឬក៏កន្លងជុំយកមកដាក់អាចថារបស់នឹងវាតាមមកក៏អាចថាបានដែរហើយតិចទៀតខ្ញុំនឹងបញ្យល់លម្អិតពីអាហ្នឹងទៀតឲ្យយល់ពីរបស់ហើយថាយើងយកមកទៀតបងប្អូនយល់ហើយនឹងផ្លៃអារម្មណ៍ហើយនឹងយល់ដឹងជាចំណេះដឹងមួយទៀតអញ្ចឹងណាឥឡូវខ្ញុំនិយាយតទៀតដល់ពេលដែលយើងគាត់ជេរយើងគាត់អីយើងអញ្ចឹងដល់ពេលខ្ញុំដេកមានថ្ងៃមួយខ្ញុំដេកស្រាប់តែឮសំឡេងមនុស្សស្រីច្រៀងរបៀបម៉េចមកចម្រៀងហ្នឹងមិនមែនបត់សប្ថ្ងៃទេដូចបត់រៀងបារាណបន្តិចបត់រៀងបណ្ដាយើងមិនដែលឮបត់ហ្នឹងអត្តន័យរូបទៅវាបោកអាភ្លេងហ្នឹងវាឮច្រើនជាងអាការច្រៀងឮខ្សោឮទៅតាមខ្យល់មកលហិឲ្យយើងមានជាចម្រៀងហ្មងខ្ញុំនៅចាំភ្លេងហ្នឹងបើកាត់ច្រៀងឬក៏អត្តន័យដែលកាត់ច្រៀងនៅចាំអាចរៀងជារៀងបែបអូយចឹងណាហើយពេលយើងស្ដាប់ពេលណាហើយវាផ្ដោតអារម្មណ៍យើងឲ្យយើងមានអារម្មណ៍ថារស់ឲ្យរំទងចិត្តយើងបង្ហើលងលោយបាទគេហៅដូចសណ្ដំយើងយើងមិនម៉ាន់ចឹងដូចសណ្ដំយើងចឹងដល់ពេលដែលខ្ញុំខំប្រឹងស្ដាប់ទៅស្ដាប់តែឮសំឡេងម្យ៉ាងទៀតបែបបំពេកូនបែបអូយគេងទៅចឹងដូចក្នុងបទចម្រៀងចឹងណាបងប្អូនទាំងអស់គ្នាសលេងព្រីបំពេកូននេះណាដូចក្នុងរឿងចឹងបើរស់ជាក្នុងរឿងទៀតប៉ុន្តែយើងស្ដាប់ទៅពុះពេញតែការព្រឺសម្បុរឲ្យឡើងកលួចបាទកលួចហើយវាស្ដាប់មានអារម្មណ៍ថាព្រឺសម្បុរហើយយើងផ្ដោតអារម្មណ៍ទៅតាមសលេងហ្នឹងសុកបែបពងតែផ្ដោតអារម្មណ៍ចឹងលឺរហូតដេកទៅម៉ែនៅបំពេแล้วก็លួចយើងខំស្ដាប់ទៅកាន់តែព្រោះពេលខ្ញុំព្យាយាមស្ដាប់សំឡេងនឹងកាន់តែចិត្តទៅស្ដាប់ទៅលឺសំឡេងដឹងមិនហ៎ចឹងលេងចឹង
គាត់តែលឺសំឡេងសើចបែបហ្នឹងខ្ញុំសឹងថាលួសព្រលឹងចេញពីខ្លួនគាត់តែលឺសំឡេងអញ្ចឹង ទៅវាយសើចឆ្ងាញ់ណាមិញ តែវាលងយើងនឹងចាំសំឡេងវាសើចហ្នឹងនឹងចេះតែសើចតាមហ្នឹងគិតមើលឲ្យយើងខ្លាចមិនដបងខ្លាចមែនពេលដែលគាត់មកយើងមានអារម្មណ៍ថាស្លុតអស់ហើយសឹងថាពិបាកនៅខ្លួនទៅសឹងថាវិញ្ញាណមិននៅខ្លួនណាវាសឹងថាដូចមិនមែននៅកន្លែងយើងដេកអញ្ចឹងណា នេះរបៀបថាពេលយើងហើយសើចប្រឡាចយើង សើចប្រឡាចយើងហ្មងយើងយល់អារម្មណ៍មួយហ្នឹងហើយដូចយើងធ្លាប់មើលរឿងយើងបោះដេកហើយលឺសំឡេងស្ដាប់វាចេញមកពីមុខយើងហ្មងសើចអញ្ចឹងយើងគិតមើលឥឡូវយើងគិតមើលថាអារម្មណ៍យើងបែបណាហើយទៅរឿងខ្ញុំជួបផ្ទាល់ទៀតឥឡូវគិតមើល ហត់ទៅរកម៉ែរកឪ អាហ្នឹងបានថាហ្នឹងហើយបាទអញ្ចឹងឯងដល់ពេលដែលខ្ញុំលឺសំឡេងសើចហើយខ្ញុំក៏ងើបមកទៀងគេហៅថាមិនទាន់ទាំងស្វាងគេងស្រួលទេប៉ុន្តែខំប្រឹងងើបមកប៉ុន្តែវាដូចមកតែខ្លួនបលឹងមកតែបលឹងខ្លួនយកមកគេថាវាស្ទើរចេញស្ទើរចូលមិនអាហ្នឹងគេហៅថាយើងងើបមិនរួចបាទងើបមិនរួចតែវាស្កត់យើងនិយាយម៉ាត់ចឹងហ្មងទៅហ្នឹងដល់ពេលចឹងហើយខ្ញុំក៏ជាយាមបារះចុះបារះឡើងខ្ញុំងើបមកពឹបខ្ញុំអង្គុយពិចារណាទេចឹងមិនអញឥឡូវអញ្ចឹងចុះមរិយស្រីមកពីណាខ្ញុំមានស្គាល់គ្រូម្នាក់គិតគ្រូអាគមគិតប្រាប់ខ្ញុំថាចាប់ឯងមានព្រាយតោងហើយចាឯងមានគោរពអីនៅផ្ទះខ្លះខ្ញុំគោរពញើក្អែកឬក៏អាស័យកន្លងជុំឬក៏ពាក្យពើនឹងរបស់អបិយជំនឿយកមកដាក់ផ្ទះរហូតគាត់ថាចាឯងមានព្រាយស្រីតោងពេលនឹងឆ្លាញ់ចុះឯងវាមានកម្មពីវិទ្យាអតីតជាតិផងបើវាជួបគ្នាអញ្ចឹងហើយគាត់ថាគាត់អត់ដឹងជួយមិនទេគាត់លឺអត់ដឹងជួយមិនខ្ញុំអត់សង្ឃឹមហ្មងអត់សង្ឃឹមប៉ុន្តែខ្ញុំខំប្រឹងហៅថារូបវិធីសាស្ត្រគាត់ថាមានវិធីសាស្ត្រមួយចាំឯងកាន់ខាងទេពទៅកុំគោរពពួកព្រាយកាន់ខាងអីសីតបោះយេអីចឹងទៅឬក៏ខាងទេពធំអញ្ចឹងណាអត់ទេធំទៅដល់ពេលចាឯងកាន់ទៅចាឯងនឹងពួកនឹងប៉ះចាឯងក្តៅហ្មងអញ្ចឹងបានគេថាពេលដែលយើងខឹងកុំយកចិត្តវិស័យដាក់ខ្លួនចាបងបាទវាទៅជាសម្ដីអាក្រក់មកប្រាវនឹងវាអាចពួកនឹងជ្រែកបានចាជាក់ស្ដែងយើងមើលអត់ឃើញទេនៅតាណាក៏មានដែរដល់ពេលអញ្ចឹងហើយខ្ញុំក៏ចាប់ផ្ដើមរកគ្រូនឹងក៏បានថាចៅឯងព្រាយតោងហើយចៅឯងគោរពខាងទេពទៅដល់ពេលដល់ខ្ញុំគោរពខាងទេពខ្ញុំរើអានឹងចេញអស់ខ្ញុំយករូបព្រះមកដាក់មានលក្ខណៈត្រឹមត្រូវមានរូបព្រះរៀបក្បួនរៀបខ្នាតអញ្ចឹងណាបែបគេហៅថាបៃស្ទៃបន្តិចបន្តួចអញ្ចឹងទៅខ្ញុំរៀបថ្មៃគ្រូរបស់ខ្ញុំទៅហ្នឹងអញ្ចឹងដល់ពេលអញ្ចឹងហើយចាប់ផ្ដើមកាន់ខាងល្អវិញប៉ុន្តែចាក់ចេញពីអានឹងដំបងពិបាកណាស់យប់ឡើងយីដេកមុននឹងចាក់ចេញវិវាបានវាលងយើងគ្រប់សពបែបយ៉ាងអាចបាច់កចេះក៏មានខ្វេះពោះយើងចេះក៏មានជន់យើងលងបន្លាយយើងលឹងលមូលដល់ថ្នាក់យើងសឹងថាពិបាកគ្រប់គ្រងខ្លួនឯងពេលខ្លះក៏មកតាំងថ្ងៃអញ្ចឹងស្រស់ទៅមៀតធំអញ្ចឹងទៅហើយសុំច្បាច់ពោះនឹងតិចមើលលងមិនពីដូចគេយកកញ្ចក់ចេះដំបងរាវពីក្រោមនេះហើយដល់ពួនហ្នឹងគឺខ្ញាំឲ្យដូចឈឺមែនទេណាយល់ទេអត់ដែរលឺព្រោះលឺលើកដំបងថាគេលងរបៀបច្បាច់ពោះបាទដល់ពេលខ្ញាំហ្នឹងមាកកាន់ខ្ញុំមិនមែនតែស្រីទេនេះមកថែសារខ្ញុំព្រោះថាពពួកអស់ហ្នឹងវាមានប្រុសមានស្រីមានចាស់មានក្មេងយីច្រើនតែអ្វីជាទូអាចគឺនាងស្រីនឹងឯងដែលតោងខ្ញុំហ្នឹងឯងដែលកាចជាងគេបាទដែលកាចជាងគេហ្នឹងឯងអញ្ចឹងដល់ពេលមកខ្ញាំពោះខ្ញុំមកខ្ញាំគូខ្ញុំអញ្ចឹងហើយខ្ញុំមានអារម្មណ៍តែឈឺត្រឹមនឹងរើរួចយើងសោតយើងចេះបល័យក្រុងឆាត់ហើយយើងសោតឲ្យវាក្តៅដែរប៉ុន្តែយើងថាវាមិននៅថែអាសាយើងដូចជាគ្រូរបស់យើងចឹងគ្រប់វាអញ្ចឹងអាណាតវ័យគ្រូខ្លួនឯងកើតហ្នឹងហើយតើតែយើងកាន់គ្រូផ្សេងខាងល្អបានពួកអាក្រក់វានៅយកអត់កើតវាចេញពីយើងទៅដល់ពេលដែលខ្ញុំកាន់ខាងល្អទៅវាប៉ះយើងក្តៅដល់ពេលប៉ះយើងក្តៅយូរទៅវាក៏លេងនៅចិត្តឯងអញ្ចឹងបងគ្នាពេលនឹងហើយពេលដែលខ្ញុំស្គាល់ថាខាងស្ដាំមិនខាងឆ្វេងមិនខ្ញុំដឹងហ្មងមិនទៅខាងស្ដាំខាងឆ្វេងពាក្យខាងស្ដាំខាងឆ្វេងនេះបងប្អូនគ្នាវាអត់ចម្លែកទេបើសិនជាយើងឥឡូវខ្ញុំពិភាក្សាណាបងប្អូនយល់ពីអានឹងបន្តិចអ្នកខ្លះអត់ទាន់យល់ថាឆ្វេងមិនស្ដាំមិនហើយគោរពមិនព្រីមិនហើយទេមិនអីមិនក៏អត់យល់មែនហ្នឹងអញ្ចឹងខ្ញុំមកលំអិតអានឹងបន្តិចបងប្អូនបានយល់ទាំងអស់គ្នាបងប្អូនបងប្អូនមានឥឡូវខ្ញុំនិយាយរឿងខ្ញុំជួបផ្ទាល់ហើយខ្ញុំយល់ផ្ទាល់ហ្មងឲ្យស្រួលយល់គាត់ចឹងបើយើងនិយាយទៅប្រើពេកនិយាយខ្លះគាត់អត់យល់ហើយចឹងយើងនិយាយត្រូវតែបញ្យល់ត្រូវតែលំអិតពីក៏ពីលើទៀតចឹងណាដល់ពេលមានថ្ងៃមួយហ្នឹងមានបរិសម្នាក់ហ្នឹងគាត់យកគាត់ជួយចិត្តដូចខ្ញុំដែរដល់កាប់ពញាក្អែកបញ្ញាក្អែកអញ្ចឹងទៅហើយកន្លងជុំវឿចងឯងហ្នឹងគាត់ជួយចិត្តដែរហើយនឹងខ្នាយជ្រូកអីចឹងទៅប៉ុន្តែគាត់មិនដឹងថារបស់ដែលថែអាសាខ្លួនហ្នឹងជីញៀនអ្វីទេគាត់អត់ដឹងឡើយដល់ពេលដែលគាត់អត់ដឹងអញ្ចឹងមានថ្ងៃមួយហ្នឹងគាត់ទៅយកហើយគាត់យកមកដល់ផ្ទះគាត់កាប់មកដល់ផ្ទះភ្លាមស្រាប់តែគាត់នឹងដំបងសុខសប្បាយគាត់ថាគាត់មានជំនឿថាយករបស់នឹងមកគឺបានលុយបានកាក់គឺរបស់អត់ទៅនឹងជួយគាត់ប៉ុន្តែតិចខ្ញុំមិនលំអិតអានឹងឲ្យបងប្អូនបានយល់ទាំងអស់ជ្រាបបងប្អូនគ្នាឥឡូវខ្ញុំនិយាយរឿងសាច់រឿងដែលលងបន្លាយគាត់សិនណាតែពេលគាត់យកមកដំបងគឺល្អបងប្អូនគ្នាល្អមែនទែនដល់ពេលដែលគាត់យកមកនៅយូរចាប់ផ្ដើមគាត់នឹងធ្វើគាត់ក្តៅក៏កាហាយខាងក្រុមគ្រួសាររមុខខ្វះក្រោយខ្វះមុខប្តីប្រពន្ធរស់នៅអត់ចោះសម្រងគ្នាហើយយប់ឡើងគាត់ថាដូចមានផ្ទះគាត់តែម្នាក់ពីរនាក់ឯងប៉ុន្តែយប់ឡើងលឺសលេងដានជើងដើរច្រើនមក
វាដូចមិនមែននៅម្នាក់ឯងវាដូចជាមានគេហ្នឹងមានចាស់មានក្មេងនិយាយមួយគ្នាល្អអញ្ចឹងណាពេលខ្លះគេរត់កូនក្មេងរត់ច្រឡឹងអញ្ចឹងទៅបាទរត់ច្រឡឹងនៅមកគាត់អញ្ចឹងចង់ជើងគាត់អញ្ចឹងហើយដល់ពេលដែលគាត់ខ្លាចមែនទែនទៅគាត់រោញខ្ញុំគាត់ហ្នឹងខ្ញុំខ្លាំងហើយខ្ញុំនិយាយកាត់ដល់ពេលហ្នឹងខ្ញុំចេះរៀងច្រើនដែរដោយសារខ្ញុំខឹបគ្រប់ពួកហ្នឹងទៅពួកហ្នឹងចូលខ្ញុំលេងចោះខ្ញុំបែរជាការខាងទេវិញខ្ញុំអាចដឹងអាចមានញៀនទឹកណាមួយអាចចាប់ញៀនមើលរបស់គេខុសអីត្រូវអីអាចមើលដឹងបានខ្លះហើយដល់ពេលរឿងហើយខ្ញុំក៏បានគាត់ឲ្យខ្ញុំជួយគាត់ថាបងអើយជួយខ្ញុំផងបងពួកខ្ញុំមានដូចជាមានស្អីតោងមិនជាណាយ៉ាងណីទេខ្ញុំចាប់ញៀនមើលពឹបឃើញមានរបស់នៅទៀតគាត់ច្រើនមែនតែពេលថាណៃមានយកអីមកអត់មានមិនក៏បងឯងដឹងមិនដឹងមិនបើខ្ញុំគ្រូបើខ្ញុំមើលទៅឃើញអញ្ចឹងដល់ពេលអញ្ចឹងក៏ភ្ញាក់ផ្អើលគាត់ថាពេលដែលខ្ញុំនិយាយមកគាត់ក៏ព្រឹកក្បាលខ្ញាក់ខ្ញុំថាណៃប្រមូលរបស់នឹងចោលដុតអស់ទៅបើសិនយ៉ាងណៃដុតឲ្យមានបញ្ហាបងនិយាយវាយវាបើថាញៀនអស់ទីនឹងវាលោកបន្លាយអាណៃខ្ញុំនិយាយវាយវាដល់ពេលអញ្ចឹងហើយគាត់មានកម្លាំងចិត្តថាអត់អីទេមានគ្រូជួយគាត់ក៏ប្រមូលអានឹងបានគាត់ដុតចោលទាំងអស់ដុតការដុតពេលនឹងការដុតភ្លាមហើយប្រពន្ធគាត់លក់អាវ៉ាន់ហ្នឹងនៅនឹងតូបចាប់ភួយមួយគាត់ណាដុតភ្លាមអាភ្ញៀវមិនដែរចូលតូបគាត់ចូលមកទិញគាត់ភ្លាមវាអាចថារបស់នឹងបិទបាំងគាត់ក៏អាចថាបានដែរហ្នឹងហើយដូចវាគេមកបាក់មកបាទអញ្ចឹងណាអញ្ចឹងមកគេថាបើយករបស់ណាពីគ្រូពីម៉ណាក៏ដោយយើងយកមកឲ្យស្គាល់របស់នឹងសិនរបស់នឹងទូនទីអ្វីមានប្រយោជន៍អីសិនឲ្យច្បាស់បានយើងអាចយករបស់នឹងមកបានដល់ពេលអញ្ចឹងហើយខ្ញុំក៏ចាប់ញៀនសួរជំនាញផ្ទះដឹងថាអញ្ចឹងមិនក៏អ្នកឯងមិនអ្នកឯងជំនាញផ្ទះមិនក៏អ្នកឯងឲ្យពួកនឹងចូលបានជាងទីអញ្ចឹងច្រើនទេមកពីវាតាមកពីវាមិនឥឡូវនឹងអញសួរខ្ញុំសួរព្រាយថាមកកាន់កូនហ្នឹងណាមកកាន់របស់កូននឹងយកមកនេះថាអញ្ចឹងមកឲ្យចូលបានមកឲ្យយកមកនៅមួយគេប្រឌៀងគេឆ្លើយថាម្ចាស់ទីហើយអញមកតាមិនហ៊ានកាលណាតែម្ចាស់ទីអញ្ញាតហើយជំនាញផ្ទះក៏ហ៊ានលុកដៃដែរលើម្ចាស់ទីហ្នឹងអញ្ចឹងណាអញ្ចឹងមកគេថាបើសិនតែយើងចូលរបស់ឲ្យស្គាល់ពីរបស់ហ្នឹងចាម្ចាស់ហើយមកតាគេបឹកដៃឲ្យចូលនៅជាមួយធម្មតាអញ្ចឹងទៅអញ្ចឹងពួកនឹងនៅដំបងវាជួយយើងហ្នឹងវាជួយយើងក៏បានត្រូវឆ្នោតមានលុយមានកាក់មានអីហូបអញ្ចឹងហើយយើងអត់ចម្លែកទេយើងគិតថាអូល្អយើងគិតថាវាធ្វើឲ្យយើងហ្នឹងគិតថាវាល្អចំងដល់ពេលយូរទៅវាចាប់ផ្ដើមចេញចិត្តពិតបិសាចវាអត់ល្អទេយើងនឹងអត់ល្អញីប្រភេទព្រីបិសាចពេលខ្លះរបស់ដែលយើងទៅកាប់ហ្នឹងវាអត់ទៅមានញីមកនៅទេប៉ុន្តែពេលយើងទៅកាប់ហ្នឹងពួកខ្មែរយើងគឺមាននិយមថាអុចធូកអីចឹងប្រហែលសៃដើម្បីយកជាសំណែនសែនយកអញ្ចឹងហើយគាត់អត់ដឹងថាអានេះមានបញ្ហាទេពេលខ្លះរបស់ហ្នឹងមិនតន់មានញៀនអីមកនៅទេតែដល់ពេលដែលគាត់កាត់ទៅគាត់មិននិយាយអូបើសិនជារបស់ស័ក្តិសិទ្ធិអគុណទៅចៅយកទៅឲ្យមានក្តីសុខក្តីចម្រើនលុយរកឲ្យបានច្រើនមានលៀបមានជ័យឈ្នះអស់ពពួកមេសត្រូវមុនខ្មៅទាំងពួងអញ្ចឹងទៅគាត់និយាយប្រាថ្នាទិសឋានអីយើងក៏គេហៅថានិយាយបែបបន់ស្រន់អញ្ចឹងទៅឲ្យរបស់នឹងប្រកែកទៅហើយគឺកាត់ពេលខ្លះមិនមានញៀននឹងមានទេប៉ុន្តែពួកព្រីវិសាចនៅចិត្តហ្នឹងវាឃើញអាកាសល្អវាថាអូអានេះសែនយោយើងអញទៅនៅក្នុងរបស់ហ្នឹងសិនអញមិនរស់ស៊ីបានស៊ីស្រួលហ្នឹងហើយបានស៊ីស្រួលហ្មងនិយាយពាក្យហ្នឹងយល់ទេណាហ្នឹងហើយដល់ពេលអញ្ចឹងហើយបងប្អូនអរគ្នាគាត់កាប់យកផ្ទះមកកាប់យកមកផ្ទះមកត្រាប់តែដំបងក៏ដាក់សែនចាមានជំនឿបើជំនឿយើងមានសែនជែកសែនមានអីចឹងរស់សិលហ្នឹងទៅបាញ់ទឹកអប់ដាក់ផ្កាម្លិះបាទដល់ពេលសែនយូរទៅវាជាទម្លាប់ចាដំបងយើងបន់ស្រន់បកាយមានពួកព្រីបកាយមានណាពេលយើងបន់ស្រន់គោរពទៅគឺមានហៅគុណបន់របស់ព្រីហ្នឹងក៏បានស៊ីសំណាងវាជួយខ្លះដែរបន្តិចបន្តួចទៅវាជួយច្រើនតែអាក្រក់ច្រើនដូចគ្នាអាក្រក់មិនវិញអាក្រក់គឺទៀតគឺនឹងយល់អន្តន័យឥឡូវខ្ញុំនិយាយមួយសិនហ្នឹងហើយដល់ពេលដែលគាត់យកមកចឹងហើយដំបងគឺល្អទេរស់ស៊ីគឺមានបាននិយាយរួមទៅគេហៅថាពេលបន់អ្វីភាគច្រើនបានហ្នឹងសម្បីពេលខ្លះគាត់ខឹងនឹងបកគលកគាត់ខឹងតិចតួចឯងប៉ុន្តែអាញៀនថាថែសាគឺនេះទៅធ្វើគេមុនបាត់ហើយអាបកគលកថាឯងធ្វើអំពើអញមែនអញធ្វើអំពើមិនបើអញសុននិមន្តតែសាក់មិនត្រូវមកឲ្យធ្វើឲ្យមិនកាត់ណែអាបកគលនោះវាឆ្ងល់ចឹងពេកដល់ពេលចឹងហើយគាត់ដឹងតែគាត់មានព្រីតោងទេគាត់ច្បាស់ខ្លួនឯងទេគាត់គិតថារបស់នឹងយកមកគាត់គោរពគាត់ថារបស់នឹងប្រកែឲ្យតែអុចធុបឬក្បាលគាត់តែប្រកែគាត់ដឹងល្អរកគាត់ដឹងទេក៏ពិតរឿងសាច់រឿងហ្នឹងបានខ្ញុំដែរជួយដោះស្រាយបើសិនអត់ខ្ញុំចប់ទៀតដឹងអាគាត់បណ្ណាទៅហើយគាត់រងឯងកំពុងធ្វើទុកមែនទេហ្នឹងខឹងម៉ែខឹងឪបោកប្រាស់របស់ទ្របយរួមទៅមិនដឹងខុសមិនដឹងត្រូវពិបាកនិយាយគ្នាខ្លាំងតែមនុស្សគាត់គេហៅមនុស្សឆ្វេងអញ្ចឹងមកមានការកាប់សម្លាប់គ្នាមកមានការអត់បានរសាររឿងអញ្ចឹងឯងដល់ពេលនេះដែលចាប់គុកមិនពួកព្រីទេមនុស្សនេះចាប់គុកអូនទេអញ្ចឹងមកថារឿងហ្នឹងយើងត្រូវឲ្យស្វែងយល់ទៅតែយល់ថាវាមានសាច់រឿងនៅពីក្រោយហ្នឹងជាច្រើនទេបើយើងមើលមិនដឹងដល់ពេលចឹងហើយខ្ញុំក៏ឲ្យខ្ញុំក៏ស៊ូទៀតឥឡូវឲ្យព្រមចេញពីក្នុងរបស់ហ្នឹងអត់ខ្ញុំស៊ូញៀនពួយព្រីថាមកកាន់កូនហ្នឹងណាគាត់ថាអញអត់ព្រមទេព្រោះវាយកអញមកទៅអញមានចង់មកណាអាឡាញឲ្យវាទៅដាក់វិញឲ្យព្រមអត់គេគិតចុះគិតឡើងគេមើលលើមើលក្រោមគេឃើញអំណាចរបស់ខ្ញុំដែរគេឃើញខ្ញុំនេះចាស់ដែរទៅវាក៏អត់ហ៊ានខ្ញុំថាឥឡូវចង់បានអីសែនមឿនស្ងោអញមួយហើយភូមិមលិះមកអញចេញហើយអញ្ចឹងណាដល់ពេលកដាញ់គាត់បានមកពីពុកគាត់ហើយកដាញ់ហ្នឹងសក់កដាញ់សក់កដាញ់បានមកពីពុកគាត់ទេណា
តែអាហ្នឹងដូចជាប្រភេទជាមិនដឹងអត់ច្បាស់ថាកដាញ់មលុបឬកដាញ់សក់ទេអត់ច្បាស់ទេពេលហ្នឹងតែខ្ញុំដឹងថាប្រភេទជាកដាញ់ឥឡូវយើងនិយាយប្រភេទជាកដាញ់ណាគាត់បានកដាញ់នឹងមកភ្លាមតែគាត់យកមកហ្នឹងគាត់ចេះបល័យដែរគាត់ចេះបល័យស្នេហ៍គាត់ឡើងតែសូត្របល័យស្នេហ៍លើកដាញ់ហ្នឹងក៏សូត្ររហូតរាល់សិលគាត់សែនក៏សូត្ររហូតគាត់អត់ដឹងថាញៀនក្នុងហ្នឹងមានញៀននៅទេតែគាត់តែវិសុទ្ធវត្ថុទៅគាត់ថាមានជំនឿថាសូត្រទៅបកែរ៉ូស៊ីអីកាក់កបដាក់ឡៃរ៉ូស៊ីអីចឹងណាគឺគាត់តែអញ្ចឹងដល់ពេលមានថ្ងៃមួយគឺញៀននៅក្នុងហ្នឹងគឺញៀនមនុស្សស្រីញៀនមនុស្សស្រីហ្នឹងគឺប្រភេទរូបអាក្រាតកាយទាំងអស់អត់មានស្លៀកអីទេតែដល់ពេលដែលគាត់សូត្រនឹងអំណាចមុនគេថាស្នែករបស់គាត់ហ្នឹងគឺញៀនត្រូវស្នែករបស់គាត់ត្រូវស្នែករបស់គាត់ញៀនហ្នឹងគឺតាមជួយគាត់គ្រប់វិនាទីគ្រប់ពេលវេលាគាត់ចង់មកអីញៀនហ្នឹងជួយខាងហ្នឹងបកែណាដល់ពេលមានថ្ងៃមួយគាត់មានប្រពន្ធមានកូននឹងឯងពីប្រពន្ធមានកូនហ្នឹងមានថ្ងៃមួយដំបងអត់ធ្វើទុកប្រពន្ធគាត់ទេដល់ពេលយូរទៅវាត្រូវស្នេហ៍បកូនហ្នឹងគេថាសុបវត្ថុយូរទៅវាត្រូវស្នេហ៍វាធ្វើទៅប្រពន្ធចាប់ដើមចំណែនហ្នឹងហើយប្រពន្ធគាត់ដេកឯងដេកពេលខ្លះងើបអង្គុយឆ្ងើមប្តីឆ្ងល់មើលមុខប្រពន្ធប្រពន្ធបើកព្រីសស្នាច់ឡើងទៅលើដល់ពេលអញ្ចឹងហើយស្រាប់តែសួរថាអូនឯងកាត់អីអូនឯងកាត់អីរុនទៅឯងចង់បានវាឬក៏ចង់បានអញទៅដើមគ្នាមួយពុនគេទៀតនិយាយអញ្ចឹងហ្មងឯងចង់បានវាឬក៏អញប្រពន្ធហ្នឹងប្តីហ្នឹងភ័យយកទៅបងអត់ទៅនិយាយទេប្តីហ្នឹងក៏ចាប់ផ្ដើមលួងងែលក្បាលទៅស្រាប់តែដេកទៅវិញថ្ងៃទី2ប្តីខលមកខ្ញុំលោកគ្រូជួយខ្ញុំផងមានការអីអូនលោកគ្រូអីមួយតាំងពីខ្ញុំយកកដាញ់មកពីឪខ្ញុំមកខ្ញុំអត់ស្រួលសោះឥឡូវខ្ញុំអញនៅណាឥឡូវខ្ញុំនៅភ្នំពេញចាំអញយកកដាញ់មកពីណាយកមកពីសៀមរាបយកគេមកណាគេយកមកទេឥឡូវចិត្តដល់រឿងសាច់រឿងល្អស្រាប់ទេនេះដល់ពេលអញ្ចឹងហើយស្រាប់តែគាត់នឹងក៏ខៀវខ្ញុំថាអូនអើយកដាច់នឹងញៀនអត់ល្អទេញៀននោះស្រីនៅហើយយិននេះមើលទៅស្រឡាញ់អណៃបាត់ទៅហើយមិនក៏បងឯងដឹងបើការៈមើលទៅគេស្រឡាញ់អណៃបាត់ហើយបើចាប់ញៀនមើលទៅឃើញគេស្រឡាញ់អណៃមែនធ្វើម៉េចមែនតែបងរឿងថ្ងៃកំពុងតែធ្វើຕົកខ្លាំងគាត់តែលឺព្រីកាព្រីនឹងក៏លឺខ្ញុំនិយាយតាមទូរស័ព្ទឯណាហើយពេលហ្នឹងខ្ញុំក៏ជួយតាមទូរស័ព្ទដែរអត់បានដល់ផ្ទាល់ទេចាតែខ្ញុំចេះតាមទូរស័ព្ទក៏ខ្ញុំមើលបានដែរអញ្ចឹងដល់ពេលអញ្ចឹងហើយខ្ញុំថាខ្ញុំក៏និយាយសន្ទនាមួយគាត់សុកស្រាប់តែប្រពន្ធគាត់នឹងងើបមកទៀតវឹបងើបមកវឹបអញ្ចឹងងើបមកវឹបអញ្ចឹងភ្លាមស្រាប់តែប្តីគាត់ភ័យបងប្រពន្ធខ្ញុំងើបទៀតហើយបងដឹងហើយថានិយាយនឹងដឹងហើយដឹងថាបងពេលហ្នឹងមកឲ្យសោតថាមិនខ្លះបងបាទបងឯងសោតមិនខ្លះបងពេលហ្នឹងអត់តែមកសោតទេពេលហ្នឹងគាត់តែយើងនិយាយមួយសុកទេយើងក៏មើលថាតើមានព្រាយតង់អីអត់អីចឹងណាទៅឃើញរបស់ហ្នឹងវាមានមែនអត់បានសូត្រទេប៉ុន្តែគាត់ឲ្យយើងនិយាយវាដឹងសន្តានវាដឹងមកយល់ទេបងហ្នឹងគឺចាប់ញៀនដឹងលឿនណាដឹងងើបឆ្ងើមហ្មងងើបឆ្ងើមពឹបគួយសន្លក់មុខប្តីវាបើមុខប្តីវាខ្ញុំថាមើលដាក់ចំប្រពន្ធអាណៃតិចមើលពេលហ្នឹងបជាពេលហ្នឹងព្រីហ្នឹងចូលប្រពន្ធគាត់ចាដល់ពេលដាក់កាមេរ៉ាទៅរកប្រពន្ធគឺពឹបបែរឃើញមុខខ្ញុំស្រឡឹងលើដើមចាមើលដើមចឹងខ្ញុំនិយាយរឿងយើងភ័យដែរវាស្រឡឹងយើងភ័យដែរយើងថយក្រោយចង់ថយក្រោយដែរតែគាត់សត់ថាយ៉ាកាចមែនហ៎អញសួរថាមិនក៏នឹងធ្វើគេអញ្ចឹងគេមានប្តីមានប្រពន្ធហើយមិនក៏នឹងមកនៅចង់កម្មចង់ពីគេអញ្ចឹងខ្ញុំសួរអញ្ចឹងឆ្លើយហ្មងវានយោអញមកតាអញមិនចង់មកទេវានយោអញមកតាឥឡូវឯងសួរវាមើលនឹងមិនក៏និយាយមកអញអញ្ចឹងយើងបែបភាសាគ្រូទៅកាន់វាអញ្ចឹងណាអញអត់ខ្លាចឲ្យធ្វើអញប្រមាត់អញ្ចឹងគាត់ថាអញអត់ខ្លាចធ្វើអញចង់គៀងចង់ដឹងថាធ្វើឲ្យវាកើតអញ្ចឹងណាចង់គៀងហ្នឹងហើយប៉ុន្តែក៏អង្គុយឯវងមាត់អញ្ចឹងគាត់អញ្ចឹងគាត់មកសបកថាយ៉ាគួរធ្វើមិនពេលហ្នឹងមុខរៀងភ័យដែរតែខំប្រឹងអត់ទេអត់ភ័យទេមិនតែមានថាវាខ្លាំងហ្នឹងហើយបើភាកស្ដានពីអត់ទៅឃើញណៃរបស់ខ្ញុំក៏គឺខ្លាចដែរអញ្ចឹងតែនេះរៀងកាចមកស្រឡាញ់ដល់ពេលដែលខ្ញុំក៏ចាប់ញៀនសួរតាមនីស័យរបស់ខ្ញុំជាគ្រូរបស់ខ្ញុំហ្នឹងផ្លូវក្នុងហ្នឹងគាត់បាននិយាយថាអត់អីទេនិយាយមួយសិនចោះចាវាសិនទៅខ្ញុំក៏ស្មានសួរតទៀតថាឥឡូវព្រមចាញ់អត់គេឆ្លើយថាអញចាញ់ឥឡូវឲ្យសួរវាមើលវាយកអញឬក៏យកវាសួរអញ្ចឹងហ្មងឡើយខ្ញុំក៏តាមស្របទៅតាមព្រៀនដែរខ្ញុំថាឥឡូវចេះហ្មងទៅអណៃឆ្លើយទៅអូនអណៃឆ្លើយជាប្តីអណៃឆ្លើយទៅអណៃយកវាឬក៏យកប្រពន្ធអណៃប្តីហ្នឹងក៏ឆ្លើយថាខ្ញុំយកប្រពន្ធខ្ញុំគាត់តែលឺខ្ញុំយកប្រពន្ធខ្ញុំភ្លាមពេលហ្នឹងហកយកហ្មងធ្វើឲ្យគាត់នឹងយំហូរភ្លេចមករូអញ្ចឹងហ្មងហកទៅភ្លេចមកអញ្ចឹងហ្មងបាទហ្នឹងហើយបាទបើវាអាយយកវាងាប់និយាយចឹងហ្មងហើយខ្ញុំឮតែវាងាប់ភ្លេងខ្ញុំអ្នកជួយខ្ញុំខ្លាចមានតោដល់ខ្ញុំខ្ញុំវាអភ័យណាលេមែនទេហើយខ្ញុំព្យាយាមចាប់ផ្ដើមបន់គ្រូឲ្យលោកតើជួយបិទបាំងផ្លូវក្នុងមិនកុំឲ្យវាកាច់កូននឹងបានឬក៏ធ្វើកូននឹងបានចាប់ផ្ដើមគ្រូយើងបន់សពបន់គ្រូអស់ហើយហ្នឹងហើយគ្រូយើងមានតែប្រហែលយើងរតនីមកចាប់ផ្ដើមគ្រូឲ្យយើងអស់ហើយថាលោកតាជួយស្កាត់ជួយរៀងជួយធ្វើរនាងបាំងមិនក៏មិនវាកាច់វិញ្ញាណឬក៏ធ្វើឲ្យប៉ះធ្វើកូននឹងបានបើសិនជាមានអាក្រក់នឹងចង់ប៉ះពិលកូននឹងឲ្យក្តៅដល់ពេលវាចាល់វាប៉ះកូននឹងវាក្តៅវាចង់យកវាក្តៅ
ដោយសារណៃដែលយើងបន់គ្រូយើងអោយគ្រូយើងជួយហ្នឹងឯងដល់ពេលចឹងហើយវាចាប់ផ្ដើមអ្នកគណៈថាតូចច្រកដែរឡាវាតូចច្រកដែរវាដឹងថាគួរតែធ្វើម៉េចបើចេញទៅក៏ខ្ញុំវាយបើសិនជានៅហ្នឹងក៏ក្តៅហើយខ្ញុំថាឥឡូវចេញទៅឥឡូវស្ដាប់តានេះចេញទៅតែខ្ញុំនិយាយបែបស្ដាគ្រូទៅកាន់គាត់ចឹងណាហ្នឹងហើយដោយសារគ្រូផ្លូវក្នុងគាត់ចាស់ខ្ញុំគ្រប់ខាងនីស័យតែគ្រូនីស័យហ្នឹងមិនមែនចូលខ្ញុំទេណាគឺថាគាត់ឲ្យខ្ញុំដឹងដល់អារម្មណ៍ហ្នឹងទៅគាត់ប្រាប់ខ្ញុំតអញ្ចឹងណាដែលយើងសួរគាត់ដូចពុកម្ដាយអញ្ចឹងណាហ្នឹងយើងនិយាយដូចញៀនហ្នឹងយល់ហើយគេយល់ខ្ញុំអត់ទាន់យល់ទេបងអត់ទាន់យល់ទេខាងណាគឺគេដូចមានអារម្មណ៍ថាដូចជាធ្លាប់ដឹងរឿងនឹងច្រើនហ្នឹងអូខេគេល្អមែនទេអញឆ្លុយខ្ញុំប្រាប់ដូចខ្ញុំប្រាប់បងខ្ញុំទៅទេហ្នឹងហើយពេលដែលបានគាត់យល់ហ្នឹងទៅយើងស្រួលចរចាគ្នាគេហៅថានិយាយទៅយល់សាច់រឿងគ្នាហ្នឹងហើយអូខេឥឡូវតទៀតហ្នឹងហើយដល់ពេលចឹងហើយខ្ញុំក៏បានប្រាប់ព្រៀងថាឥឡូវចេញទៅចង់បានអីដល់ពេលហ្នឹងវាឃើញខ្ញុំស្លក់វាទៅខ្ញុំផ្ដាំគ្រូទៅវាឃើញអំណាចរបស់ខ្ញុំដែររៀងបាក់ក៏និយាយថាឥឡូវអញសុំភូមិម៉ាលីហើយនឹងមិនស្ងល់មួយសែនអញមកចាញ់ហើយអញថាបើសិនដាក់ផ្ទះនឹងទៅនឹងដែរក៏ធ្វើមិនខ្ញុំមានកាត់ដោះដូរវិញខ្ញុំខ្លាចវាមានបំណងខុសភូព្រីឬបាច់ខ្ញុំខ្លាចតែយើងសែនវាហើយវាអត់ចេញវានៅនឹងតែខ្ញុំថាឥឡូវអញសែនឲ្យបន្តែរបស់នឹងអញសុំយកទៅដាក់ដើមឈើអញផ្ញើឲ្យនៅវាគេហើយតែនៅវាព្រីគ្នាអញទៅខ្ញុំថាអញ្ចឹងណាព្រោះបងប្អូនអ្នកគ្នាខ្ញុំសុំដកឃ្លៀនតិចបងប្អូនដើមឈើធំសបោពួកអមនុស្សនៅខ្ញុំសុំនិយាយតិចអ្នកខ្លះគឺយល់ខ្ញុំធ្លាប់និយាយបងប្អូនយល់ហើយខ្ញុំតែងតែនិយាយក្នុងការ live របស់ខ្ញុំនិង Facebook page របស់ខ្ញុំហ្នឹង page top របស់ខ្ញុំហ្នឹងបងប្អូនគឺដឹងហើយពាក្យប៉ុននឹងការបែបគេហៅថាព្រីដើមឈើគឺពួកមានព្រីវិសាច់នៅហើយបើដើមឈើធំនៅយ៉ាងតិច100នាក់ដូចជាចំណោមគ្រួសារដូចសាលាឬដូចកន្លែងដែលថាគេនៅនឹងហ្មងជំរំរបស់គេភូមិសាស្ត្ររបស់គេហ្មងណាអញ្ចឹងដើមដូចបងដាវនិយាយអញ្ចឹងពេលព្រីអីគាត់ត្រូវមកអាចារ្យព្រោះគាត់និយាយអីគាត់អញ្ចឹងដែរបើព្រីវានៅគឺមកជុំគ្នាវាខ្ញុំសង្ស័យខ្ញុំស្ដាប់ពួកគាត់ច្រើនឲ្យតែគេត្រូវការយករបស់ចាស់អីមួយគេយកទៅចោលក្នុងដើមឈើបំជុំប្រែទឹកទន្លេត្រូវទេបងដល់ពេលអញ្ចឹងទៅដូចកន្លែងហ្នឹងដូចជាមណ្ឌលបោះចោលព្រាយអញ្ចឹងបាទតែរឿងហ្នឹងខ្ញុំមិនដឹងថាគាត់មើលឃើញអត់ដឹងទេតែស្រាប់ខ្ញុំដឹងមិនចង់ថាដើមឈើបើសិនតែយើងអត់មានភ្នែកទឹកអត់មានមើលអីយើងមនុស្សធម្មតាយើងមើលទៅឃើញតែដើមឈើធម្មតាទេយើងឡើងបេះផ្លែវាស៊ីធម្មតាហ្នឹងប៉ុន្តែបើសិនជាបងប្អូនមានភ្នែកទឹកឬក៏មានអ្នកខ្លះគេហៅថាមានគ្រូសំណុំគ្រូសេវាវិធម្មជាតិមានភ្នែកទឹកមើលឃើញពួកអមនុស្សដល់ពេលដែលគាត់មើលទៅកាន់ដើមឈើហ្នឹងទៅមិនមែនឃើញជាដើមឈើទេឃើញសុទ្ធតែមនុស្សមានប្រុសមានស្រីមានចាស់មានក្មេងអញ្ចឹងទៅសបុកហ្មងបាទឥឡូវចុះដល់ជារឿងហ្នឹងខ្ញុំសុំដកឃ្លីនិយាយរឿងផ្ទះខ្ញុំបន្តិចទៅផ្ទះខ្ញុំគឺមានដើមឈើមួយអាយុប្រហែលជាជាង200ឆ្នាំដែរមាន150 200វាជាង200ថា100 150ក៏មិនមែន160ក៏មានវាថាជាង200ទៅព្រោះអាហ្នឹងវាយូរមែនទែនដើមឈើហ្នឹងឪរបស់ខ្ញុំកើតមកឥឡូវវ័យគាត់ចូល60 70ដែរហើយប៉ុន្តែចង់ថាដើមឈើហ្នឹងគាត់ថាគាត់កើតមកឃើញនៅតែប៉ុណ្្នឹងឥឡូវនៅប៉ុណ្្នឹងអញ្ចឹងបងតាខ្ញុំគាត់ស្លាប់ជាង100ឆ្នាំហើយបងតាខ្ញុំចូលដូចតាណាអញ្ចឹងមិនគាត់ថាហ្នឹងខ្ញុំសន្និដ្ឋានថាជាង200ឆ្នាំចុះហ្នឹងប៉ុន្តែបងប្អូនអ្នកគ្នាព្រាយនៅនឹងខ្ញុំស្គាល់មេកត្រៀងមួយគេមានមេគេទៀតហ៎មេគេស្រីប៉ុន្តែខ្លាចខ្ញុំព្រោះអីពាក្យស្ដែងព្រាយជាកូមកាន់តែវិញជាកូមកាន់តែវិញអញ្ចឹងរឹតកាន់តែខ្លាំងដូចជាអត់និយាយអីបិសាចផ្សេងជាផ្សេងចង់ថាជាកូមកាន់តែវិញអញ្ចឹងគឺកាន់តែចាស់កាន់តែខ្លាំងបើជាកូមផ្លេចខ្លីយើងស្រួលវាយបន្តិចលីចាញ់ហើយតែអាចជាកូមវិញវាយនៅនឹងហើយវាយយ៉ាងវិញទៀតសាហាវណាដល់ពេលខ្ញុំស្គាល់ព្រាយហ្នឹងដំបងវានៅដើមឈើហ្នឹងដល់ពេលនៅដើមឈើហ្នឹងខ្ញុំចាប់សួរថានៅយូរនៅអញនៅតាំងកន្លែងនៅពីក្មេងដំបងហៅអញដល់ពេលហៅអញភ្លាមខ្ញុំក៏ផ្ដើមគម្រាមហើយចាប់ផ្ដើមចេញអំណាចរបស់ខ្ញុំសូត្រក្រុងចេះឬក៏សម្ដែងរត់ណាមួយឲ្យគាត់ខ្លាចអញ្ចឹងទៅដល់ពេលគាត់ឃើញអញ្ចឹងទៅគាត់ខ្លាចខ្ញុំថាបើសិនអ្នកឯងនៅទឹកដីហ្នឹងអ្នកឯងថែសារបើសិនជាមានបកគលណាមិនល្អមកអ្នកឯងជួយឲ្យគេមកបាក់ខ្លោខ្លាចបើសិនតែគេមកម្ដងល្អជួយគេសុខសប្បាយបើសិនអ្នកឯងប៉ះពាល់ដល់គេអីទៅគេឯងនឹងកំចាយអ្នកឯងចោលទុកអ្នកឯងទេអញអញ្ញាតឲ្យនៅព្រោះអានឹងជាទឹកដីរបស់អ្នកឯងនៅមុនខ្ញុំទៅទៀតយើងក៏ផ្ដាំបែបរឹបដូចចិត្តខាងអញ្ចឹងក៏បែបបដៅអញ្ចឹងណាដល់ពេលយ៉ាងហើយមានដំបងញាក់ទៅស្គាល់គាត់ទេហើយគាត់ក៏ធ្លាប់សាកខ្ញុំកូនចៅគាត់ជានៅនឹងជាង100នាក់ក៏ធ្លាប់សាកខ្ញុំដូចគ្នាដែរគេសាករបៀបម៉េចគេប្រើព្រាយទូចមកលេងយើងមុនកូនចៅគេមកមុនកូនចៅគេមកទៅពេលខ្លះពេលហ្នឹងក្មួយខ្ញុំគាត់មកលេងខ្ញុំមួយស្រីណាគាត់មកលេងផ្ទះខ្ញុំបាទមកលេងផ្ទះខ្ញុំទៅក្មួយហ្នឹងគាត់មានគ្រូកណាតខាសំណុំសេវាមកគាត់ដែរគាត់មើលឃើញគាត់ថាពូអើយពូឯងមានផ្ទះហ្មងនៅនឹងមិនគេឃើញមានផ្ទះដែរផ្ទះណាខ្ញុំគេឆ្ងល់ខ្ញុំឆោតទៀតតែចាប់អារម្មណ៍អញ្ចឹងដល់ពេលថានោះផ្ទះចោលទៅដើម7នោះផ្ទះគាត់ណាចោលដើម7ហើយគាត់ដើរទៅដល់ដើម7ហ្នឹងគាត់បូតត្រួយ7លេងចាគ្រាន់តែគាត់បូតត្រួយ7លេងយប់ឡើងបឡូគាត់បដ ாய் បឡូគាត់មិនមកសក់ឡើងវិញសក់គាត់សក់មេកទីនៅហ្នឹងវិញអស់ដីដូចស្បៃអញ្ចឹងហើយពួកព្រីពាកដូចរោបមិនទេរោបលហែកហើយដូចស្បៃ
អត់សហើយឈុតខ្លះបើព្រាសភិច្រើនព្រាកាន់ល្អកាន់សិលទេតែបើថាព្រាឈុតបែបខ្មៅពួកព្រាភិច្រើនឈុតខ្មៅឬក៏ឈុតក្បិនបុរាណមកពួកព្រាគឺចឹងណាតែបើថាពួកព្រាឈុតសភិច្រើនវាពួកកាន់សិលទេពួកល្អទេតែអាខាអាក្រក់ចំហ្មងភិច្រើនវាកន្ទ្រីមកភិច្រើនឈុតខ្មៅបែរខ្ញុំឃើញហ្នឹងគឺឈើញបែបឈុតខ្មៅរៀងស្បែកកាន់ចឹងហើយស្បែកគេទៅក្រោយវិញចឹងហើយសក់គេក៏វិញទៅតាមស្បែកដែរដឹងស្ទាយគេចេញមកមិនអត់ស្ទាយគាត់ចាតែគាត់ចេញមកមុននឹងគិតលងមនុស្សមុនគិតសាកមនុស្សមុនគិតចេះមនុស្សស្ទាយគាត់ចេះគេមានម៉ូតគេទៀតណាចឹងហើយសាយមិនមែនដូចខ្ញុំទេណាគាត់ថាសំលេងគាត់ហ្នឹងពេលយើងស្ដាប់ទៅតាមផ្លូវញៀនតាមតិចហ្នឹងលងលន់ក៏លំពោវិញព្រៃហ្មងបាទសំលេងរបស់គាត់ហ្នឹងរុំទៅលងលន់ស្ដាប់ទៅពួកពេញទៅដោយភាពគួរឲ្យខ្លាចគាត់ណាឮសំលេងគាត់ហើយកូនផ្សាកូនងាស្ដាប់សឹងហៅយំលុះព្រលឹងហ្មងសឹងតែចឹងហ្មងដល់ពេលចឹងហើយខ្ញុំគាត់ថាយាយនេះខ្លាំងម្លេះគាត់ហ្នឹងខ្ញុំហៅគាត់យាយតែឥឡូវខ្ញុំហៅវាទៅសារខ្ញុំឈ្នះគាត់ចឹងណាតែបងខ្ញុំនៅមិនទាន់ឈ្នះគាត់អាចទៅសាកគ្នាទៅវិញទៅមកចឹងហើយគាត់ក៏ប្រែអាចកអាចែមហ្នឹងមកលេងកូនខ្ញុំលេងក្មួយខ្ញុំថាយកមិញបោចសក់អញចាគួរឲ្យយល់ហើយសក់គាត់ក៏សក់គាត់មកស្លឹក7ទាំងម៉ាត់ដូចសក់គាត់អញ្ចឹងគេហៅថាធំនៅហ្នឹងស្លឹក7ទាំងម៉ាត់ដូចសក់គាត់អញ្ចឹងធ្លាក់មកលយាចឹងហើយក្មួយខ្ញុំបោចបន្តិចឯងប៉ុន្តែគាត់ថាបោចសក់អញតែបើថាអ្នកផ្សេងមានគ្រូអីបោចធម្មតាអីទេតែបើថាមានគ្រូបោចកាលណាដែលបកូនបោចគឺប៉ះដែរផ្លឹកក្នុងគឺប៉ះគ្នាដូចទាញគ្នាដូចវាយគ្នាអញ្ចឹងគេប្រកាន់យល់ទេចាំមកគេថាអ្នកខ្លះមានគ្រូមានមាត់ដែរក៏មកតែអង្គុយផ្ដេសផ្ដាស់មកផ្ដាស់យ៉ាប់ប៉ះពលគេអ្នកខ្លះទៀតជាមនុស្សធម្មតាទេប៉ុន្តែធ្វើអ្វីមួយមូលហេតុអ្វីបានឲ្យគេហៅថាសុំគេសិនដល់សារពេលខ្លះក៏មានគ្រូនឹងខ្លួនគ្រូគាត់កង់នឹងរបស់នឹងដែរគេដូចមនុស្សយើងអញ្ចឹងឧទាហរណ៍អណៃឧទាហរណ៍អណៃមានព្រាតោងចោះហ្នឹងហើយឬក៏មិនបាច់ថាចាំដល់អណៃមានព្រាតោងទេអីផ្សេងអរេឧទាហរណ៍ថាអណៃជាមនុស្សធម្មតាអញ្ចឹងស្រីហើយមានម្នាក់ស្រីទៀតដើរប៊ីតអណៃអញ្ចឹងមើលមុខអណៃមិនស្លក់គ្នាអញ្ចឹងមែនទេមើលឃើញចឹងមែនទេអាហ្នឹងរឿងធម្មតាសម្រាប់មនុស្សស្រីគិតតែស្លក់មើលទៅមុខភ្លាមមានអារម្មណ៍ថាចង់ទីសាច់បាត់ហើយមានម្ដងល្អស្អីនិយាយបែបហ្នឹងឆ្លើយមែនមើលមុខអញចឹងហ្នឹងហើយចឹងកងគ្នាចឹងលាក់ចឹងទៅពួកព្រីចឹងដែរពេលខ្លះអណៃមានគ្រូអណៃគ្រូកណាត់នឹងខ្លួនប៉ុន្តែអណៃទៅទីណាភិកច្រើនឡើងព្រឺសបល់ព្រឺគ្រួខ្ញាក់អាហ្នឹងពេលខ្លះបើជាតែព្រឺទេមានមូលហេតុពេលខ្លះចិត្តអណៃមានព្រីនៅមានព្រីហ្នឹងគឺអាស្លក់មើលគ្រូកណាត់អណៃពណ៌មើលវាធ្វើជាព្រឺសបល់ខ្ញាក់អញ្ចឹងពេលអ្នកខ្លះអត់ដឹងទេអត់ដែរចាំអារម្មណ៍ទេរឿងហ្នឹងវាចឹងចិត្តតែព្រឺសបល់វាមិនមែនអញ្ចឹងទេហ្នឹងហើយគ្រូខាងយើងពងវាយគ្នាមួយគេអត់ទេពណ៌មើលគ្នាពណ៌មើលទៅប្រងគិតថាមិនស្រួលមិនអ្នកខ្លះដល់ថ្នាក់កិនចិត្តដល់ថ្នាក់កិនអ្នកខ្លះគាត់មានគ្រូរបស់គាត់អាចមានតិចទៅឬក៏អាចមានញៀនទៅដោយសារគាត់កាត់មកមានសំណុំមានសេវាឬក៏មានគ្រូពីកណាត់ចឹងទៅដល់ពេលដែលគាត់មានរឿងអ្វីគាត់តែងតែដឹងមុនគាត់ថាមានព្រីនៅគាត់អាចមើលឃើញហ្មងពេលខ្លះគាត់មើលឃើញថាព្រីនៅអីគៀនតសអញ្ចឹងទៅហើយពេលខ្លះគៀនតសរបស់គាត់មិនគាត់មើលឃើញអ្នកផ្សេងមើលអត់ឃើញទេអានេះនៅមានហ្នឹងកាលលើគៀនតសព្រឺសបល់ខ្ញាចាវាមើលអត់ឃើញអ្នកនៅមើលឃើញដល់ពេលដែលដឹងហើយពួកហ្នឹងប្រឡូហើយចាប់ផ្ដើមព្រឺសបល់ហើយអញ្ចឹងរឿងវាអត់ចម្លែកទេហ្នឹងចាដល់ពេលអញ្ចឹងហើយកូនហ្នឹងក៏ចាប់ផ្ដើមកាត់ដេកសក់ឯងប៉ុន្តែឃើញញៀនមនុស្សប្រុស2នាក់ហៅគាត់ដំបូងធ្វើសលេងខ្ញុំនៅក្រៅផ្ទះហ្នឹងសលេងខ្ញុំនាងមីអូនសលេងធ្វើក៏ប៉ុតខ្ញុំដេកហ្នឹងទេមកតែដល់ពេលដែលគេហៅគាត់ហ្នឹងគាត់ថាគាត់ដូចមើលឃើញអ្វីមួយមកហៅគាត់ឲ្យធ្វើគាត់ហ្នឹងងើបទៅថាគិតថាជាខ្ញុំគាត់ងើបទៅដឹងខ្លួនទេខ្ញុំពេលហ្នឹងញ៉ាំបានចាប់អារម្មណ៍ទេខ្ញុំដេករៀងយើងដេកយើងមិនគេថាពួកអាស៊ីសឺចឹងអត់មានអារម្មណ៍ខ្លួនដើម្បីចាប់អារម្មណ៍គាត់ទេខាងតែគាត់ទំនោមអីធម្មតាចឹងណាចឹងពួកអាដេកហើយឃើញគាត់ដើរហើយមនុស្សនិយាយថាពួកខ្មោចនឹមដើរមិនងាកឆ្វេងមិនងាកស្ដាំថ្លង់ភ្លុនហ្មងថ្លង់ភ្លឹងហើយដើរទៅរកគោដៅទេតែពេលហ្នឹងខ្ញុំសួរថាពេលហ្នឹងអានេះមានអារម្មណ៍មិនពេលដែលហេតុការចាប់អស់គាត់ថាពេលហ្នឹងឃើញមានមនុស្សប្រុសដូចពួកឯងតិចដូចចំណាស់ដូចម៉ែខ្ញុំតិចដើរហៅខ្ញុំទៅខ្ញុំដើរទៅតាមគាត់ទៅចឹងណាដល់ពេលចឹងហើយឃើញគាត់ដើរមួយបើកទ្វារក្រាក់បើកទ្វារខ្លួនឯងចេញក្រៅទៀតដើរត្រង់ដល់7ហ្នឹងខ្ញុំក៏ចាប់ផ្ដើមដើរលបពួនគិនសពួនចាំមើលតែវាដើរទៅណាវាមើលទៅដឹងដល់ពេលខ្ញុំចាប់ញៀមមើលពឹបគ្រូខ្ញុំប្រាប់ថាគេមន់នឿមហើយឯងនៅយូរម្លេះបើសិនជាខ្ញុំមិនបានទៅcôនឹងអាចលោតទឹកបាត់ព្រោះនៅចិត្តដើម7ហ្នឹងវាមានស្រះទឹកមួយបើសិនជាខ្ញុំទៅមិនទាន់côនឹងអាចលោតទឹកឬក៏អាចធ្វើរឿងអ្វីវាថាមិនល្អតែពេលនេះគាត់ថាលឺសំឡេងមនុស្សប្រុសហៅគាត់រហូតទាំងគេហៅថាតងហៅគាត់ឲ្យថាឆាប់ទៅអញ្ចឹងណាម្នេះមកនៅនេះសบายណាស់អញ្ចឹងណាហ្នឹងហើយគាត់ក៏ងើបតាមមួយខ្ញុំក៏ដើរតាមក្រោយគាត់ដល់ពេលខ្ញុំដឹងអញ្ចឹងហើយខ្ញុំក៏រតនីគ្រូរបស់ខ្ញុំមានឈ្មោះថាហឡម៉ានខ្ញុំរតនីជន់របស់ហ្នឹងជន់ម៉ាំងកូននឹងថាលឺសំឡេងមនុស្សប្រុសស្រែកអូយ2ដងបាត់ឈឹងមកជាធម្មតាវិញមកជាធម្មតាហើយសួរខ្ញុំថាខ្ញុំនៅនេះអញ្ចឹងមិនមកដល់នេះចឹងអត់ដឹងខ្លួនអីទេនេះថាមានរបស់នោះសឹងថាមិនដឹងខ្លួនណាដល់ពេលហើយខ្ញុំក៏ចាប់ផ្ដើមយកគាត់មកវិញខ្ញុំក៏សុទ្ធបិទបាំងខ្លួនដើម្បីកុំឲ្យកូននឹងគេហៅថាពួកនឹងលោកបន្លាយបានទៀតចឹងណាដ
ដល់ពេលចាប់ថ្ងៃនឹងមកខ្ញុំក៏ផ្ដល់គម្រាមព្រីហ្នឹងដល់ទីខ្ញុំមិនថាចាប់វាស្អែកទៅអត់មានមិននឹមឬក៏មកប៉ះពាល់នេះទីហ្នឹងអញ្ចឹងណាអត់មានទេបើអ្នកឯងចង់សុកអ្នកឯងចង់មានក្តីសុកអ្នកឯងកុំប៉ះពាល់គេរស់នៅតែរៀងខ្លួនអត់មានណាប៉ះណាខ្ញុំក៏មិនប៉ះអ្នកឯងក៏មិនប៉ះខ្ញុំទឹកដងកុំពៀនទឹកហ្នឹងយើងបែបថារស់នៅរៀងខ្លួនហ្នឹងកុំបៀតបៀនគ្នាខ្ញុំក៏មិនមែនថាខ្ញុំចេះវាយចេះហោះអញ្ចឹងចេះប្រើមន្តអាគមអាចអត់ធ្វើបែបអ្នកឯងខ្ញុំអត់ធ្វើទេអ្នកឯងរស់នៅតែបែបអ្នកឯងខ្ញុំក៏ផ្ដើមបដៅទៅយើងនឹងក៏ស្រាប់បានយើងនឹងក៏គោរពខ្ញុំហៅខ្ញុំតាពេលហ្នឹងឯងរហូតដល់កូនចៅគាត់ធ្វើខុសមកលើខ្ញុំឬក៏ទៅលើអ្នកផ្សេងអញ្ចឹងគាត់ថាបើសិនជាមានកូនចៅខ្ញុំធ្វើខុសទៀតសុំតែឯងគេថាបើគេឲ្យតែឯងបកលឲ្យតែឯងសម្លាប់គេចុះខ្ញុំថាខ្ញុំអត់ស្លាប់ទេស្លាប់ព្រីក៏បាបដែរបើថាស្លាប់ព្រីបាបព្រីក៏មានវិញ្ញាណគេហៅមានជីវិតរបស់វាមួយដែរកម្មរបស់វាកាលណាដែលយើងសម្លាប់វាទៅគេហៅថាយើងក៏មានកម្មពីមួយវាចឹងមកគេថាឲ្យយើងឡើងធ្វើបន់កសលទៅវត្តទៅយើងយកចង្ហាន់ប្រគេនទៅធ្វើបន់របាត់ដាក់បានហើយយើងឲ្យទិកសលបានដល់របស់ដែលយើងប៉ះពាល់ទៅថាអចេតនាឬក៏អចេតនាណាមួយចឹងណាវាឲ្យធ្វើអញ្ចឹងដើម្បីអ្វីឲ្យពឹសសលបានដល់ពេលខ្លះសមោចចង្អាដែលយើងចិត្តហ្នឹងពេលខ្លះក៏បាបដែរតែយើងមិនដឹងតែវាតូចតាចចឹងណាតែយើងអត់ដឹងថាអាហ្នឹងជាជីវិតមួយទេដល់ពេលខ្លះមកគេឲ្យរឹបអាដល់ទិកសលបានដល់ម្ចាស់កម្មពីដែលមានកម្មពីវិជាតិមុនឬក៏ចិត្តនេះប៉ះពាល់ដល់អចេតនាឬក៏ចេតនាណាមួយសូមអនុមោទនាទូជាបននេះទៅយកទិសដល់គេទៅជាស្រឡះខ្លួនហ្មងពេលជីវត្តយើងស្រឡះខ្លួនហ្មងអញ្ចឹងណាចាំគេថាឲ្យទៅវត្តបាត់ហ្នឹងអូខេឥឡូវយើងចូលដល់សាច់រឿងយើងបន្តទៀតពេលប៉ុណ្្នឹងប្តីប្រពន្ធពីរនាក់ហ្នឹងហើយប្តីប្រពន្ធពីរនាក់ហ្នឹងហើយដល់ពេលខ្ញុំថានេះឯងចេញទៅខ្ញុំថាចេញមិនឲ្យដាក់នេះណាខ្ញុំសុំឲ្យដាក់នឹងដើមឈើធំមួយផ្សេងណាអត់មានឲ្យនៅទីនៅខ្លួនគេទៀតទេដល់ពេលដែលកាត់ព្រមព្រឹកឡើងប្តីហ្នឹងក៏ចាប់ផ្ដើមធ្វើទៅតាមព្រីនឹងសុំមានគេហៅថាមឿនស្ងោហើយនឹងផ្កាភូមិលីសមួយហើយគេថែមផ្លែឈើបន្តិចតួចអញ្ចឹងទៅគេដាក់ឲ្យគេនិយាយប្រាប់ក្តាញ់ថាខ្ញុំឲ្យខ្ញុំប្រាប់គេសំទោសខ្ញុំប្រាប់គេថាអានេះនិយាយតាមបងថាអ្នកវើយរបស់ឲ្យថានៅក្នុងក្តាញ់នេះណាឥឡូវយើងជ្រាបចំសែមហ្វ្រីឲ្យអ្នកឯងហើយអញ្ចឹងអ្នកឯងនឹមកូននឹមចៅដកពឺដកពោពីក្នុងខ្លួនគេអស់ដើម្បីមកនៅនឹងក្តាញ់នេះវិញចោះហើយឈប់ប៉ះពាល់គេឈប់បៀតបៀនគេទៀតដល់ពេលអញ្ចឹងហើយគាត់ក៏យកអាក្តាញ់ហ្នឹងរងថាដាក់ដើមឈើដាក់ដើមឈើហើយវាចែកដនគាត់ថាដើមឈើវានៅបៀតវត្តហើយប៉ះគៀនវត្តហ្នឹងគឺមានគ្រូអាគមម្នាក់ដែរហើយគាត់ក៏ប្រកេនរបស់ហ្នឹងគ្រូអាគមហ្មងទៅតែគ្រូគេចេះខំចេះសកត់ព្រលឹងឯងគេចេះសកត់វិញ្ញាណសំទោសគេចេះសកត់វិញ្ញាណក៏ចេះចងវិញ្ញាណក៏មកព្រីនឹងកាយតែក៏ធ្វើតាមពើចិត្តអញ្ចឹងទៅពួកព្រីវិសាចវាឆាប់ត្រូវមុនអាគមវាឆាប់ត្រូវថាយើងប្រើវិជាទៅដាក់វាក្រងឆេះឬក៏មុនកថាស្នេហ៍ណាមួយវាឆាប់ត្រូវជាងមនុស្សធម្មតាព្រោះពួកព្រីវិសាចមានតែញៀនទេមនុស្សយើងក៏មានតែញៀនមានតែព្រលឹងអញ្ចឹងណាអញ្ចឹងវាមានអាសាច់ឈាមទឹកដីភ្លើងចលហ្នឹងគេអាចថាមានវាតាន់ជាងពពួកអាមនុស្សវាឆាប់ឆេះជាងមនុស្សយើងធម្មតាបើថាយើងដុតវាអញ្ចឹងអាក្រុងឆេះសូត្រមកក្តៅឆេះប្រកាច់មកភ្លីមកពេចបើថាយើងដាក់ស្នែផ្លុំស្នែលើវាពេលខ្លះក៏ត្រូវស្នែវាដែរចូលភ្លាមហ្មងលឿនណាអញ្ចឹងណាចាំមកគេអាចប្រើព្រីចង់ព្រីបានតាមពើចិត្តទៅធ្វើបកគលបានអញ្ចឹងណាឥឡូវខ្ញុំបញ្យល់ប្រាប់ម្ដងមួយចំណុចនឹងមួយទៀតដែលថាភាពអស្ចារ្យឥឡូវយើងសកត់អីទុកអានឹងមកផ្នែកហ្នឹងណាចាដូចថាណៃមានគ្រូបងណៃប្រភេទគេហៅតែប្រភេទញៀនទាំងហ្នឹងមិនមែនជាញៀនព្រីញៀនល្អឬក៏ញៀនអាក្រក់ឲ្យប្រភេទជាញៀនញៀនគ្រូល្អឬក៏គ្រូអាក្រក់ណាមួយតាមថែសារណៃចាហើយខ្ញុំអ្នកដាក់ស្នាណៃចាអញ្ចឹងពេលខ្លះខ្ញុំឲ្យតែខ្ញុំនិយាយចោលចាំឲ្យគ្រូផ្លោះក្នុងណៃបានឬក៏គ្រូរបស់ណៃត្រូវស្នារបស់ខ្ញុំហើយខ្ញុំនិយាយមកណៃក៏ស្រួលដែរចាំមានន័យថាខ្មៅស្រុកបាក់ដៃខ្មៅព្រៃបានចូលហ្នឹងអញ្ចឹងពេលខ្លះគ្រូណៃដល់ខ្លួនណៃទេតែខ្ញុំសន្តានាមួយគាត់ឲ្យខ្ញុំប្រើមុនវិជាការស្នាទៅសន្ធប់គាត់ឲ្យគាត់ធ្វើឲ្យអណៃនឹកកលឹកខ្ញុំមានចិត្តនៅខ្ញុំហ្មងពេលតែខ្លះយើងអត់ដឹងទេណាក៏ពិតទៅបងប្អូនអ្នកគ្នាមនុស្សនីមួយក៏ពិតទៅមានគ្រូកណាគ្រូសំណុំគ្រូសមាសឹងអាគ្រប់គ្នាតែយើងអត់បានចាប់អារម្មណ៍ទេអ្នកខ្លះដល់ថ្នាក់គាត់មិនចាប់អារម្មណ៍ទៅគាត់ប្រព្រឹត្តខុសទៅគ្រូនឹងអត់ជួយគាត់ទេរហូតដល់គាត់ទៅវិជាខុសជីរឹកទៅជាប្រព្រឹត្តនៅអំពើគ្រឿងញៀនឡើងឡាក់អញ្ចឹងទៅបើនិយាយចឹងខ្ញុំចាប់អារម្មណ៍ខ្ញុំហើយព្រោះអីខ្ញុំកើតមកមានសំណុំសង្វាខ្ញុំបើមាននិស័យអាកាសល្អណាមួយខ្ញុំនឹងចាប់ញៀនឬក៏មើលឲ្យតាមនឹងទៀតចឹងណាតែពេលនេះខ្ញុំសូមអត់និយាយរឿងហ្នឹងទេខ្ញុំទៅកម្មវិធីយើងទេថាម្នាក់មានហ្នឹងកាន់តែបញ្យល់ប្រាប់អញ្ចឹងទៅបងប្អូនបានជ្រាបអញ្ចឹងទៅដល់ពេលវាឆាប់ត្រូវអញ្ចឹងបងប្អូនអ្នកគ្នាហើយអញ្ចឹងបើមានគ្រូអាក្រក់ខ្លះគាត់ដាក់មិនដាក់ស្នែគេហ្នឹងគាត់មុនដាក់គាត់មានខែមានឆ្នាំឬក៏នេះខ្លះមិនមែនខ្មាច់ខែមួយឆ្នាំទេពាក្យថាអំពើឬក៏អំពិននេះអ្នកខ្លះដាក់តារូបថតក៏ត្រូវដែរឲ្យតែគាត់តាមមុខវិជ្ជាដែលគាត់រៀនខុសគ្នារបៀបដែលគាត់រៀនទៅអ្នកខ្លះគាត់តែមានខែមានឆ្នាំមានកៅមានខោទៅតែអ្នកខ្លះអត់ទេណាអ្នកខ្លះមានតែរូបភាពមួយស្លឹកហ្នឹងឲ្យឈ្មោះតែមួយម៉ាត់ត្រូវប៉អហើយប៉ុន្តែមិនមែនចិត្តដាក់ដែរលុះត្រាគាត់មើលថាកូនហ្នឹងរស័យដាក់អត់លេខដាក់អត់មកគាត់ដាក់ត្រូវទៀតអញ្ចឹងណាតែអញ្ចឹងមិនថាពេលខ្លះមនុស្សយើងពេលខ្លះយើងអត់ដឹងខ្លួនថាយើងមានអីនៅខ្លួនទេក៏យើងអត់ដឹងថាយើងមានអីកាន់ទេប៉ុន្តែដល់ពេលដែលគេចេះគ្រូគេមើលដឹងចាំមកគេអាចប៉ាន់យើងអាចដាក់យើងអាចធ្វើយើងបានអញ្ចឹងអញ្ចឹងមនុស្សយើងមានល្អមានអាក្រក់មានសមានខ្មៅអញ្ចឹងគឺថាឧបពាក្យប៉ុណ្ណឹងរឿងឥឡូវខ្ញុំកាត់បន្ថែមទៀតចូលរឿងគ្រូអំពើវិញ
មូលហេតុវិញបានមានអ្នកខ្លះចេះដាក់អ្នកខ្លះចេះដោះអ្នកខ្លះខាងល្អអ្នកខ្លះខាងអាក្រក់អញ្ចឹងទៅវាតែងតែមានលក្ខណៈថាពួកព្រីចិត្តអីចិត្តធ្វើអំពើអាក្រក់កាប់សម្លាប់ឬក៏កុហកភូតភោឬក៏ធ្វើទាំងវើគេហៅថាមិនសមរម្យណាមួយសង្គមស្អប់ខ្ពស់ណាមួយពួកនឹងគឺចិត្តបែបសាហាវអញ្ចឹងពួកកូនណាដែលមានពួកអស់នឹងខ្លួនហើយពួកនឹងអាចជ្រែកបានចាំមកគេឲ្យសមាធិឬក៏គេឲ្យសម្រួមចិត្តយកធ្វើព្រីដាក់ខ្លួននៅសាអ្វីដើម្បីគេចពីអាការលោកបន្លាយពីពួកព្រីវិស័យហ្នឹងឯងយើងចេះតែគិតអាក្រក់ហ្នឹងហើយឥឡូវបើចូលដល់សាច់រឿងហ្នឹងហើយខ្ញុំចង់បន្ថែមលើនឹងបន្តិចអញ្ចឹងណាឲ្យ VC ជម្រៅឲ្យឆាប់យល់បន្តិចឥឡូវខ្ញុំទុកព្រៀបដីពណ៌នឹងមកផ្នែកទៀតទៅព្រោះរឿងនេះខ្ញុំគិតថានិយាយទៅក៏បត់ពិសោធន៍បងប្អូនស្ដាប់ទៅគឺជក់ចិត្តដែរខ្ញុំគិតថាអញ្ចឹងហ្នឹងឥឡូវសុំបន្ថែមតិចណាមានថ្ងៃមួយខ្ញុំស្គាល់កូនស្រីម្នាក់ហ្នឹងគាត់មានបញ្ហាផ្លូវចិត្តរឿងគ្រួសារហើយខ្ញុំក៏ឡើងជួយដោះស្រាយគាត់ដែរតែគាត់ក៏មានគ្រូរបស់គាត់ហ្នឹងតាមថែរក្សាដែរគេហៅថាឈ្នួលក៏នឹងឈ្នួលគឺមានគ្រូខាងឪពុកឬក៏ខាងម្ដាយហ្នឹងតាមថែរក្សាគាត់តាំងពីតូចហ្នឹងគ្រូបាជាអាចថាចឹងគេថាបានអញ្ចឹងណាគេហៅថាឈ្នួលហ្នឹងប្រភេទជាឈ្នួលមួយមុតលេងត្រូលីស្គយចង់ឲ្យចូលរោចង់ទៅរឹមអញ្ចឹងឡើងអញ្ចឹងណាហើយគេខាងឪពុកឬក៏ខាងម្ដាយឬក៏ខាងតាខាងយាយណាមួយគឺមកកាន់កូនហ្នឹងតាំងពីក្មេងយល់ទេអូខេអាចថាគាត់មានគ្រូកាន់តាំងពីក្មេងអញ្ចឹងណាអូខេឥឡូវយើងដល់សាច់រឿងយើងមានថ្ងៃមួយហ្នឹងគាត់ក៏បានមានបញ្ហារឿងគ្រួសារហើយគាត់ក៏បានខលទៀតតោកមកខ្ញុំខលមកដំបងគាត់ថាពូថ្ងៃនេះខ្ញុំអត់ស្រួលខ្លួនទេខ្ញុំចេះតែមានអារម្មណ៍ធុញថប់មិនទេហើយកាលណាដែលគាត់ធុញថប់ខ្ញុំដឹងច្បាស់ណាគាត់មានគ្រូអញ្ចឹងពួកអាមនុស្សគឺជ្រែកម្ដងខ្លួនគាត់បានពួកថាគាត់អត់តែគាត់មុំម៉ៅអារម្មណ៍គាត់មិនល្អអារម្មណ៍មិនល្អគឺអាគ្រូអាក្រក់នៅក្នុងខ្លួនគាត់ហ្នឹងអាចនាំគាត់ទៅផ្លោះអាក្រក់បានតាមដោយសេរីបើគ្រូយើងការពារយើងហ្នឹងគ្រូមានល្អមានគ្រូខ្លះមកថែសារយើងតែមិនខ្លាញ់យើងធ្វើឲ្យយើងអាផប់ធ្វើឲ្យយើងអត់មានប្តីនៅមួយគេអត់កើតដូចខ្លះមានអញ្ចឹងគេហៅរបស់ចាំកម្មទាំងពីរឬក៏ញៀនគ្រូខាងអាក្រក់អញ្ចឹងណាតែរបស់ខ្លះគ្រូខ្លះល្អបើយើងអញ្ចឹងបានមនុស្សខ្លះគាត់មានល្អមានអាក្រក់អាសាអញ្ចឹងអ្នកខ្លះកាត់មកគឺមានគ្រូទូអង្គទាគ្រូដែរប៉ុន្តែចូលចិត្តធ្វើបាបយើងចូលចិត្តធ្វើឲ្យយើងនឹងអភ័ព្វស្នេហ៍ឬក៏យើងរលួយមិនបានអីមិនបានចិត្តធ្វើអញ្ចឹងប៉ុន្តែវាជួយយើងបានមកផ្នែកតូចតិចទេប៉ុន្តែបើគ្រូល្អមកគឺជួយតែខាងល្អចំមកលើចិត្តបើកូននឹងទៀតបើសិនជាកូននឹងធ្វើអំពើល្អគ្រូនឹងជួយគឺបើអត្តពលជួយគឺល្អតែបើសិនជាគាត់ធ្វើអាក្រក់គឺគ្រូនឹងបទាញតែផ្លោះអាក្រក់អាក្រក់គឺបទាញតែអាក្រក់ព្រៀងៗមកអញ្ចឹងណាអញ្ចឹងមិនចេះតែមានកាត់ស្លាប់គ្នាអ្នកខ្លះវាយប្រពន្ធវាយប្តីដោយអចេតនាថាមិនដឹងតែខ្លួនឯងធ្វើអីផងពេលខ្លះគេឲ្យពួកនឹងអូសទាញបានដែរតែមានថ្ងៃមួយហ្នឹងគឺមានកូនហ្នឹងគាត់ខលមកខ្ញុំពូខ្ញុំអត់ស្រួលខ្លួនទេខ្ញុំថាកើតអីគេខ្ញុំមានបញ្ហារឿងគ្រួសារតិចតួចអញ្ចឹងណាស្រាប់តែគាត់បិទទៅស្ដាប់មួយសន្ទុះក្រោយមកស្រាប់តែគាត់ខលមកខ្ញុំភ្លាមផ្ទះហ្នឹងគាត់នៅ22 3ជាន់គេថា4ជាន់ចាស់នៅជាន់ពោះគេ4ជាន់ចាស់គាត់នៅ4ជាន់អញ្ចឹងជាន់ទី4គាត់ថាគាត់ដឹងខ្លួនមកភ្លាមគាត់ថាគាត់នៅសដោកជើងអង្គុយនៅលើអាដបូលផ្ទះហើយសដោកជើងមកក្រោមហើយមើលឡានម៉ូតូបាត់ហ្នឹងខ្ញុំសួរតាហេតុអ្វីបានទៅដល់ហ្នឹងដល់ពេលខ្ញុំឃើញចឹងហើយខ្ញុំក៏បានសួរគ្រូរបស់ខ្ញុំប្រាប់ថាកូននឹងមានរបស់នឹមហើយដល់សារតែនាងយំអីចឹងទៅខូចចិត្តទៅវាមានរបស់អាក្រក់វាជ្រែកឲ្យបត្លេងមកវាខ្ញុំលឺគេធ្លាប់បដៅខ្ញុំថាតែពេលណាដែលយើងធ្លាក់អារម្មណ៍យើងនេះថាមានវិបត្តិផ្លូវចិត្តឬក៏ mental health breakdown អីចឹងគឺអំពើពន់អាក្រក់ព្រាយមុនខ្មៅអីហ្នឹងគឺឆាត់ចូលយើងចុះហើយជ្រែកយើងហ្នឹងប្រឡប់ឲ្យយើងកាត់មានអារម្មណ៍ថាខ្លួនឯងឯកាខ្លួនឯងជាជនរងគ្រោះហើយគេនាំយើងទៅកន្លែងណាមួយដែលយើងអត់ដឹងខ្លួនឯងយើងអត់អាចបញ្ជាខួរក្បាលខ្លួនឯងបានខ្ញុំចាប់អារម្មណ៍ហ្នឹងរឿងនេះខ្ញុំជួបផ្ទាល់ខ្ញុំជួបផ្ទាល់ខ្ញុំហ៊ាននិយាយបើស្មអត់ជួបផ្ទាល់ខ្ញុំឮតែគេថាខ្ញុំអត់ជឿទេហើយពេលហ្នឹងខ្ញុំក៏ខ្លាចថាខ្ញុំនឹងជឿចោលធ្វើគាត់ស្លាប់ដែរបើសិនតែគាត់ខំមកខ្ញុំលេខឆាប់មកខ្ញុំបើសិនតែគាត់លោតមកងាប់ទៅប៉ូលីសអាចសង្ស័យថាខ្ញុំហ្នឹងអានេះតាក់ទងគេពេលដែលស្លាប់តាក់ទងម្នាក់ហ្នឹងអាចតែយើងជាជនសង្ស័យឬក៏អាចយើងហើយប៉ូលីសក៏អាចយល់ពីបញ្ហារឿងអស់ទាំងហ្នឹងឯងអញ្ចឹងក៏អត់ខ្វល់តែខាងណាបានលេខឆាប់មកគេហើយញុះញង់អ្វីមួយគេអាចចាប់ប្រកាន់យើងចាប់គុកបានខ្ញុំខ្លាចចឹងដែរថាបើសិនជាអញធ្វើមិនឲ្យកូននឹងទៅក្រោមវិញបានសិនបើអញធ្វើមិនបានទេអញនឹងចាប់គុកហើយដល់ពេលអញ្ចឹងហើយខ្ញុំមានរសភាពតិចតិចណាខ្ញុំក៏សួរគ្រូរបស់ខ្ញុំក៏បានប្រាប់ថាកូនឯងឃើញមានមនុស្សប្រុសស្រីច្រើនទេឲ្យសួរកូននឹងមានឃើញអត់កូននឹងងាកក្រោយហើយមនុស្សដែលថាខ្មោចនឹមកាយវិការមួយទេអត់មានលះទេមួយទេដូចគ្មានវិញ្ញាណក្នុងខ្លួនអញ្ចឹងណាគាត់ងាកមើលទៅក្រោយពឹបគាត់ស្រែកគាត់យំបិទភ្នែកគាត់ថាឃើញមនុស្សច្រើនណាខ្ញុំអត់តអាកាសទេគេឲ្យខ្ញុំនៅនឹងគេនៅនឹងសុបាយខ្ញុំក៏ថាមិនអីទេឥឡូវពូឲ្យទៅពូការពារខ្ញុំក៏ចាប់ផ្ដើមរតនីអង្គហត្ថអាមាហ្នឹងចាប់ញៀនជាផ្លូវញៀនទៅដល់គាត់ទៅជួយគាត់ដល់កន្លែងអញ្ចឹងណាចាប់ញៀនពីនេះទៅអញ្ចឹងណាអានេះហើយយល់ហើយបើពេលអញ្ចឹងកាលនេះយល់ច្បាស់ហ្មងសុំសរសើរហ្មងប៉កែមែនដល់ពេលអញ្ចឹងហើយគឺខ្ញុំចាប់ញៀនទៅខ្ញុំវាយតាមផ្លូវញៀនហ្នឹងវាយបើកផ្លូវឲ្យកូនហ្នឹងដើរចុះទៅវិញព្រោះនៅលើហ្នឹងសបោណាអូនមិនដឹងថាញៀនហ្នឹងវាយកមនុស្សអស់ម៉ានទេនៅលើអាគារហ្នឹងសុទ្ធតែពួកព្រាយវិសាច់នៅ
សិពួកខ្មោចអាណាថាសិតតែព្រាអាណាថានៅពេញនឹងមានប្រុសមានស្រីមានចាស់មានក្មេងរត់លេងពេញនឹងហ្មងដល់ពេលហើយខ្ញុំក៏បានសូនដើម្បីវាយពួកនឹងហើយបើកជាផ្លូវមួយក្រៅតែកូននឹងដើរទៅវិញភ្លាមពួកនឹងនិយាយចេញគ្នាចាដើម្បីបើកផ្លូវក៏ទៅដោយសារអត់ហ៊ានទេកាលណាដែលខ្ញុំសូនហើយគឺពួកនឹងត្រូវនិយាយបើអត់និយាយគឺត្រូវប៉ុណ្្នឹងឯងដល់ពេលកូននឹងទៅដល់ក្របវិញហើយខ្ញុំថាមិនហើយលេខអីនៅគាត់ថានៅតែលឺសលេងគេហៅម៉ណេះមកនៅនេះសបាយណាដូចគេចង់យកនៅនេះសបាយណានៅតែលឺចឹងឡើយខ្ញុំក៏បានសូត្រជាផ្លូវក្នុងហ្នឹងបាត់បាំងតិចក៏មួយទៀតបាត់បាំងដៅបាត់តិចក៏ម៉ាំងមួយទៀតបាត់ម៉ាំងហើយបាត់លឺតិចនៅគេហៅថាភ្នែកមើលឃើញស្រស់ហ្មងឃើញមនុស្សស្រីហៅគាត់ចេះដោយសារគាត់មានគ្រូរបស់គាត់ដែរគាត់មើលឃើញខ្មោចតាំងពីតូចគាត់ហ្នឹងដល់ពេលចឹងហើយគាត់ឃើញមនុស្សស្រីឈុតសហ្នឹងហៅគាត់ចេះមកនៅអញ្ចឹងអត់លឺសលេងតែលឺតែឃើញតែកាយវិការចេះចឹងណាដល់ពេលអញ្ចឹងហើយខ្ញុំក៏ចាប់ផ្ដើមបាត់ភ្នែកគាត់មកតង់ទៀតដល់ពេលដែលខ្ញុំដៅបិទភ្នែកកូននឹងទៅកូននឹងក៏លេងឃើញទៅហើយខ្ញុំចាប់ផ្ដើមជាសំណួរហើយខ្ញុំជាមនុស្សមួយដែលឆ្ងល់ខ្ញុំសួរថាមូលហេតុអ្វីបានឯងទៅដល់លើនឹងហើយដើរតាំងពីចិនទី2ដល់ចិនទី4តើឯងធ្វើកើតខ្ញុំក៏សួរទៅគាត់ក៏បានគិតហើយក៏រៀងនៅឈឺក្បាលរៀងងើងហើយគាត់មកសន្ទុះគាត់ក៏បានចាំវិញគាត់ថាដំបងនេះឃើញគាត់កំពុងអាយំបាត់ភ្នែកចឹងហើយគាត់ថាគាត់ចាប់ផ្ដើមដប់ទប់ស្មារតីខ្លួនឯងលេងបានណាចាប់ផ្ដើមសម័យឃើញមនុស្សស្រីឈុតសម្នាក់ហៅគាត់មកលេងមុននេះមកនៅនេះសបាយណាបិទភ្នែកហើយចូលដល់ពពួកដល់ការសម័យហ្នឹងហើយនៅនេះសបាយណាមកគាត់ថានៅនេះសបាយភ្លាមគេហៅតែព្រីឬក៏ខ្មោចគេហៅតែខ្មោចចុះចឹងខ្មោចអាណាថាចុះគាត់ក៏ចាប់ផ្ដើមដើរចុះទៅលើអាចិនហ្នឹងមកគាត់សឹមមកដល់គាត់ហើយកាន់ដៃគាត់ចេះកាន់ដៃនាងស្រីហ្នឹងហើយដើរទៅជាមួយគ្នាចឹងរហូតដល់គាត់ឡើងដល់លើនឹងឯងឡើងដល់ហើយវិជាថាហេគួយនេះមកនេះសបាយណាមើលឡានឃើញស្អាតឃើញភ្លើងហ៎ពពួកកូននឹងឆ្លើយតាមរហូតមកកូននឹងថារោថាឆាំងចិត្តកន្លែងទៀតបានមកប៉ុន្តែដល់សារអ្វីក៏រួចផុតដល់សារអ្វីដល់សារតែគាត់កាត់មកគឺមានគ្រូល្អតាមជួយខែលជានាងបាំងកាត់ខ្លះដែរបានគាត់អាចនឹងខំខ្ញុំបានចឹងទៅរបៀបគ្រូនឹងរបៀបរំលឹកគាត់ថាគួរខទៅម្នាក់នេះអីចេះគ្រប់ស្គាល់គ្នាអញ្ចឹងរបៀបថាចេញអា idea មួយឲ្យគាត់នឹកឃើញថាឲ្យមិនរួចខ្លួនភ្លាមបាទអញ្ចឹងឯងដល់ពេលអញ្ចឹងហើយគាត់ថាគាត់ក៏លេចមើលនៅលើហ្នឹងឃើញមានកូនក្មេងមនុស្សចាស់ស្រីលេងពេញហ្នឹងហ្មងរត់លេងពេញហ្នឹងហ្មងដល់ពេលធ្វើគាត់ចាប់ដើមតែខ្លាចទៅហើយម្នាក់ស្រីហ្នឹងចាប់ដើមឲ្យគាត់លោតតាខាត់ទៀតទៅបើសិនជាខ្ញុំកាត់ទេមកខ្ញុំលេងចូលឬក៏ខ្ញុំដេកលក់កាត់អនឡាញណាមួយខ្ញុំអាចនឹងចាប់ចោលឬក៏អាចនឹងគាត់ងាប់អត់ដែរខ្ញុំមិនដឹងថាកូនបនអ្វីទេពេលនេះគាត់រស់គាត់ខំមកខ្ញុំភ្លាមហើយពេលហ្នឹងហើយខ្ញុំយល់ថាអូប្រហែលជាអញ្ចឹងបានមានមនុស្សខ្លះដល់ពេលដែលគាត់ឡើងលើដើមឈើឬក៏ចង់កោអាចនឹងមានមនុស្សណាមែនអាចនឹងមានណាខ្ញុំគិតថាហ្នឹង 100% ទាំង 100 ហ្មងខ្ញុំធ្លាប់មានក្មេងៗកាលនៅរៀនមួយគ្នាគាត់ចង់កសម្រាប់ខ្លួនហើយដល់ពេលគេទៅប្រជ័នព្រលឹងទៅគាត់ថាគាត់មានរឿងហេតុអីជន់កទៅពេលហ្នឹងគេនាំអូខេបាទនិយាយទៀតតចាប៉ុណ្្នឹងហ៎ប៉ុណ្ណឹងហើយខំឡើងចង់ស្ដាប់ស្មានតែមានរឿងអីបន្ថែមពីនឹងទីអត់ជក់ចិត្តចឹងគាត់ថាឧទាហរណ៍តែហ្នឹងអូខេដល់ពេលអញ្ចឹងហើយខ្ញុំសម័យថាអូអញ្ចឹងបានមានមនុស្សខ្លះគាត់ឡើងលើអាគារខ្ពស់អញ្ចឹងពេលយើងហៅគាត់ពេលគាត់មិននិយាយមកយើងគាត់តែបយមអញ្ចឹងយើងចេះស្ដីបន្ទោសបកូននឹងឯងឈួតអីនឹងឯងកាត់អីយើងចេះស្ដីបន្ទោសចុះមកនេះម៉ែអីនៅក្រោមចាំយើងចេះនិយាយរងលំគាត់តែគាត់ដូចអាខ្វល់ពីយើងដូចអាមើលអត់ឃើញយើងចេះស្ដីវាអញ្ចឹងមែនវាមានរបស់បិទបាំងវាមានរបស់នឹមចង់យកកូននឹងដើម្បីអ្វីដើម្បីឲ្យទៅនៅជាមួយទៅលេងជាមួយអញ្ចឹងទៅនៅជាមួយនឹងកន្លែងហ្នឹងទៅនៅកាន់កន្លែងហ្នឹងអញ្ចឹងទៅអញ្ចឹងណាគេហៅពួកហ្នឹងគឺបាបកម្មក្រាស់អញ្ចឹងពួកហ្នឹងអញ្ចឹងណាដល់ពេលពួកហ្នឹងដូចខ្ញុំនិយាយអញ្ចឹងបកគលណាដែលធ្វើអាក្រក់បើមានបំណងអាក្រក់ក៏គិតអាក្រក់របស់ហ្នឹងនាំអីវាអត់ចម្លែកទេអញ្ចឹងណាអញ្ចឹងមកឲ្យថាយើងខំប្រឹងសម្រួមចិត្តក៏មានចិត្តគេហៅថាខឹងក្រោតក៏មានចិត្តទោសៈមោហៈក្នុងខ្លួនអីខ្លាំងពេកយើងអាចអធិស្ស្រ័យបានអធិស្ស្រ័យអញ្ចឹងទៅអញ្ចឹងណាកាលណាដែលមានអស់ទៅនឹងភ្លើងនៃគេហៅថាកំហឹកក្នុងខ្លួនហើយរបស់ហ្នឹងគឺស្រួចជ្រែកមែនទែនចាំមកគេថាឲ្យមានព្រះចេះគោរពព្រះគោរពពុកម្ដាយធ្វើល្អបានច្រើនដោយសារកិច្ចវៀងពីអាពើអាក្រក់ទាំងអស់ហ្នឹងអញ្ចឹងណាដល់ពេលយើងតាំងពីហ្នឹងមកខ្ញុំចាប់ផ្ដើមយល់ថាអូអញ្ចឹងបើមានអ្នកឆងកបើមានអ្នករត់ទឹកបើមានអ្នកស្លាប់ខ្លួនអញ្ចឹងមែនខ្ញុំយល់ច្បាស់តាំងពីពេលហ្នឹងមកខ្ញុំយល់រហូតដល់ពេលអញ្ចឹងហើយខ្ញុំក៏ចាប់ផ្ដើមឲ្យគាត់នឹងអង្គុយមួយកន្លែងហើយមិនអីខ្ញុំសុទ្ធតែមិនអីខ្លួនពូខ្ញុំនៅរៀងញ័រទ្រូងនៅភ័យអារម្មណ៍នៅភ័យហើយនៅគិតអាសលេងហ្នឹងទោះបីជាបាត់មែនក៏វានៅមានអារម្មណ៍ចិត្តតិចមានអារម្មណ៍ធ្លាប់លុយមានអារម្មណ៍ចឹងហ៎ចិត្តតិចនៅតែមានអារម្មណ៍វើលើបីចិត្តតិចយើងទោះបីជានឹងដកជប់ក្នុងអារម្មណ៍យើងហ្មងដល់ពេលចឹងហើយខ្ញុំថាមិនអីទេចាំបើពូរោអាណាគេដែលថាវាមិនដឹងខ្លួនឯងអាណាគេថាមកហៅអញ្ចឹងចង់សកត់ឲ្យម្ចាស់ផ្ទះនឹងក៏ជំនាញផ្ទះនឹងមិនក៏មិនជួយ
ហើយខ្ញុំក៏ចាប់ផ្ដើមសួរតាខ្ញុំតាខ្ញុំក៏ចាប់ផ្ដើមខាបរបស់យិននៅចិត្តហ្នឹងមកដើម្បីចូលក្នុងគ្រូគាត់ហ្នឹងដើម្បីសួរជាផតាំងចូលមកដំបងពឹបអត់និយាយមួយខ្ញុំទេទៅស្ងៀមចាអត់និយាយទេមិនក៏មិននិយាយមកបាយមិននិយាយទេអញដុតណាខ្ញុំទាញខ្នាយកំរៀមក៏ប៉ុន្តែខ្ញុំបានធ្វើអីទេខ្ញុំកាន់តែកំរៀមបាយមិននិយាយអញដុតណាយំហ៊ូថាមិនក៏យំសុំឯងជួយមើលកូនយើងផងពួកហ្នឹងនិយាយយើងឯងពួកឯងជួយមើលកូនយើងផងចុះឯងត្រូវជាមិនមួយគេយើងត្រូវជាឪរបស់នាងនឹងវិចិត្រមុនឪវិចិត្រមុនហ្នឹងអញ្ចឹងណានាងល្អណាស់កូននឹងល្អមែនកូននឹងល្អណាស់សូម្បីតែគាត់ធ្វើការធ្វើងារគាត់លុយគាត់បានប្រាក់ខែពីគាត់នៅជាមួយអ្នកមានមួយអញ្ចឹងទៅធ្វើការនៅក្នុងផ្ទះគេបម្រើគេអញ្ចឹងគេឲ្យប្រាក់ខែគាត់បានច្រើនគួរសមដែរអញ្ចឹងណាដល់ពេលអញ្ចឹងហើយគាត់គឺមានកូននឹងគឺមានគួរចិត្តបុណ្យតាំងពីតូចធ្វើតែល្អទេដល់ថ្នាក់នេះខ្លះខ្ញុំឆាតថាឲ្យគាត់ថាមិនស្គាល់គាត់ទេគ្រាន់តែជាអ្នកស្គាល់គ្នាធម្មតាតាម Facebook មិនដែលស្គាល់សោះ app frame of ភ្លាមឆាតខ្ចីដូចគាត់ក៏ឲ្យបាញ់លុយគេភ្លាមហើយដល់ថ្នាក់គេចាយក៏ដើរតួកំសត់ចាយខ្ញុំអត់មានលុយបងថ្លៃសាលា100 200យ៉ាងបងបាញ់ឲ្យខ្ញុំមកបាញ់ឲ្យភ្លាមដល់ពេលអញ្ចឹងហើយនាងនឹងល្អណាស់ឪពុកគេនឹងបងខ្ញុំឪពុកដើមគេគាត់ថានាងនឹងល្អណាស់ល្អតាំងពីជាតិមុនម្លេះអញ្ចឹងណាថាធ្វើតែល្អទេធ្វើតែអំពើល្អទេអញ្ចឹងណាសូមឯងជួយនាងផងអញ្ចឹងទៅហ្នឹងហើយដល់ពេលដែលខ្ញុំថាចុះឯងអាណាគេខ្ញុំនិយាយអញ្ចឹងហ្មងដល់ពេលអញ្ចឹងក្រោយក៏ឆ្លើយថាយើងនៅតាមព្រៃតាមភ្នំហើយខ្លាចអញអត់ខ្ញុំសួរអញ្ចឹងហើយខ្លាចអញទេយើងនៅតាមព្រៃតាមភ្នំយើងខ្លាចឯងហើយខ្ញុំអត់ទាន់បានមើលទេបើហ្នឹងខ្ញុំនិយាយឆៅហ្មងទៅសារអ្វីគឺចូលខ្លួនមនុស្សថៃអញ្ចឹងណាដល់ពេលអញ្ចឹងហើយខ្ញុំក៏និយាយឆៅទៅហើយអាណាគេគាត់ឆ្លើយមកថាអញអីស្អីនិយាយអញ្ចឹងហ្មងក៏លើអញអីស្អីថាឯងហៅអាពេញមាត់ដល់ពេលអញ្ចឹងហើយខ្ញុំមានអារម្មណ៍ថាអូចប់បាត់អីស្អីគេអ្នកកាន់សិលឯបរិសុទ្ធណាហើយពេលយើងតែនិយាយអញហែងអញ្ចឹងទៅវាពិបាកដូចជាលោកសង្ឃតែហើយយើងលេងសារនិយាយអញ្ចឹងវាលឹះដល់ពេលអញ្ចឹងហើយយើងចាប់ដើមនិយាយធម្មតាទូទៅវិញមិនអីទេចាំខ្ញុំឬក៏ចាំកូនចៅជួយមើលអស់អញ្ចឹងណាមិនអីទេអញ្ចឹងហើយគាត់គេចេញវិញវឹបទៅគាត់កាន់អាណិតកូននឹងគាត់ណាអាសូរកូននឹងអាកូននឹងហើយគាត់ក៏ដឹងរឿងអស់ថាកូននឹងមានអីណាំដែរតែគាត់អត់និយាយគាត់ដឹងថាខ្ញុំដឹងអស់ហើយគាត់អត់និយាយទេហើយគាត់ចេញទៅវឹបហើយគាត់អភិប៉ុននេះរសារអ្វីគាត់ចូលមកមុននឹងរសារតែកូននាងនឹងជាកូនរបស់គាត់ហើយគាត់បារម្ភកូននាងនឹងគាត់បារម្ភខ្លាំងហើយតែរសារអ្វីអ្នកនាំគាត់នឹងញៀននៅក្នុងផ្ទះនឹងគឺមានច្រើនពេកគាត់ពិបាកនៃការជួយវាថែមបានខ្ញុំមកមួយទៀតមកជាកម្លាំងព្រុសដៃគ្នាគេហៅថាជួយឲ្យគាត់នឹងរួចផុតបើតាមសមត្ថភាពគាត់មិនអាចជួយបានទេអញ្ចឹងគេថាសាររបស់នំច្រើនដូចដឹងហើយនៅលើនឹងសតាញៀនអាក្រក់នៅពេញតែលើនឹងអញ្ចឹងដល់ពេលអញ្ចឹងហើយខ្ញុំក៏ចាប់ផ្ដើមធ្វើពិធីខាបហៅញៀននៅផ្ទះនឹងម្ដងខាបញៀនចូលដំបងវឹបមករឹមហ្មងអញ្ចឹងលេឡក់ដូចកូនក្មេងអញ្ចឹងខ្ញុំឆ្ងល់ថាជុំអានេះស្អីគេយើងមិនកងវាលអាយុប៉ុន្មានយើងអាយុ20ឆ្នាំអាយុ20ឆ្នាំតែនៅកម្ពុជាហ្នឹងអត់ថប់ឯងរងវាអាយុ50ឆ្នាំស្ដេចម្ដងក៏វា100ឆ្នាំក៏ដោយប៉ុណ្ណេះក៏ដោយថប់ប៉ុណ្ណាក៏ដោយវានៅប៉ុណ្ណេះទោះបីបុគ្គលនឹងអាយុច្រើនក៏ញៀននឹងអាយុ50ឆ្នាំ100ក៏ដោយនៅតែប៉ុណ្្នឹងពាក្យថាម្ដងកងវាមួយគឺអត់ធំឡើយហើយអ្វីគេចូលចិត្តគឺស្ករក្រដូចតែឯងអញ្ចឹងនិយាយថាមិនក៏ឯងនៅនឹងមិនក៏ឯងមិនជួយនាងនឹងខ្ញុំចង់ជួយដែរប៉ុន្តែខ្ញុំអត់ឈ្នះគេធំពេកគេធំពេកទៅខ្ញុំពិបាកនៃការជួយអញ្ចឹងណាយើងអាចហ៊ានទេបើហ៊ានជួយគាត់ខ្ចាយហ្មងទៅសាក់តូចជាងគេគាត់អាយុតែ20ឆ្នាំបើគេលេងសិតតែ50 60ឆ្នាំនៅនឹងគេនៅនឹងចាស់ទៅចាស់ដីគេនៅឬក៏ញៀននៅនឹងព្រីវិស័យគេនៅយូរឆ្នាំមកហើយដល់ពេលដែលញៀនតូចតាចគាត់ទៅគឺបញ្ហាដល់គាត់ប៉ុន្តែមូលហេតុអ្វីបានកូនអាមេរិកកងវានឹងចូលមកជាផុសតាំងដោយសារអ្វីនាងនឹងដល់ពេលគាត់ធ្វើល្អដល់ពេលដែលគាត់ដឹងថាគាត់មានគ្រូរបស់គាត់គាត់ឡើងមើលឃើញញៀនអាកូនក្មេងនឹងគាត់ឡើងបោះស្ករគ្រាប់ឲ្យព្រឹកឡើងធុកមកទៅសាយទៅគាត់បោះឲ្យហូបចឹងទៅរាល់ព្រឹកចឹងទៅបានញៀននឹងចូលមកពិសាក់ស្អីចឹងពេលចូលមកចឹងហើយខ្ញុំថាចុះឯងមិនក៏ជួយវាខ្ញុំជួយមិនកើតបើគេធំខ្ញុំហ៊ានតែជួយខ្ញុំខ្ចាយចឹងចាំមួយជាពេលទៅខ្ញុំក៏ផ្ដើមគិតថាអូអត់កើតទេហ្នឹងហើយចឹងមិនបាច់ប្រកាន់វាទេវាក៏ជួយមិនកើតដែរចឹងខ្ញុំក៏អធិស្ឋានទៅខ្ញុំក៏បាននិយាយលេងមួយខ្លះថាចាមូលហេតុអ្វីបានមិនកងវាជុំមកអត់ចេះរំទេខ្ញុំចេះរំតែខ្ញុំរំលុយណាគេគឺប្រមងរំទៅរបស់គេរំនឹងលុយរបស់គេខ្ញុំចេះអារម្មណ៍នៃការរំរបស់គាត់ប៉ុន្តែខ្ញុំភ្លេចក្បាច់តែគាត់រំឲ្យដឹងមិនទេពេលហ្នឹងខ្ញុំតែតែគាត់រំលុយរំជាក្បាច់ខ្មែរនេះក៏បែបកូនក្មេងរំបែបកំសាន្តចឹងប៉ុន្តែរំមើលទៅទំនងដូចរបៀបក្មេងៗរំតាក់ទីងហ្នឹងណាវាអាចអញ្ចឹងដែរប៉ុន្តែមានក្បាច់លោតលវ័នដែរខ្លះអញ្ចឹងណាបែបកូនក្មេងតែដូចកូនក្មេងរំអញ្ចឹងណាយល់ទេគឺបែបអញ្ចឹងហើយរឿងបែបក្បាច់គេយ៉ាងណាទេមិនខ្ញុំទៅលុយដល់ពេលហើយខ្ញុំថាមើលទូរឹមបានប្រហែលជា2វិនាទីឈប់រឹមបានតែចេញក្បាច់តិចឈប់រឹមហ្មងដោយសារអ្វីគាត់និយាយថាអត់អាចរំបានទេមូលហេតុអ្វីបានអាចរំបានគាត់ថារំតែមានភ្លេង
play ហ្នឹងគឺ play ទាំងវាយថ្វាយទៅដល់មេកងវាឬក៏ថ្វាយដល់គ្រូមកបើគេពីប៉ុណ្ណឹងការរីបៃសីឬក៏ពីប៉ុណ្ណឹងការតឡើងគ្រូណាមួយពីប៉ុណ្ណឹងការគេគោរពមេកងវាឬក៏ក្រក់ជាដើមឡាក់អញ្ចឹងទៅអីអានេះមានគ្រូរបស់គេទៀតខ្ញុំក៏ឆ្ងល់អញ្ចឹងណាដល់ពេលអញ្ចឹងហើយខ្ញុំក៏អត់បានសួរលេងដល់ទេខ្ញុំក៏ចង់ដឹងសួរពាក្យប៉ុណ្ណឹងជំនាញទៀតហ្នឹងមកដល់ពេលខ្ញុំក៏ចាប់ផ្ដើមឲ្យគ្រូរបស់ខ្ញុំគាត់ខាផាវទៀតខាមកទៀតគឺខាមកគឺចូលជំនាញទៀតហ្មងចូលមកពឹបអត់និយាយទេអត់និយាយស្លក់អញ្ចឹងហើយដល់ពេលនិយាយមកខ្ញុំជាព្រឹតមិនចឹងនិយាយថាគាត់ស្លក់យើងសុកគាត់ពេលគាត់ថាមានការអីហ្នឹងយើងគាត់ថាមានការអីយើងភ្ញាក់ព្រឹតហ្មងពេលមកស្លក់ហើយនិយាយអា20ភ័យដែរថាអីអីនេះឯងណាគេចូលមកកាចមែនយើងជំនាញផ្ទះអីឯងមានការអីខ្ញុំថាខ្ញុំកូននឹងវាមានវាហេតុការអញ្ចឹងទៅឲ្យឈប់ឲ្យខ្ញុំនិយាយយើងដឹងអស់ហើយនាងនឹងវិស័យដាក់ឲ្យនាងនឹងគឺមានគេហៅខ្លួនរបស់គាត់នឹងគឺអាចមានមនុស្សចេញចូលបានច្រើនណាស់ដល់សារគេហៅថាមនុស្សគឺមនុស្សប្រហោងក្នុងអញ្ចឹងណាអាចបានប្រហោងក្នុងសុំបងខ្ញុំអត់ដឹងអានឹងច្បាស់ដែរតែគេហៅមនុស្សប្រហោងក្នុងហ្នឹងគេហៅថាអាចនឹងពួកនឹងឡាយពួកព្រីចូលទៅឃើញហ៎ពួកព្រីវិសាចូលចេញចូលហ្នឹងគេហៅមនុស្សប្រហោងក្នុងប្រភេទអញ្ចឹងណាហ្នឹងហើយវាកាត់មកអញ្ចឹងអត់ដឹងធ្វើម៉េចដែរអាហ្នឹងកណៅបំមនុស្សហើយហ្នឹងកណៅបាទពិបាកនិយាយដែរហ្នឹងបាទអាចថាកញ្ចៅអាចថាបានដោយសារអ្វីអាពាក្យប្រហោងក្នុងនេះមនុស្សគេថាឯងទៅទីណាគឺចូលហ្នឹងហើយតោះតាណាគេអាចចូលទៅហ្នឹងហើយអញ្ចឹងណាតែខ្ញុំអត់ដឹងថាអត្តន័យពីក្រោយហ្នឹងអត់ដឹងថាស្អីខ្លះទេតែខ្ញុំដឹងពីគ្រូរបស់ខ្ញុំដែរអញ្ចឹងណាហើយពេលអញ្ចឹងហើយគាត់ថាឆាប់យកនេះនឹងទៅឲ្យគ្រូស្រោចទឹកឲ្យឬក៏ធ្វើសេចក្ដីពាក្យការពីណាមួយទៅក៏មកគាត់នឹងមានគ្រោះថ្នាក់កាន់តែខ្លាំងដល់ពេលដែលគាត់និយាយចប់ហើយគាត់ក៏ចេញទៅវិញទៅនាងនឹងក៏បោកក្បាលអន្តុកចាម៉ាំងឃ្លូហើយងើបមកវិញពូខ្ញុំសុំឈប់ហើយពូខ្ញុំទៅលេងរួចហើយពិបាកគ្រប់គ្រងពេកគេនាំខ្លួនក៏ពេកគាត់សុំខ្ញុំទៅថាមិនអីទេចឹងចាពូបិទបាំងឲ្យហើយខ្ញុំក៏សានសូត្រលើគុណពុទ្ធពធប្រសងហើយខ្ញុំសូត្របិទបាំងខ្លួនកក៏មកពួកអានឹងអស់មនុស្សនឹងបៀតបៀនក៏ប៉ះពាល់ក៏បានអញ្ចឹងណាតែតាំងពីថ្ងៃហ្នឹងមកគាត់ក៏រួចផុតពីអស់ហ្នឹងទៅលេងអ្វីបៀតបៀនគាត់បានទៅអញ្ចឹងណាដល់ពេលជួបដល់សាច់រឿងយើងតទៀតវាប៉ុណ្ណាពីនេះដែលគាត់យកទៅផ្ញើហ្នឹងតើបងគាត់ថាគាត់ចង់យកអាកដាញ់ហ្នឹងទៅដាក់នៅចិត្តវត្តទេតែចៃដនអីវាប៉ះគ្រូអាគមនៅហ្នឹងគឺមានគ្រូអាគមដែរគ្រូអាគមហ្នឹងក៏បានថាឲ្យមកខ្ញុំមកខ្ញុំចេះគាត់ហ្នឹងគេចេះចងចេះស្រាយចេះងឹបចេះអីចឹងណាចេះប្រើអីចឹងដល់ពេលចឹងហើយក៏បកូនហ្នឹងក៏ឲ្យកដាញ់ហ្នឹងទៅគ្រូហ្នឹងបកគ្រូហ្នឹងហ្មងទៅពេលគ្រូហ្នឹងហើយតាំងពីពេលហ្នឹងមកប្តីប្រពន្ធក៏លេងទៅគ្នាអាសង្សារនៅជាមួយសុំទៅអាប្រពន្ធនៅជាមួយហ្នឹងក៏លេងធ្វើទុកបុកម្នេញក៏នៅជាមួយគ្នារហូតដល់សប្តាហ៍ថ្ងៃទៅហើយក៏មិនមានបញ្ហាចេញចូលក៏មានបញ្ហាលោកបន្លាចចឹងទៅតែខ្ញុំចង់ដកឃ្លីនិយាយអាល់កុលដែលថាព្រីនឹងតោងបន្តិចចាពេលដែលព្រីនឹងតោងចូលមកម្ដងគាត់ថាពេលខ្លះគាត់ថាក៏ដូចមិនមែនដេកជាមួយពន្ធគាត់ចឹងពេលខ្លះព្រីនឹងវាបញ្ជក់កចេះបញ្ជក់កបញ្ជក់អីចឹងជក់គ្រប់កន្លែងរួមទៅស្មានទៅនិយាយអាក្រក់ស្ដាប់ដូចរួមមេត្រីមួយគ្នាចឹងដូចមនុស្សចឹងពេលខ្លះគាត់ថាមិនមែនជាពន្ធគាត់ទេពន្ធគាត់ណាងើបតាំងយប់ហើយដល់ពេលស៊ូថាយប់មិនអានេះមានធ្វើខ្ញុំមិនដឹងផងបងបីពន្ធគាត់និយាយចឹងណាហើយគាត់ថាពួកលហិតហ្នឹងបានគិតសង្កត់ធ្ងន់ថាប្រហែលពន្ធគាត់អាចមានអ្វីតោងមែនហើយដល់ពេលចឹងហើយគាត់ថាអត់ស្រួលទេបើសិនជាຕົកយូរមករកគ្រូប្រពន្ធគាត់អាចមានបញ្ហាតែក៏គាត់អាចមានបញ្ហាដែរអញ្ចឹងក៏គាត់បានរកខ្ញុំជួយបាន10ថ្ងៃទៅក៏បាត់10ថ្ងៃទៅបាទហ្នឹងហើយអូខេហ្នឹងជាសាច់រឿងទី1ខ្ញុំស្ដាប់ឡើងបងអាចបងប្អូនអូយបងអធិស្ឋានអ្នកមើល live ខ្ញុំបែបបាត់មុខខ្ញុំអស់មកជាហៀងហើយចាំគេបងជក់ខ្លាំងមែនតើបងអើយហើយចាំបងទាំងអស់គ្នាចាំជួយដាក់ចំណងជើងខំផងមិនដែរបង fresh បងឡើងលែងមានអីស៊ូហើយបើតែភាសាគាត់និយាយគឺថ្មីហើយចំណេះជាគាត់នោះបងសម័យឯអត់ចាញ់ទៀតសម័យបានតែសាច់រឿងហ្មងរឿងគាត់និយាយហ្នឹងណាភាគច្រើនខ្ញុំជួបដូចគ្នាខ្ញុំអត់សំណពរអ្នកទាំងអស់គ្នាឲ្យជឿសូម្បីខ្ញុំខ្លួនឯងក៏ខ្ញុំប្រឡប់ដែរថាខ្ញុំគិតរឿងជាសាច់បានច្រើនហើយគិតផ្លូវចិត្តឲ្យបានច្រើនខំប្រឡប់ដូចគ្នាប៉ុន្តែគាត់ថាចេះតែរបៀបថាពេលខ្លះចឹងទៅមាននិយាយសួរស្ដាប់ទៅខ្ញុំមិនដឹងព្រាយមិនដឹងអីចឹងណាបើនិយាយថាប្រហោងក្នុងហ្នឹងខ្ញុំធ្លាប់ហ្មងមកយប់ចឹងទៅបាទមកតម្រង់ជួរគ្នាចូលខ្ញុំចង់7-8គ្រូកន្លែងផ្សេងគ្នាខ្ញុំនិយាយតាមថងអារម្មណ៍នេះអារម្មណ៍ខ្ញុំណាបងខ្ញុំអត់ខ្លាចទេតែខ្ញុំមួម៉ៅវិញខ្ញុំគិតថាហេតុអីបានជាខ្លួនខ្ញុំកើតមកម៉ែខ្ញុំអ្នកបកកើតទេហេតុអីទៅមានអ្នកផ្សេងទៀតមកដាក់ហ៊ុនមួយខ្ញុំ 50% ម្នាក់ខ្ញុំគិតចឹងវិញហើយមនុស្សខ្ញុំអត់ចង់ព្យាយាមឲ្យខ្លួនឯងអបិយជំនឿខ្លាំងខ្ញុំចង់ឲ្យ50-50តែបើខ្ញុំគោរពដែរខ្ញុំមិនគោរពដែរខ្ញុំគោរពហ្មងគោរពក៏គោរពប៉ុន្តែអត់ចង់ឲ្យជឿខ្លាំងហើយដល់ថ្នាក់ទីខ្ញុំណាតែអត់ខ្ញុំអត់ដឹងទេនិយាយជាមួយនឹងអ្នកជុំវិញខ្លួនខ្ញុំទេទីយកសិតតែអាសនៈ
9ជាន់ហើយដល់ពេលខ្ញុំវិញពេលខ្ញុំដឹងខ្លួនមកវិញខ្ញុំទៅយកអាសនៈហ្នឹងយកទៅបដែតទឹកទលេចោល បាទល្អក៏មកទៅរឿងអស់ទៅនេះខ្ញុំជួបច្រើនហើយខ្ញុំក៏ធ្លាប់ជួយបញ្យល់គេច្រើនដូចគ្នាដែរ ចា ឥឡូវខ្ញុំចូលដល់សេរឿងនេះគឺពិសេសដូចគ្នាដែរហើយគឺចែងជាចំណេះដឹងរបស់បងប្អូនស្ដាប់ហើយគឺយល់ពីអត្ថន័យរឿងហ្នឹងហើយគឺឈប់ឆ្ងល់បានខ្លះបងប្អូនទាំងអស់គ្នាខ្ញុំសូមនិយាយពីប៉ុណ្្នឹងគ្រូមួយមានគ្រូមួយកឈ្មោះកអញ្ចឹងទៅគាត់គឺឲ្យតែអ្នកណាទៅកន្លែងគាត់ដឹងតែគាត់ថាមានគ្រូមានមកទាំងអស់ឲ្យអ្នកណាទៅកន្លែងគាត់ដឹងថាបុគ្គលនេះមាននាគមានយៈមានក្រត់តាមថែរក្សាគាត់បារមីហ្មងបើសិនជាមរៀបទៅគូនឹងឈួននឹងងាប់និយាយភាសាអញ្ចឹងអ្នកណាគេមិនខ្លាចណាគេមិនហ៊ានចំណាយបើរៀបអស់ប៉ុន្មាន1000យកលុយគេព្រុសរៀបឲ្យគេបើគូនឹងអត់មានទេគូនឹងគាត់ណាពេលខ្លះព្រាយតង់ធម្មតាពេលខ្លះគូនឹងត្រូវអំពើអញ្ចឹងទៅពេលខ្លះគូនឹងអត់ត្រូវអំពើក៏អាចដូនចតាក៏ធ្វើឃ្លានក្នុងបញ្ចុកបញ្ចានក៏អាចថាបានតាមពេលដែលគាត់មើលមានតែចេញណានៃមាននាគមានអីតាមថែរក្សាទៅបើហ៊ានតែមិនជួយមិនតន់ទេស្អែកងាប់អាណា20មិនថាខ្ញុំមិនថាឯងអត់សុខចិត្តអស់បានលានដុល្លារក៏អស់ទៅសំខាន់ឲ្យតែយើងបានរស់រៀបទៅទោះយើងមិន20ក៏យើងថាបើអញឲ្យរៀបប៉ុណ្ណឹងជិះស្អែកអញងាប់ទៅមិនទៅស្ដាយក្រោយដល់ពេលដល់ថ្នាក់នឹងហើយគាត់ក៏បានស្អែកក៏បានឲ្យគ្រូនឹងចាប់ដើមរៀបទៅគេកំណត់តែពេលកន្លះខែមួយខែទៅគេធ្វើបានគ្រប់9គ្រប់10អីចឹងទៅអញ្ចឹងគេធ្វើអស់ហើយគេក៏ឲ្យរបស់នឹងមកបាញ់លុយគេជាង2000អីចឹងទៅបាញ់គេចឹងហើយក៏តាំងវីដេអូអានឹងមកដំបងរៀងក្រាន់ដោយសារអ្វីកាលណាដែលគាត់គោរពគ្រូនឹងគឺមានគុណរបស់គ្រូនឹងតាមថែរក្សាខ្លះហើយអញ្ចឹងណាអញ្ចឹងដំបងវារៀងកាក់កបយកមកដំបងវារៀងរោបាននេះបានដល់ពេលដែលនៅយូរទៅចាប់ផ្ដើមរបស់ចេញធាតពិតហើយព្រីមកកាន់ហ្មងព្រីឡើងលេងត្រូវចិត្តហ្នឹងហើយស្ដាប់ព្រីមកកាន់ហ្មងហ្នឹងហើយមានអីទៀតមកតាំងខ្លួនសតាអញជីបនាងនេះបនាងនោះចូលមកចូលបុគ្គលហ្នឹងដល់ពេលអញ្ចឹងហើយយូរទៅគាត់នឹងគឺមានអារម្មណ៍ថាបងខ្ញុំរស់ស៊ី10ថ្ងៃខ្ញុំពេលខ្លះស៊ីបាយមួយចានឆ្អែតប៉ុន្តែពេលខ្លះខ្ញុំដូចរោឲ្យចិញ្ចឹមគេវិញហ្នឹងហើយចង់ស្ទែអារម្មណ៍ចេញមកគឺមិនស្ងោឲ្យផ្លែឈើឲ្យមកកេះវិកេះដាក់តង្វាយថ្វាយសឹងថារោតាលុយទិញឲ្យមិនចង់បានផងហ្នឹងហើយពេលចឹងហើយគាត់ថាមិនក៏ទៅចិញ្ចឹមវិញអាណាលុយដែលយើងសល់ចុះពីមុនយើងលុយមកសល់មូលហេតុអ្វីបានត្រូវមានអស់ហ្នឹងមកគាត់ទៅយកលុយទៅឲ្យគេទិញរបស់ឲ្យគេសានឲ្យគ្រប់សពបែបយ៉ាងបបោហូហៀបងប្អូនឃើញទេចឹងមិនថាបើសិនជាយើងរោគ្រូពេលខ្លះយើងរោឲ្យច្បាស់លាស់បើសិនជាយើងរោខុសក៏អាចមានបញ្ហាដែររហូតដល់កូននឹងព្រាយតោងដល់ពេលកូននឹងព្រាយតោងហើយយកទៅដល់កន្លែងគ្រូផ្សេងមើលគេចាត់ថាទៀតហើយមកវិញចេះមកវិញចោះរៀបចេះទៀតរៀបរហូតដល់ពេញអាសនៈចេញមកដូចគ្រូមើលហៅហ្នឹងលិសាលេងសិតតមូលកណាត់ផ្ទះហ្នឹងអាសនៈដល់ពេលចឹងហើយជួបខ្ញុំថាបងកូនមកឯងចាប់ហើយចាប់មិនបងអើយព្រីតោងពេញហ្នឹងបើអត់ឃើញទេបើខ្ញុំមើលមិនឃើញធ្វើម៉េចឥឡូវបងឯងឃើញមិនចុះអញ្ចឹងមើលចឹងចាំយានមើលទៅវាឃើញមានប្រុសមានស្រីសិតតែពួកមិនល្អអញ្ចឹងណាឆ្វេងស្ដាំកាលណាដែលគាត់ខ្ញុំប្រាប់ខ្ញុំបញ្យល់ប្រាប់បងអូនមួយបងស្រីកាលណាដែលយើងមើលមិនឃើញយើងគោរពចិត្តតែគោរពទៅយើងគិតថាមកព្រឺសបព្រឺក្បាលហើយមកយកសាច់យើងគិតថាគ្រូធំហើយចឹងអត់ដឹងថាហ្នឹងល្អគឺអាក្រក់ទេអញ្ចឹងកាលណាដែលយើងគោរពរបស់ហ្នឹងទៅវាបានរដ្ឋាភិបាលពីរបស់ហ្នឹងវាបានអាភ្នែកទឹកបានអាញៀនទឹកពីពួកអស់ហ្នឹងហើយដល់ពេលដែលគាត់បានពីពួកអស់ហ្នឹងដល់ពេលដែលគាត់មើលឃើញពួកអស់ហ្នឹងគាត់ថាខាងទៀតដូចគ្នាដែរយល់ទេដូចជាព្រីក្បាល8មើលទៅដូចជានាគក្បាល8ទៅអញ្ចឹងវិញយល់ទេបានរដ្ឋាភិបាលពួកអស់ហ្នឹងវិញកាលណាដែលបានរដ្ឋាភិបាលពីពួកអស់ហ្នឹងហើយគឺវាស្រួលបវក់ពួកកូននឹងចេះកូននឹងចោះមើលឃើញនេះចេះនេះចោះកាត់ជាគ្រូមើលហៅអត់អាណៃមានអីទេតែពេលគ្រូថាកាន់ខាងហ្នឹងគេមើលឃើញអាណៃទៅអូកូននេះនាគក្បាល9រៀបទៅឲ្យវាទៅយើងក៏ជឿដល់អចេតនាហើយពួកព្រីវិចេះទីដូចគ្នាចេះភ័ព្វភ្នែកវិចេះទីហើយចេះកុហកដូចគ្នាថាអាណៃមានព្រីតង់រីស្រាអាណៃមានប៉ុន្តែវាថាអាហ្នឹងជានាគក្បាល9វាមិនថាព្រីទេថាវាមើលឃើញគ្នាឯងអញ្ចឹងដល់ពេលចឹងហើយវាថាអូនឯងឡើងថប់ទ្រង់មែនអត់ខ្ញុំឯងថប់ទ្រង់មែនតើគ្រូត្រូវរបស់ផ្នែកហ្នឹងអាមានជំនឿណាជំនឿអូនឯងឡើងជឿក្បាលមែនអត់ពេលខ្លះខ្ញុំឡើងជឿក្បាលមានទៅលោកគ្រូអញ្ចឹងអនឯងរៀបទៅកាលណាអនឯងរៀបរួចហើយអ្វីគ្រប់យ៉ាងហ្នឹងគឺមកពីល្អប្រសើរអនឯងរលួយបានទៀតអញ្ចឹងរឿងហ្នឹងវាមានតែប៉ុណ្្នឹងឯងប៉ុន្តែខ្ញុំចង់ចូលដល់ស្អីរឿងបន្តិចទៀតមកចង់ដកគ្នាបន្តិចជួយឲ្យជក់ចិត្តមានគ្រូមួយនៅខាងស៊ីមរៀបគាត់អ្នកដាក់អំពើប្រពន្ធគាត់អ្នកដោះគាត់ធ្វើគេទៅគាត់ប្រាប់ថាបើចង់ឲ្យមិញគេប្តីដាក់ប្តីអ្នកដាក់ប្រពន្ធអ្នកដោះរឿងហ្នឹងវាយូរចឹងចង់ផ្លិចចឹងណាពីប្តីហ្នឹងគឺធ្វើទៅចិត្តខាងហើយវាចិត្តខាងចុកពោះទៅត្រោគ្រូដោយសារតែគាត់តាំងខ្លួនគាត់ជាគ្រូអស់អំពើនៅភូមិហ្នឹងចឹងហ្នឹងខាងសៀមរាបណាខាងសៀមរាបបងប្អូនដឹងហើយខាងសៀមរាបគឺលេអាកុំសាហាវណាស្វាយជេបទីមិនចេះហ្នឹងគឺខ្លាំងដូចគ្នាបងប្អូនអ្នកដឹងសៀមរាបគឺដឹងហើយហ្នឹងសាឡាំហោះកបិតហើយហ្នឹងសាហាវណាស់គួរឲ្យខ្លាចហ្នឹងដល់ពេលចឹងហើយគេចាប់ផ្ដើមធ្វើឲ្យបុគ្គលហ្នឹងចុកពោះទៅត្រោគ្រូពីប្តីហ្នឹងថាខ្ញុំអត់ចេះដោះទេបងអើយប្រពន្ធខ្ញុំមិនចេះខ្ញុំបានតែមើលគេដាក់ចែកគ្នារលុយយល់ទេក្បួនរលុយអាហ្នឹងក្បាច់រលុយថ្មីអូខេដល់ពេលចឹងហើយស្រាប់តែ
គាត់ឲ្យទៅប្រពន្ធគាត់នឹងទៅដល់ប្រពន្ធគាត់ធ្វើយកដៃយកធុកអីឆ្កាស់តិចទៅបាត់ហើយគាត់នៅតែបន្តការចិញ្ចឹមអស់ទាំងនឹងហើយការធ្វើអញ្ចឹងហើយចង់ប្រាប់បងប្អូនគ្នាថាបុគ្គលណាដែលថារៀនមុនវិជ្ជាការដើម្បីដាក់គេដើម្បីបោកប្រាស់គេអញ្ចឹងជាងបុគ្គលទាំងអស់ហ្នឹងលុយបានមកលុយក្តៅកំហល់កាយលុយចាយមានក្តីសុខទេលុយនឹងបានមកវាតិចទៅអស់ទាំងប៉ុណ្្នឹងទៅវិញដូចគេហៅថាមុនខ្មៅពេលត្រឡប់មកវិញបបាក់ហ្នឹងទៅបាទលុយបានមកដល់សេចក្តីអាក្រក់កម្លាំងឈាមគេលុយទៅបានមកបោកប្រាស់បុគ្គលនៅអត់មានទេចាំមើលបើសិនតែគិតរស់ស៊ីទាំងត្រង់តាមសច្ចៈទាំងត្រង់បុគ្គលរស់ស៊ីថាមានការបោកបង្ឆត់បុគ្គលណាលុយនឹងគឺលុយតិចចំបានមកត្រួតត្រសល់ហ្មងដូចខ្ញុំចិត្តស្ដាយខ្ញុំជួយតែផ្លូវល្អទេតែពេលដែលខ្ញុំបានលុយមកពីជួយផ្លូវល្អហ្នឹងពេលខ្លះខ្ញុំយកទៅជាវព្រះទៅពេលខ្លះខ្ញុំយកទៅឲ្យគេនេះខ្សត់ក្រទៅចឹងវានាំឲ្យយើងធ្វើតែល្អទេយល់ទេតែបើសិនតែយើងធ្វើអាក្រក់ប្រទីងមកខាអាក្រក់សុទ្ធលុយបានមកពីការឈានរបែងលុយក្តៅខលខាយបានមកគឺសងគ្នាគេបានមកគឺបងទឹកបងភ្លើប្រពន្ធឆ្លោះគ្នាប្រៃជ្រុំប្រពន្ធដល់សាររឿងអស់ទាំងហ្នឹងឯងអញ្ចឹងបងប្អូនអ្នកគ្នារឿងនេះគឺសំខាន់ណាស់ណាហើយអាការគោរពគ្រូនេះមួយបងប្អូនខ្ញុំសុំបើសិនជាបងប្អូនមិនទាន់ស្គាល់ពីគ្រូហ្នឹងតែគ្រូជាអ្វីទេគ្រូនេះជាស្អីទេយើងកុំគោរពកុំជឿសោះហ្នឹងហើយអញ្ចឹងថាអាគមនេះមិនមែនចេះតែជឿមិនមែនចេះតែគោរពឡើយបើប៉ះអ្នកខ្លះរៀនវិជ្ជាបែបដេរឆាវិជ្ជាបីសាច់មុនខ្មៅផ្លូវឆ្វេងនេះគឺមានបញ្ហាដល់យើងអ្នកកាន់ហ្មងអញ្ចឹងកាលណាដែលយើងគោរពគេយើងជាកូនសិស្សរបស់គេអញ្ចឹងគ្រូរបស់គេក៏តាមថែរក្សាយើងដែរខ្ញុំចាប់អារម្មណ៍បងមុននឹងបងនិយាយពីរឿងផ្លូវឆ្វេងផ្លូវស្ដាំបាទខ្ញុំហ្នឹងហើយបងអត់ទាន់បករឿងហ្នឹងមកវិញណាឆ្វេងមិនស្ដាំមិនវិញបងឯកភាពខ្ញុំក៏និយាយរឿងនឹងឲ្យបងប្អូនបានយល់បន្តិចអញ្ចឹងបញ្យល់យូរហើយបងប្អូនខ្លះក៏ឆ្ងល់នៅតែឆ្ងល់អញ្ចឹងបើស្រាប់យើងធ្វើឆ្វេងផ្លូវស្ដាំល្អអាក្រក់ហ្មងណានេះតែការផ្លូវឆ្វេងគឺកាន់តែខាងទេពឯងកាន់ពុទ្ធសាសនាឬក៏ខាងព្រហ្មញ្ញសាសនាបែបព្រះសិវៈទេពធំឬក៏សច្ចាំងតបោះអីសីនាគក្រត់អីហ្នឹងតែខាងទេពធំហើយចាតែបើថានៃការខាងឆ្វេងមិនល្អចាំព្រាយកូនក្រក់កម្មាទេកម្មាថងបារមីយនេះយនោះតានេះទៅនោះសុទ្ធតែរូបពពួកឆ្វេងហើយមិនទៅខាច់ជាទេពមិនទៅខាច់ជាព្រះទេគាត់តែញញិនមានប៉ុនក៏សច្ចាំងណាមួយប៉ុណ្ណឹងវាអត់តន់ទីញិនទីតួអង្គទេពព្រះហ្មងទេអញ្ចឹងបកគលណាដែលកាន់ពួកអស់ទាំងនឹងហើយបែបអញ្ចឹងហើយប៉ុន្តែពេលខ្លះគាត់កាន់បកគលអស់ទាំងនឹងមែនប៉ុន្តែយិនហ្នឹងគឺញិនល្អដូចគ្នាប៉ុន្តែរឹបជួបផ្លូវឆ្វេងដោយសារអ្វីគាត់មិនទៅកាច់ជាទេពទេគាត់ជាញិនបារមីណាមួយប៉ុណ្ណឹងគាត់អត់ទៅកាច់ជាព្រះទេអញ្ចឹងក៏គេហៅថាកំណត់មានកំណត់មួយដែលអាក្រក់ដែរកំណត់ហ្នឹងបែបអញ្ចឹងណាហ្នឹងអញ្ចឹងពិបាកបញ្យល់មែនទែនអញ្ចឹងបើអាការកាន់ឆ្វេងស្ដាំនេះពេលខ្លះគ្រូនឹងកាន់ខាងអញ្ចឹងមែនប៉ុន្តែកាន់ខាងអាក្រក់មែនកាន់មិនមែនខាងទេពប៉ុន្តែពេលខ្លះក៏ធ្វើល្អដែរពេលខ្លះក៏ធ្វើល្អលើសស្អាតអ្នកកាន់ល្អទៅគេអាចថាបានមកពីតែក្តីបន់ឬក៏មនុស្សគេហៅថាខុសគ្នាកាត់មកគាត់ក៏មានមេត្តាសន្តោសប្រណីឬក៏មានចិត្តល្អពីធម្មជាតិពីបន់របស់គាត់ផងទៅគឺគាត់ក៏គេហៅថាធ្វើអ្វីទៅវាប្រកែកអញ្ចឹងទៅហើយពេលខ្លះញិននៅអាក្រក់ដើមមួយគាត់ក៏បែរជាឲ្យញិននឹងល្អទៅតាមគាត់ដែរអញ្ចឹងទៅដោយសារតែចរិតរបស់គាត់ដែរវាអាចអញ្ចឹងដែរអញ្ចឹងណាបងប្អូនអ្នកគ្នាអញ្ចឹងរឿងហ្នឹងវាអត់ចម្លែកទេអរគុណស្ដាំបើស្ដាំវិញគឺប្រភេទជាយានខាងល្អខាងដូចខ្ញុំនិយាយមានខាងទេពខាងយិខាងនេះខាងក្រត់ក៏ខាងបែបអីសីតបោះទេពធំអីហ្នឹងដល់ពេលដែលយើងគោរពពួកគាត់ទៅវាទីឲ្យធ្វើតែល្អទេធ្វើមិនដូចយើងមានចិត្តជ្រះថ្លាមានចិត្តបន់មានចិត្តគេហៅថាគ្មានចិត្តខឹងក្រោកខ្លួនធ្វើអ្វីមួយចេះបែងចែករួមទៅគឺគ្រូខាងល្អតាមជួយ support យើងខាងតាមអំពើល្អទេហើយយើងចេះដោះអំពើអំពាន់អីសីចេះដោះហើយដោះស្ដោះផ្លុំគេក្រឹកដៃក្រឹកជើងដៃជើងស្ដោះផ្លុំគេបាត់អញ្ចឹងទៅអញ្ចឹងអ្នកណាដែលកាន់មុនវិជ្ជាការខាងស្ដាំនេះគឺល្អមែនទេតែកម្រមានកាន់បានដោយសារអ្វីវាត្រូវការប្រើរយៈពេលនឹងនិស័យរបស់មនុស្សផងរៀនមុនវិជ្ជាការអ្នកខ្លះចង់ចេះលឿនចង់ខ្លាំងលឿនរៀនចង់ខ្លាំងលឿននេះស្រួលណាស់រៀនគ្រប់តែព្រៀងចិត្តតែព្រៀងលឿនណាស់ហើយចង់ធ្វើបកគលងាប់រស់លឿនណាស់ហើយសូម្បីតែអូយលឿនណាស់ខ្ញុំអាចនិយាយបញ្ជាក់បានតែខ្ញុំអាចលម្អិតវានឹងបានខ្លះដែរដូចថាយើងចាំពួកព្រាយយើងទៅពឹងពោវាត្បូងយកទៅមានអីទេយើងទៅពឹងពោអ្នកតាហ្នឹងបកាយយកទៅរូបថតបកគលនឹងមកស្លឹកទៅហើយប្រាប់អ្នកតាហ្នឹងតើតាអើយខ្ញុំសែនជែកមិនស្ងោមួយតែឯងទៅធ្វើបកគលឈ្មោះកនេះធ្វើមិនឲ្យត្រូវយប់នេះធ្វើមិនឲ្យកូននឹងរស់ស៊ីអត់មានតែប៉ុណ្្នឹងទៅវឹងផ្លូវឆ្វេងគឺលឿនណាស់លឿនចឹងហ្មងខាងធ្វើអាពើអាក្រក់គឺលឿនហ្មងហើយពេលខ្លះដែលយើងគោរពវាហើយមានបិសាច់ខ្លួនដូចខ្ញុំនិយាយពីដើមមានបិសាច់ខ្លួនហើយដល់ពេលដែលយើងខឹងបកគលកក៏មានចិត្តមិនទៅបានទៅចង់វាយគេទេប៉ុន្តែអញនៅក្នុងខ្លួនយើងទៅប្រើមុនបែរហើយជូនពោគេស័ក្តិសិទ្ធដែរបើជូនពោគេថាអូនអើយសុខសប្បាយតាមផ្លូវអត់ស្ទើរទេដាក់បដាសាគេលឿនហ្នឹងហើយតែបើថាឯងទៀតឡានបុកឯងម៉ាំងងាប់អត់ឃើញទេចឹងមិនថាវាជួយតែខាងអាក្រក់ទេបើខាងល្អគឺជួយតែខាងល្អទេឲ្យពោឲ្យជ័យគេនឹងរស់ស៊ីមានបានមានយុះមានស័ក្តិនឹងគឺប្រកែណាស់
ចឹងនឹងខ្ញុំចង់សម្ដៅបងប្អូនយល់លម្អិតប៉ុណ្ណឹងហ្នឹងហើយអូខេតើ អូខេបងប្អូនទាំងអស់គ្នាបានស្ដាប់ជាមួយនឹងរឿងរបស់បងចៅហេងហើយបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាកុំភ្លេចជួយ Subscribe Channel Smart Asita របស់យើងផងហើយមួយទៀតបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូរបស់ពួកយើងនៅក្នុងការ live ក៏ដោយឬក៏ពេលដែល post នៅក្នុង Channel Smart Asita ក៏ដោយបងប្អូនទាំងអស់គ្នាចាំជួយ like ម្នាក់មួយផងព្រោះដោយសារតែការ like របស់បងនឹងធ្វើឲ្យវីដេអូរបស់យើងវាឡើងទៅលើខាង YouTube បើកមកដំបូងអញ្ចឹងដូចរៀបថាគាត់តែបើក YouTube មកពឹប new feed ពឹបគឺលោតជាមួយតុកភ្លឺ background ងឹតអញ្ចឹងទៅធ្វើឲ្យវីដេអូរបស់យើងនឹងកាន់តែមើលអ្នកមើលច្រើនហើយពួកយើងមានកម្លាំងចិត្តនៅក្នុងការធ្វើ season ក្រោយបន្តទៀតអរគុណហ្នឹងហើយបងប្អូនសម្រាប់អ្នកដែលគាត់គាំទ្រនឹងធ្វើ like ហើយ subscribe ទៅយើងបានបន្តថែមទៀតតាក់ទងជាមួយរឿងបន្ទាប់សូមឲ្យបងចៅហេងចាឥឡូវចូលដល់សាច់រឿងទី2បងបាទបានចំណងជើងហ៎ឬក៏សុំលាក់ហ្មងអើយដាក់ចំណងជើងចំហ្មងទៅចាអញ្ចឹងរឿងទី2ដែលខ្ញុំលើកមកនេះគឺមានចំណងជើងថាធាតុឆ្អឹងខ្មោចបាទហើយលើករឿងនេះហ្មងទៅព្រោះរឿងនេះខ្ញុំជួបផ្ទាល់ហើយលងផ្ទាល់បណ្ដោយលឺផ្ទាល់បណ្ដោយនេះព្រួយចបងអាចថាគួរសមអញ្ចឹងចាអាស្រ័យលើការស្ដាប់សិនអូខេឥឡូវយើងចូលដល់សាច់រឿងយើងបណ្ដោយហ្នឹងហើយបងប្អូនទាំងគ្នាមានថ្ងៃមួយគឺខ្ញុំបានជួបគ្រួសារមួយគ្រួសារហ្នឹងគឺដំបូងគាត់មានឆ្អឹងដូនតាគាត់នៅវត្តឈ្មោះកអញ្ចឹងណាប៉ុន្តែគាត់ទិញដីនៅវត្តផ្សេងគាត់ចង់យកឆ្អឹងហ្នឹងដាក់នៅវត្តមួយទៀតដែលគាត់ទិញបានតោះនេះហើយគាត់អត់មានជំនឿរឿងអបិយជំនឿទេហើយប៉ុន្តែគ្រួសារគាត់មួយទៀតបដៃរបស់គាត់ហ្នឹងគឺប្រាប់ថានេះនឹងប្តីនឹងអីទៅមើលហៅទៅឲ្យបានត្រឹមត្រូវទៅមើលគេឲ្យនៅវត្តថ្មីគេព្រមនៅអត់ដល់ពេលដែលស៊ូអញ្ចឹងហើយស្រាប់តែគ្រូហ្នឹងគឺរបស់ខ្ញុំផ្ទាល់ហ្មងគ្រូរបស់ខ្ញុំហ្នឹងគឺថាដាក់អត់បានទេហ៊ានបើសិនជាហ៊ានយកឆ្អឹងទៅដាក់នៅនឹងវត្តថ្មីគឺអត់បានសុខហើយគឺធ្វើឲ្យកូនចាស់រលួយអត់បានហ្មងតែគាត់ចង់ជំនះគាត់ឌឺគាត់រឹងគាត់ចង់ឈ្នះធ្វើម៉េចឲ្យឈ្នះញៀនហ្នឹងហ្មងដល់ពេលហើយគាត់មកផ្ទះវិញហើយយប់ឡើងដល់ពេលដែលគាត់យកឆ្អឹងនឹងមកដាក់ផ្ទះដំបងណាយប់ឡើងឮសំឡេងមនុស្សស្រីមនុស្សប្រុសជាពិសេសអាសំឡេងស្ដាច់ដូចខ្ញុំស្ដាច់ដំបងចាស្ដាច់អញ្ចឹងអាបែបអញ្ចឹងណាគឺឮនៅលើជាន់លើហ្មងឮលង្កង់កំពងពេញផ្ទះឮយប់ឡើងឮហ្មងហើយអារឹងដែកទៅថានៅក្រៅគិតអារឹងដែកថាគេចង់ដេកលេងអារឹងនឹងពេលខ្លះឮសំឡេងបោកភឹងនៅក្រៅផ្ទះហ្មងឮជារៀងរាល់ថ្ងៃឮដល់ពួកគាត់ខ្លាចដល់គាត់បាទពេលខ្លះគាត់ចូលបន្ទប់ទឹកពេលខ្លះគាត់ថាដូចឃើញសមល់អ្វីនៅចាំនៅមុខបន្ទប់ទឹកហ្នឹងហ្មងដល់ពេលដែលគាត់ងាកមកពេលខ្លះឃើញមកភាំងបាត់អញ្ចឹងទៅមិនចេញជាផុសតាំងរូបរាងមួយជាស្ដែងគាត់ឃើញទេប៉ុន្តែបើការលងបន្លាញហ្នឹងគឺសឹងរាល់យប់មានថ្ងៃមួយហ្នឹងគាត់បានហៅរំលងបាន2ថ្ងៃគាត់ថាបាទប្រហែលជាអាចដាក់បានមិនដឹងបើថាលោកថាអញ្ចឹងណាគាត់ចាប់ផ្ដើមមានចិត្តថាជំនឿតិចហើយដល់ពេលអញ្ចឹងហើយគាត់ក៏បានហៅគ្រូចាប់ខ្មោចវាអស់សំណើចទាំងថាមិនត្រូវហៅគ្រូខ្មោចគាត់ចង់ធ្វើម៉េចឲ្យញៀននឹងស្ងប់កុំឲ្យលងបន្លាញកូនចៅឲ្យព្រមយុទ្ធដាក់ហ្នឹងគាត់អត់ខ្វល់ថាត្រូវបក្រាបខ្មោចហ្នឹងត្រូវក្រាបឆ្អឹងហ្នឹងក៏មិនក៏ខ្វល់សំខាន់ឲ្យតែបានឲ្យខ្មោចនឹងស្កប់ឲ្យព្រមទៅនៅថ្មីឃើញដូនតាគាត់ទេហ្នឹងមិនថាហ្នឹងចង់ឲ្យទៅហ្នឹងរសារអ្វីគឺមិនមហិច្ឆតាមានជំនឿគាត់ថាឆ្អឹងវាមិនដឹងងប់ហើយមិនចេះលោកទេគាត់នៅមានមហិច្ឆតាគាត់ថាធ្វើឲ្យបានបើយើងយើងជំនះយកទៅដាក់នៅវត្តហ្នឹងឲ្យបានមកធ្វើមិនធ្វើទៅចង់បលឹងចង់វិញ្ញាណចឹងឲ្យធ្វើមិនទៅសំខាន់ឲ្យវិញ្ញាណនឹងស្ងប់ឈប់លងឲ្យព្រមទៅនៅហ្នឹងគាត់ដឹងតែប៉ុណ្្នឹងឯងជិះលេអាដឹងថាគាត់មានរឿងផ្លូវក្នុងគាត់ប៉ុណ្្នឹងរឿងដីហ្នឹងមិនយកដឹងរឿងគាត់ទេណាប៉ុន្តែគាត់បដិញ្ញាថាអញ្ចឹងដល់ពេលមានថ្ងៃមួយគាត់ហៅញៀនគ្រូមួយហ្នឹងគឺគាត់ប្រុសវាយខ្ទង់ខ្សែអញ្ចឹងខ្សែក្រាស់ចោះរឿងច្រាស់ដែរហើយគ្រូហ្នឹងគាត់កាន់ខាងកូនក្រក់គាត់ហ្នឹងគាត់មាន2 3កូនក្រក់ហើយគាត់មានកូនក្រក់ញៀនហ្នឹងគឺជួយគាត់ចាប់ខ្មោចចាប់អីចឹងឬក៏ធ្វើពិធីសង្កត់អីចឹងទៅហើយដាក់អំពើគឺគាត់ចេះដូចគ្នាដែរដល់ពេលចឹងហើយគ្រូនឹងមកដល់ផ្ទះគ្រូសានឹងដំបងគ្រូសាក៏បាននិយាយតាមសាច់រឿងអញ្ចឹងណាហើយគាត់ក៏ថាគាត់អាចទប់ទល់បានអាចប្រក្រាបឲ្យរបស់នឹងស្ងាត់បានក៏ឲ្យលងបន្លាច់បានតាំងខ្លួនហ្នឹងគាត់ថាជួបតែខ្មោចមុំអីចឹងណាដល់ពេលហ្នឹងយប់ឡើងគ្រូនឹងគេចាប់ផ្ដើមធ្វើពិធីគេមិនហ្នឹងគេហៅកូនក្រក់គេជួយមកអញ្ចឹងណាគាត់ណាទៅដល់ផ្ទះគេភ្លាមយើងដឹងហើយដល់ផ្ទះគេតបាយគេដល់ផ្ទះគិតមើលសមហ៎គេជាម្ចាស់ផ្ទះអត្តពលក៏នៅចាញ់គេដែរដល់ពេលតែគាត់ចាត់ការមិនបានគាត់ណាចាប់ប្រើកូនក្រក់របស់គាត់វិធីរបស់គាត់ហ្នឹងគឺចាប់នេះរបស់ចាប់នោះរបូតយំទៅធ្វើអត់បានក្តីសុខឯងរហូតដល់គាត់ឃើញឮសំឡេងសើចលងគាត់គាត់ចូលទៅដល់ផ្ទះនឹងភ្លាមឮសំឡេងសើចលងពីលើផ្ទះហ្មងឮគ្រូហ្នឹងបាទលន់ពេញហ្នឹងហ្មងឮសំឡេងមនុស្សស្រីមនុស្សចាស់ល្អូហើយ
លឺសំឡេងស្រែកមកពីលើផ្ទះហ្នឹងហ្មងធ្វើឲ្យគាត់ស្ដាប់ទៅអូយព្រឺសម្បល់គាត់ថាពិបាកហើយតិចគាត់លឺលឺអាសំឡេងសើចផងលឺអាសំឡេងធ្ងោបៀតមនុស្សស្លាប់ផងបាទចឹងណាបែបចឹងណាគឺនៅលឺពេញតិចគាត់រហូតធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍តែខ្លាចយើងទទួលស្គាល់ធ្លាប់លឺពាក្យថាខ្មោចលោកបាសក់ឯងចាជាក់ស្ដែងបើនេះធ្លាប់ខ្មោចលោកធ្លាប់បាសក់បាសមែនខ្មោចលោកបាសឡើងទៅលើជ្រងចេះហើយព្រឺពាក្យអត្តពលនៃខ្មោចគឺធ្វើឲ្យយើងពេលខ្លះយើងអាខ្លាចទេប៉ុន្តែពេលវាធ្វើឲ្យយើងព្រឺសបល់ជាអាចបន្លាចយើងធ្វើយើងព្រឺសបល់ព្រឺដៃព្រឺជើងចឹងបានហើយមិននឹងអាចអញ្ចឹងណាវាអាចថាលោកបន្លាចយើងអញ្ចឹងណាហើយគ្រូនឹងចាប់ដើមមានអាការនឹងបដាអាតុបអត់បានទេណាដល់ពេលក៏តុបបានគិតយ៉ាអញគួររត់ឬក៏គួរនៅរត់ខ្មាស់គេទងម៉ោង2:10យប់ហ្នឹងគ្រូនឹងលួចបើកទ្វារបន្ទប់ជិះម៉ូតូរត់បាត់តុបអត់ឈ្នះដល់សត្វតែលោកសាហាពេកលេងអានេះមើលលឺសំលេងអញ្ចឹងហើយដល់ថ្នាក់អាធិធក៏ដាក់លើហ្នឹងពេលខ្លះលឺសលេងគិតហ្នឹងក៏មានដែរលឺសលេងហ្នឹងអញ្ចឹងណាហើយគាត់ដល់ពេលស្ដែងពេកទៅគាត់ក៏មិនអាចនៅបានគឺចេញដល់ពេលចេញគ្រូខ្ញុំគឺធំខ្ញុំក៏បានសួរថាពួកឯងរៀនអាគមយូរហើយចេះចាក់ខ្មោចអត់គាត់សួរអញ្ចឹងថាលោកគ្រូខ្ញុំមិនចេះចាក់ខ្មោចអញ្ចឹងណាថាវាយខ្ញុំចេះខ្លះហ្នឹងហើយហើយក៏ហ្នឹងក៏អត់ទាន់ចេះខ្លាំងដែរគេថាមុំអញ្ចឹងណាដល់ពេលខ្ញុំក៏ទៅជាមួយតសក់3នាក់ហើយលោកមួយអង្គប៉ុន្តែទៅនឹងស័កសមគេឆាតសមម្ចាស់ទីគេថាអាត្មាចង់ទៅមើលបានទេវយចង់ដឹងថាវត្តនឹងផ្ទះខ្ញុំនឹងលងមិនខ្លះហើយមិនខ្លះចង់ដឹងក៏ចង់ដឹងទេតំណងមិនចង់ទៅវាយទេប៉ុន្តែគ្រូធំខ្ញុំដឹងថាពួកនេះទៅដល់វាយគេពួកទៅលើពួកខ្ញុំឆ្លើយអញ្ចឹងតែប្រលួងសិនឲ្យគេបើកចូលសិនហ្នឹងហើយដល់ពេលគាត់អនុញ្ញាតឲ្យជុលហើយខ្ញុំក៏ប្រាប់ដើមជិះម៉ូតូចេញទៅម៉ូតូដូចជា2ម៉ូតូដូចជា2ជិះ2នេះអាហ្នឹងលោកជិះមួយលោកអញ្ចឹង10លោកអញ្ចឹងទៅដល់កាត់ដោះទៀសភ្លាមអាត្មាមកដល់ហើយញោមនឹងគេប្រាប់ភ្លាមម្ចាស់ទៀសចេញមកទទួលវឹបដំបូងអត់មានរឿងអីទេណាធម្មតាទេហើយទៀសគាត់សងខាងហើយមានផ្លូវកដាលហើយមានកន្លែងអង្គុយសងខាងជាងសងខាងអញ្ចឹងដូចអ្នកហើយគេជាងមួយអញ្ចឹងហើយគាត់មានភ្ញៀវអង្គុយសងខាងអញ្ចឹងមានទេហើយខ្ញុំដើរទៅកដាលគឺណាដើរចូលកដាលវឹបដាច់ភ្លើងប៉តងាកមុខគ្នាចាបើចេះមើលឆ្វេងមើលស្ដាំអត់ទៅមានហេតុការអ្វីទេអត់ទៅចម្លែកទេម្ចាស់គាត់ផ្ទះក៏ចាប់ផ្ដើមតព្រីភ្លើងមកចាតពីផ្ទះគេមកបើកលោកបងហ្នឹងគាត់ចេះគាត់ថាចង់ឈ្នះខ្មោចហ្នឹងគាត់ថាមិនបាច់តភ្លើងទេគាត់នឹងធ្វើភីសាំឲ្យភ្លើងមកវិញមកគាត់សោតមិនគាត់ទេគាត់ត្រំដីវាជឹងម៉ាំងភ្លើងដាច់ព្រីអាណៃកណាបិទបើក៏យល់ដូចក្នុងរឿងអញ្ចឹងវាស្ដែងពេកម្ចាស់ទៀតគាត់មើលមុខគ្នាគាត់ភ័យហើយគាត់ទាញទូរស័ព្ទចង់ថតបាទគាត់ទាញទូរស័ព្ទចង់ថតខ្ញុំថាអូយកុំវាអត់ល្អមើលទេទៅពេលហ្នឹងលោកគាត់លោតហាក់អាម៉ានគាត់លោតចិនព្រាជាខ្មោចនឹងអញ្ចឹងណាដោយសារវាលងបន្លាចកាចិនឲ្យបើកទេមិនមែនចិនបង្ងឹបទេចិនឲ្យបើកដើម្បីឲ្យកុំឲ្យញៀនហ្នឹងវាជទើអញ្ចឹងណាប៉ុណ្្នឹងឯងត្រំម៉ាំងភ្លើងព្រាវាស្ដែងនៅក្នុងរឿងពេកវាណាអានោះដូចសំដែងអញ្ចឹងដូចឈុតសំដែងមួយថាអស្ចារ្យអពុទ្ធហេតុមែនទេណាដល់ពេលអញ្ចឹងហើយគាត់ជន់ម៉ាំងទៀតភ្លឺទៀតលើកចុងក្រោយជឿនអត់ភ្លឺអលត់បាត់បដអលត់បាត់ឈឹងហ្មងគ្រូអញ្ចឹងបារាមឆាតបន្ទូរស័ព្ទមកថាឯងទៅផ្ទះគេទៅវាយគេមិនហ៎មិនត្រូវអញ្ចឹងណាហើយខ្ញុំក៏ចាប់ដើមលួចអស់ស្នេហ៍ដែរចេះសួរវាយពីផ្ទះយើងវិញហ្នឹងណាមែនតើមកដល់ផ្ទះគេភ្លាមវាយគេភ្លាមអាណាគេមិនទទួលមិនគោរពគេមិនខំការអនុញ្ញាតពីគេមិនឲ្យគេលងបន្លាយទៅវាយគេកន្លែងតែចង់ដឹងចង់លឺតែប៉ុណ្្នឹងទៅហើយមិនគេត្រូវវាយគេអញ្ចឹងណាយើងមានគួរចិត្តខុសហើយមួយសន្ទុះកន្លងផុតទៅស្រាប់តែមានសមលតាដែលថាស្លាប់ហ្នឹងឆ្អឹងហ្នឹងតារបស់គាត់ថាស្លាប់ឆ្អឹងហ្នឹងហ្មងម្ចាស់រូបថតហ្នឹងហ្មងយីម៉ាត់ចារូបថតដូចថាគាត់យកធាតុទៅដំបងគាត់អត់ដាក់វឹកក៏មិនដាក់លើតុកមួយនៅឧថតលើតុកចឹងមានធូកហើយមានកំប៉ុងជើងធូកហើយឲ្យធូកដើម្បីឲ្យធូកដើម្បីបានដល់គេគ្រប់អញ្ចឹងទៅអញ្ចឹងឡាក់អញ្ចឹងណាយល់ហើយណាអូខេដល់ពេលអញ្ចឹងហើយស្រាប់តែខ្ញុំអង្គុយសងខាងកូនសិស្សអង្គុយម្ខាងលោកអង្គុយម្ខាងអញ្ចឹងទៅពីរនាក់ប្រសក់អញ្ចឹងហើយខ្ញុំពីរនាក់ប្រសក់អញ្ចឹងទៅអង្គុយសងខាងទៅស្រាប់តែឃើញសមមមនុស្សជាណាស់ឈុតខ្មៅដើរកាត់មុខវឹងភ្លាមខ្ញុំព្រឺរោមខ្ញាក់ម្នាក់ទៀតបាសសក់ឡើងទៅលើចេះសក់គាត់អត់សូវមានទេសក់គាត់ខ្លីហើយពេលបាសឡើងទៅលើអញ្ចឹងមើលទៅវាអស់សំណើចវាបែបកំ pl ែងផងបាទរំធត់ផងហើយពេលហ្នឹងគាត់ថាខ្ញុំស្មានតែសក់ខ្ញុំជ្រោះហើយតាធ្លាប់ឮពីខ្មោចលងជ្រោះសក់ឯងចាអារឿងប៉ិតមានមែនណាមានមិនគឺខ្មោចលងបើថាលងដល់បន្លាចមានទេទៅជ្រោះសក់ឯងមកអញ្ចឹងណាដល់ពេលអញ្ចឹងហើយគាត់ចំបូតចេះគាត់ខំស្ទាបចេះនៅតែគឺខំខ្លាចបាត់សពអីអញ្ចឹងឡើងអញ្ចឹងទៅដល់ពេលដែលមួយស្ទុះក្រោយមកឮសំឡេងលងពួកខ្ញុំម្ដងហើយដល់ពេលពួកខ្ញុំឈប់វាយឈប់អីអស់ហើយណាអង្គុយសន្តានាអញ្ចឹងណាតែចាំមើលលងមិនណាមិនលងផុតប្រហែលជាកន្លះម៉ោងទេប្រហែលជាអាចថា20នាទីចុះពួកអង្គុយលេងជាមួយម្ចាស់ទៀតគេនិយាយគ្នាលេងអញ្ចឹងឮសំឡេង
របៀបមនុស្សឈឺឬធ្ងោបៀបស្លាប់ពេលខ្លះឡើងវិញដូចឆ្កែលូចឹងពេលខ្លះមើលស្លេងមនុស្សចាស់អញ្ចឹងណាហើយខ្ញុំឆ្ងល់ចេះជីបច្ចាស់នេះនឹងរៀបចំកម្មវិធីចាក់អាប្រដាប់ស្រូបសម្លេងនឹងមុនទេអីខ្ញុំវាឈួតចឹងទៀតដល់ថ្នាក់ខ្ញុំឆ្អឹងធៀបចេះដឹងមិនទេខ្ញុំអោននៅចិត្តឆ្អឹងចិត្តធៀបហ្នឹងហើយខ្ញុំស្ដាប់ចេះឮចេញពីក្នុងធៀបក៏មិនហើយដល់ថ្នាក់ចាប់មើលចឹងអានេះគិតមើលម្ចាស់គ្រាគេភ្នែកសមួយតែភ័យខ្ញុំទៅប៉ះរបស់គេហ្នឹងហើយអត់ទេគិតថាអុចធុកក៏ចង់ហ៊ានទៅអុចផងដល់ថ្នាក់យើងហ៊ានចាប់កាន់ជាអញ្ចឹងណាតែអត់គាត់អត់ប្រកាន់ទេដោយសារអ្វីវាគាត់តែជាការកាន់ឬមានតែការបោកប្រាស់អីទេជាការសុំមើលអញ្ចឹងណាយើងលើកអញ្ចឹងមកមើលចេះហើយម្ចាស់ផ្ទះគាត់ម្នាក់ភ័យថាដល់ថ្នាក់ហ៊ានលើកគិតមិនហ៊ានទាំងអុចធុកផងវាទៅហៅពេកណាហ្នឹងហើយដល់ពេលខ្ញុំអត់ចេះខ្លាចទេខ្ញុំនេះចាប់ធៀបខ្ញុំមើលពវល់វិញលឺតាមប្រឡោះណាខ្ញុំឆ្ងល់ឈឺតាមប្រឡោះណាខ្ញុំដាក់ចូលវិញពុបទីអានេះគេហៅខ្មិចលងអីដល់ថ្នាក់ខ្ញុំយកសលេងទូរស័ព្ទខ្ញុំអាត់ទៅចិត្តនៅនឹងទៀតប៉ុន្តែសលេងនេះខ្ញុំលុបចោលហើយមូលហេតុវិញបើខ្ញុំលុបចោលអត់ស្អីខ្ញុំនឹងនិយាយពេលក្រោយទៀតចាំឡើងសុំនិយាយសាច់រឿងតដល់ពេលចឹងហើយខ្ញុំតឹងដានស្ដាប់ថាអានេះវាមិនមែនលឺចេញពីធាតុទេដូចលឺចេញពីអ្វីមួយដល់ពេលសង្កេតមើលរូបថតពុបរូបថតហ្នឹងដូចស្លឹងមួយយើងវិញភ្នែកបែបស្លឹងកណ្ដោះផងពេលយើងឃើញតាមភ្លេមតែមិនឃើញជិបទេរឿងណាចឹងហើយយើងចាប់ផ្ដើមយ៉ាមិនចេះមើលមុខគ្នាណាមើលមុខគ្នាជាមួយមួយលោកឲ្យលោកក៏ចាស់យ៉ាញើតដែរតែវាខ្លាំងមួយតានេះដល់ពេលចឹងហើយក៏ចាប់ផ្ដើមចាប់រូបថតមកមើលស្ដាប់ទៅមិនមែនអូនលឺសលេងក្នុងរូបថតហ្មងលឺសលេងក្នុងថតច្បាស់កាន់តែស្ដាប់កាន់តែច្បាស់រហូតដល់ខ្ញុំឆ្ងល់ថានេះគេយកមកបរិយយកប្រដាប់ស្រូបសំលេងទៅដោតនឹងទីអីវល់ថតមើលចឹងដល់ថ្នាក់ឈួតដល់ថ្នាក់ហ្នឹងដល់ពេលចឹងហើយក៏យកទូរស័ព្ទអាត់ទុកជាផុសតាងដល់មកផ្ទះស្ដាប់ក៏ដល់ជិបវារងទៅជិបនិយាយឆាតធម្មតាចឹងទុកដោយសារទុកទៅគិតថាលុបឯដំបងទៅទៀតវិញថាខ្ញុំអើយអាថ្មលាចរន្តប៉ូលីទៅសិនហើយដល់សារតែយប់អីណាហ្នឹងហើយដែលយើងដឹងថាវាលងបាច់ហើយហ្នឹងព្រោះថាធ្វើអត់ចេញអស់ជំរឿទៅក៏អត់ដឹងធ្វើមិនទេហើយម្ចាស់ទេហ្នឹងគាត់នៅតែមិនជឿចឹងគាត់នៅតែមិនជឿកថាហ្នឹងគាត់តែជាពុទ្ធហេតុមួយឬក៏ជាអ្វីមួយដែលថាគាត់នៅតែមិនជឿតែខ្វាច់លោកគាត់នៅអញ្ចឹងគាត់នៅតែឌឺរតែរឹងអញ្ចឹងធ្វើមិនឲ្យបានឲ្យធ្វើមិនឲ្យតែបានឆ្អឹងទៅដាក់វត្តហ្នឹងហើយដល់ពេលអញ្ចឹងទៅពួកខ្ញុំគាត់លាគាត់ចេញមកយប់ឡើងបងប្អូនរឿងនេះចឹងដឹងមានរឿងអ្វីកើតឡើងហ៎មានយានតាចាស់ហ្នឹងទៅដល់ផ្ទះខ្ញុំតាមយើងដល់ផ្ទះប្រហើយឯងក្មេងណាឯងប្រយ័ត្នងាប់និយាយម៉ាត់ចឹងហ្មងឯងនៅក្មេងណាហើយកំហ៊ានណាហើយកំហ៊ានប៉ះពាល់អញហើយកំហ៊ានអីគេធ្វើអ្វីប៉ះពាល់ដល់គេហៅថាគ្រួសារអញនិយាយចឹងអញចឹងហ្មងហើយខ្ញុំពេលហ្នឹងភ័យពេលហ្នឹងអត់សូវចេះផងពេលហ្នឹងភ័យខ្ញាក់ហើយស្រាប់តែគាត់ក៏ចាប់ទាញជើងយើងមកក្រោមជាពណ៌ដេកចឹងទាញយើងអូសយើងឡើងសឹងថាធ្លាក់ពីលើអាពុកយើងដេកចឹងខ្ញុំខ្លាចបងខ្ញុំខ្លាចថាជុំដល់ថ្នាក់ហ្នឹងលោសាហាងហ្មងហើយដល់ពេលដែលគាត់លោហ្នឹងមានអារម្មណ៍ថាមកជិនបន្តិចផងហើយមកសង្កត់ផងហើយមកធ្វើឲ្យយើងខ្លាចនឹងឥទ្ធិពលលោករបស់គាត់អំណាចរបស់គាត់ផងហើយខ្ញុំមានថាអូយពិបាកដោយសារអ្វីគ្រូរបស់ខ្ញុំគាត់ប្រាប់ខ្ញុំថាគ្រូរបស់ខ្ញុំលោកខំគាត់ថាដែរឯងប៉ះគេមុនអញធ្វើមិនអញជួយមិនបែរប៉ះគេមុនអត់ទៅគេឲ្យបាយគេអញ្ចឹងណាតែបើសិនតែគេមកវាយយើងមុនយើងអាចវាយគេបានអញ្ចឹងណាបើបងមានបានសួរអ្នកផ្ទះហេថាគ្រូសាដែលជាជីតាហ្នឹងគាត់បានស្លាប់ប្រហែលហើយយើងបានដេញដល់ដែរពេលហ្នឹងបានដេញដល់បានស៊ូនាំទេគឺយើងទៅតែការងារចង់ដឹងជំងឺតែរបស់យើងតែប៉ុណ្្នឹងអញ្ចឹងបានស៊ូជិះនេះជាគល់គាត់ទេព្រោះមើលទៅគាត់កាចបាទមើលទៅប្រហែលជាស្លាប់យូរដែរអាចចឹងដែរព្រោះអីគាត់នៅវត្តហ្នឹងឮតែហ្នឹងដូចជាយូរមកហើយនៅវត្តហ្នឹងអញ្ចឹងតែដោយសារគាត់ទិញដីនៅវត្តផ្សេងអញ្ចឹងណាដល់ពេលអញ្ចឹងហើយខ្ញុំក៏ដឹងខ្លួនវិញគាត់ក៏ញៀនហ្នឹងក៏ទៅវិញហើយខ្ញុំងើបមកពឹបខ្ញុំបែកជើងទៅបែកធំហើយញើសប៉ុនក្រពោតដែរព្រៀបភ័យដែរពេលហ្នឹងខ្លាចដែរហើយខ្ញុំក៏ចាប់ផ្ដើមនិយាយថាតាមានទីសាសមិនហើយផ្សាយមេតាធ្វើឲ្យគេទៅខ្ញុំក៏សូត្រសព្វេសត្តាមរិសន្តិមេរណន្តតាំងជីវតាំងសូត្រផ្សាយមេតាធ្វើឲ្យបានដល់គេហើយខ្ញុំក៏បញ្ចប់និយាយឧបកិច្ចថាខ្ញុំអត់ប៉ះពាល់នេះឯងទេចប់ត្រឹមហ្នឹងហើយគេក៏ព្រមដែរគេលេងប៉ះពាល់ដែរប៉ុន្តែលោកឲ្យថាវាយគេនេះទៅដល់មុខគាត់ប្រមូលផ្ដុំគ្នាសិតតែខ្មោចនៅមុខគាត់ហ្នឹងសិតតែខ្មោចចិត្តលួងចិត្តតាមានចាស់មានខ្លះនេះម៉ែក៏ម៉ាបងកទៅនេះខ្លះក៏មានកូនមានចៅកាន់ដៃមកជាហើយអានេះសម័យមើលទៅនៅម្នាក់ឯងមើលព្រឹសបលនៅម្នាក់ឯងហើយសម័យមើលទៅហើយគាត់មានភ្នែកទៅគាត់រៀនគាត់ដឹងលេងមើលទៅគេសិតតែមានចាស់មានក្មេងពេញទៅហ្នឹងតែចដោចតាគេមកវាយខ្លួនតាគេមានន័យទៀតនៅល្អមើលណាស់យប់ហ្នឹងលោកនឹងវាយផងអីផងមកពីក្រោយមើលពីមុខមានតោងដៃតោងជើងមានតោងតាមប្អួយប្អួយគេនឹងខ្ចាបល័យដល់ថ្នាក់បល័យហ្នឹងពេលខ្លះទប់ទល់បានដល់ថ្នាក់ដៃលោកមកពីក្នុងប្អួយហ្នឹងទៅចាប់ស្បង់ចពោលោកបានទៀតណា
ដល់ថ្នាក់ហ្នឹង បងទីបងស្រីខ្លះនេះទីបងអ្នកស្ដាប់ពាក្យថាវាយហ្នឹងមិនមែនប្រសង់គាត់ទៅវាយគ្នាជាមួយនឹងជាលក្ខណៈជារូបជាវាយអញ្ចឹងណាគេធ្វើរបៀបជាលក្ខណៈថាអាគមធ្វើក្នុងគេវាយតាមញៀនទេបងខ្លាចបងស្ដាប់ទៅថាវាយគ្នាមួយខ្មោចអីអញ្ចឹងចាដល់ថ្នាក់ឈានមកចាប់មកចពោលោកបាននឹងទោះបីជាក្តៅក៏នៅតែប៉ះដែរសារវិញយើងប៉ះគេមុនយើងវាយគេមុនអញ្ចឹងណាលោកហ្នឹងរៀនអាគមយើងដឹងហើយពួកហ្នឹងអាចតតងกับពួកហ្នឹងច្រើនតែវាយគេវាយវិញតែអត់ចម្លៃរឿងហ្នឹងបើថាលោកបើថាអសតែប៉ះពួកគេវាយហើយអញ្ចឹងមានតែឃើញលោកខ្លះត្រូវអំពើហ៎ណាអាសាគឺក៏មានដែរក៏ជប់ច្រើនដែរបញ្ហាហ្នឹងណាបងប្អូនប្រសងហ្នឹងត្រូវអំពើទៀតមានមួយកណោតាអ្នកខ្លះស្លាប់ដឹងឯងលោកត្រូវអំពើថាឲ្យលោកឲ្យគ្រូស្រោចទឹកឲ្យក៏មានអញ្ចឹងណាមានមែនតាការពីអេពីសូតម៉ានមុនហ្នឹងហើយកុំបើថាអំពើនេះបើថាតាំងចិត្តធ្វើឲ្យត្រូវបើគោលនឹងពាក្យសេចក្ដីពេញខ្លួនក៏ដោយបើថាគេតាំងចិត្តធ្វើត្រូវហើយហូបទឹកគេមួយម៉ាត់ញ៉ាំសាច់គេម្ដុំក៏ត្រូវដែរយីមួយម៉ាត់ជាតែបើថាខ្សែចកេះឬក៏របស់បំបត្តិយើងពាក្យឧទាហរណ៍របស់ឲ្យចឹងទៅបើសិនជាយើងពាក្យទៅវាអាចការពារបានត្រង់ថាតែតាមខ្យល់ឯងបើគេប្រើមុនព្រីមកវាអាចខ្ចាយទៅវិញពេលខ្លះខ្ញុំស្គាល់អីអានេះទុកចិត្តខ្ញុំអូនញ៉ាំទាំងទីអីហើយយើងអត់បានគិតថាហ្នឹងមានអីទេត្រូវមកសំមានរហ័សវាយចិត្តល្អជាមួយខ្ញុំទៅថាចាប់ដៃអូនចាប់ដៃអូនសាត់ដៃមួយចាប់ពឹបបាច់ត្រូវបាត់ហើយខ្លះអាចចឹងដែរអញ្ចឹងណាពេលខ្លះគេនិយាយរៀងដូចឯងឧទាហរណ៍នេះច្រៀងឧទាហរណ៍អានេះច្រៀងព្រោះហើយគេច្រៀងព្រោះដែរដល់ពេលគេចង់ផ្ចាញ់គឺជាអាគមចង់ផ្ចាញ់យើង never ជូនពោជោគជ័យវើយទេតែប៉ុណ្្នឹងទៅនេះញើដៃញើជើងប្រភេទប្រផាសត្រូវមុនព្រីរបស់គេធ្វើនឹងឯងឬក៏អាគមរបស់គេធ្វើនឹងឯងចង់ថាពេលខ្លះយើងអាចបានចាប់អារម្មណ៍នឹងអស់ហ្នឹងទេប៉ុន្តែវាអាចបង្កបញ្ហាដល់យើងបងប្អូនអ្នកគ្នាយើងជួបមនុស្សនៅក្រៅពាក្យពិននឹងរឿងដូចជាការវាយការកាប់អីហ្នឹងការបាញ់ហ្នឹងយើងឃើញតិចស្ដែងយើងមើលឃើញប៉ុន្តែអាប្រងងឹតមើលឃើញណាសម្រាប់មនុស្សដែលឃើញផុសតាងអាគមសម្រាប់មនុស្សដែលឃើញផុសតាងប៉ុន្តែអាគមអាស្រ័យទៅលើបកគលជាអ្នករៀនហ្នឹងគឺមានចិត្តស្មោះត្រង់ឬក៏ចិត្តកាចទៅតាមនិស្ស័យរបស់មនុស្សតែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនក៏ដូចខ្ញុំបានបញ្ជាក់ពីមុនអញ្ចឹងបើចង់ស្គាល់គ្រូណាដែលច្បាស់គ្រូណាដែលបកកាយយើងស្គាល់ពីគ្រូនឹងហើយស៊ើបសួរប្រវត្តិគ្រូនឹងបានច្បាស់សិនបើយើងទុកចិត្តគេឲ្យគេជួយអ្វីមួយដែលយើងចង់បានទៅដូចជាការរស់ស៊ីឬក៏ជួយជាការធ្វើពិធីអ្វីមួយដើម្បីបណ្ដេញឧបទ្រពចង្រៃនៅក្នុងផ្ទះអាស្រ័យទៅលើយើងរកគ្រូបានត្រឹមត្រូវអូខេដល់ពេលដែលលោកទប់ទល់ឈ្នះលោកនឹងទទួលឈ្នះលោកនឹងឆានសួរខ្ញុំដែរអស់ជម្រើសដែរហេងហើយអញអត់មានគេតលេងនេះអីខ្ញុំទៅរួចមិញហ្នឹងលបងទៅរួចមិញហ្នឹងឥឡូវមកដល់អាត្មាហើយម៉ោង11យប់នេះពូអាសាពូល្អមើលហ្នឹងហើយហ្នឹងហើយខ្ញុំថាលបងអីផ្សាយមេតាធ្វើទៅមិនចង់ឈ្នះចាញ់ទេបើលបងវាយគេមុនអញ្ចឹងហើយក៏លបងហ្នឹងគេចាប់ផ្ដើមធ្វើវិធីតិចតួចហ្នឹងទៅមានរបស់អាទិកសលឲ្យតិចតួចអញ្ចឹងទៅហើយគាត់ក៏ផ្សាយមេតាធ្វើសូររងាប់ពួកហ្នឹងទៅពួកនឹងងាប់ចិត្តក៏លេងប៉ះពាល់គឺទៅគឺផ្ដាច់តំណតំណងរវាងអាការលោកបន្លាចហ្នឹងឲ្យចេញពីគ្នាដាច់ទៅក៏គេទៅវិញអស់ទៅហើយខ្ញុំក៏លេងប៉ះពាល់ហើយលោកក៏លេងប៉ះពាល់ទៅគឺវិលត្រឡប់មកលេងលោកបន្លាចប៉ុន្តែគ្រូសាហ្នឹងគឺនៅតែមានអត់ជឿតែអញ្ចឹងហើយរហូតដល់សប្តាហ៍នេះខ្ញុំអត់ដឹងថាតើគាត់រកគ្រូដើម្បីធ្វើពិធីរងាប់ឲ្យឆ្អឹងនឹងបានតដាក់នឹងទៅមិនអត់ដឹងរឿងហ្នឹងប៉ុន្តែខ្ញុំអត់ដឹងថាគាត់រកបានដល់គឺខ្ញុំអត់ដឹងឯសាវិញខ្ញុំផ្ដាច់តំណងគ្នាប៉ុន្តែរឿងហ្នឹងគឺខ្ញុំដឹងតែប៉ុណ្្នឹងចប់វាមានតែប៉ុណ្្នឹងដែរបងប្អូនអរគ្នាដូចខ្លីដែរណាដូចខ្លីដែរបងប្អូនអរគ្នាអត់អីទេក៏បានបបិសោតច្រើនដែរអូខេឥឡូវសាច់រឿងទី2របស់បងចៅហេងក៏បងបានស្ដាប់រួចហើយចឹងសម្រាប់បងដែលគាត់កំពុងស្ដាប់ហើយគាត់កុំភ្លេចដាក់ចំណងជើងមកមិញបងចៅហេងក៏ដាក់ចំណងជើងថ្មីបងហ្វ្រេសធាតអីថាធាតឆ្អឹងខ្មោចចឹងរឿងទី3គឺមានចំណងជើងថារឿងព្រាយឲ្យគេដាក់ឲ្យគេដាក់ថែមមកតង់ពីបងទៀតបងប្អូនជួយដាក់ចំណងជើងសាច់រឿងទី2ផងតែខ្លីប៉ុន្តែគាត់ថារៀងខ្លឹមដែរអញ្ចឹងណាពួកអីយើងបានស្ដាប់ពីការដែលពេលដែលគាត់ទៅផ្ទះទៅរបៀបថាមានបិទភ្លើងបើកភ្លើងមានប៉ះពាល់មានពាក់ព័ន្ធជាមួយនឹងអំពើអំព័ន្ធរបៀបលេងគ្នាវាយគ្នាតាមផ្លូវក្នុងអីអញ្ចឹងណាចាហើយសប្តាហ៍នេះប្លែកខ្លាំងហ្មងប្លែកព្រោះដោយសារបងគាត់ចេះមែនតើអញ្ចឹងខុសប្លែកពីភាវិតគាត់និយាយសាច់រឿងស្រៀងបងប៉ុន្តែអំពើអំព័ន្ធហ្នឹងអត់អាចបកស្រាយដូចបងបានទេចាព្រោះដោយសារបងគាត់ប្រើពាក្យបច្ចេកទេសហ្មងនេះបាទប្រើពាក្យក្បួនបាទចាបងមាន YouTube ឬក៏មាន page អីសម្រាប់ផ្ញើទៅបងនេះហើយពួកអីមានអារម្មណ៍ថាប្រហែលជាអ្នកដែលកំពុងមើលចាប់អារម្មណ៍គាត់ច្រើនហើយបើកាន់តែមើលពីគាត់ឥឡូវនេះបងទាំងអស់គ្នាមើលតាមកាមេរ៉ាវិញការគឺថាប្លែកមែនតើខ្សែកបងពាក់ហ្នឹងជាអីដែរបងអានេះគេហៅថាខ្សែកលត់កថាពីដំបងមិញគេក៏គេហៅថាវាគេហៅគេវិទ្យាហៅតែក៏ឡកថាអញ្ចឹងតែពីបរមប្រាំគេធ្វើបែបខុសអញ្ចឹងហ្នឹងហើយគេថាហៅសកលកថាអញ្ចឹងក្នុងនោះមានកថាបាទតែខ្ញុំហៅសកលឡកថាដោយសារអ្វីក្នុងនឹងវាមានឡតថ្លាមួយមានឡតមូលមួយតែខ្ញុំរុំរបស់
ពីលើដើម្បីឆ្វាក់ជាម៉ូដចឹងទៅប៉ុន្តែក្នុងឡតហ្នឹងគឺខ្ញុំបានចាកថានិមន្តខ្ញុំធ្វើហ្នឹងខាងកាពីឬក៏ខាងរុស្ស៊ីខ្ញុំបញ្ចូលហ្នឹងហើយខ្ញុំសូត្រចម្រើនធ្វើ ឡតនោះសាងមកពីអីដែរបង ឡតហ្នឹងគឺឡតការធម្មតាទេអ្នកខ្លះគេមានលុយគេធ្វើឡើងពីស្ពាន់ពីមាសសាច់លើគេធ្វើអញ្ចឹងលេតែសម្រាប់ខ្ញុំមួយគឺខ្ញុំបែបបារាណគឺខ្ញុំបែបធ្វើតែបែបកៅឬក៏បែបតែបងប្អូនមានឈើចង់កលឹងទីឈើក៏បានដែរតែសម្រាប់ខ្ញុំសម័យនេះខ្ញុំមានតាកៅរត់ទិញបានតាកៅខ្ញុំធ្វើតាកៅទៅអញ្ចឹងណាតែសំខាន់យើងបានរំបិទកុំឲ្យឃើញអញ្ចឹងទៅ បងព្រែដែរឃើញហ៎ខ្ញុំដែរលើតែកថាគេយកទៅពាក់នឹងចកេះដល់ពេលលឺឡតកថាហើយគាត់ដាក់ជាបតោងសកលទៀតថ្លៃគេបងប្អូនទាំងអស់គ្នា តែពាក្យឡតហ្នឹងអត់ដឹង ឡតហ្នឹងដូច ឥឡូវខ្ញុំសួរ ពងកយោយើងអញ្ចឹង ខ្ញុំសួរបងប្អូនយើងបន្តិចបងប្អូនធ្លាប់ឃើញរឿងបុរាណទេ ចា ឃើញសើបែបត្រង់អញ្ចឹងឃើញ ហ្នឹងហើយហ្នឹងហើយគឺមានអារម្មណ៍ ប៉ុន្តែត្រង់បែបអញ្ចឹងគឺខ្ញុំអត់ធ្វើចំបុរាណពេកខ្ញុំធ្វើបែប style របស់ខ្ញុំដែលខ្ញុំធ្វើខ្លួនឯងហ្មងដោយសារអាគ្រឿងក្រៅបែបបុរាណហ្នឹងយើងអត់មានហើយយើងអាចធ្វើវើយឲ្យដូចបែបអញ្ចឹងវាអត់អាចរួចអញ្ចឹងណាអញ្ចឹងខ្ញុំចាប់បានតែប៉ុណ្្នឹងបែបស្តៀងគ្នាតែពីដើមខ្ញុំអាចនិយាយបានថាពីដើមគេមានធ្វើខ្សែកន្លែងពាក្យនេះគឺធំហើយអាឡតនេះគឺអ្នកខ្លះគឺរុំបែបពីស្ពាន់អ្នកខ្លះក៏រុំបែបពីឡតភ្លុកក៏វាយមួយចឹងទៅគេធ្វើអញ្ចឹងណាតែអាខ្សែហ្នឹងគេដាក់ពីរចឹងទៅគេដាក់មួយធំអញ្ចឹងហ្មងអញ្ចឹងណានេះសម្រាប់អ្នកបដាល់នេះឡើងវាយអញ្ចឹងគឺពាក្យហ្នឹងដើម្បីសូត្រដាក់អាគមដូចថាគេប្រើសូត្រនិយាយក្នុងចិត្តឲ្យកូនចៅមានធីអំណាចឈ្នះគេហ្នឹងលើគេប្រើលើគេទៅឋានគេពាក្យហ្នឹងគេហៅថាមានអំណាចមានដូចជាអំពីអត្តពលពីសកលហ្នឹងអញ្ចឹងទៅអាសាច់លើកិច្ចគ្រូធ្វើឲ្យពាក្យទៀតអញ្ចឹងណាខាងអីអញ្ចឹងទៅបងប្អូនអ្នកគ្នាចានេះគេហៅសកលបែបបុរាណបែបបទបុរាណយើងសកលឡតកថាបងប្អូនអ្នកគ្នាអញ្ចឹងណាបាទ ប្លែកមែនតើបងប្អូនទាំងអស់គ្នា បាទ អូខេឥឡូវកុំឲ្យខាតពេលយូរបងប្អូនទាំងអស់គ្នាយើងចូលដល់សាច់រឿងទី3ហ្មងណាបង Fresh អូខេតោះបងសាច់រឿងទី3ខ្ញុំចាំទន្ទឹងសាច់រឿងទី3នឹងខ្លាំងមែនតើម្ដងព្រោះអីខ្ញុំចាប់អារម្មណ៍ដើមនឹងយូរហើយសុំឈ្មោះម្ដងទៀតឈ្មោះដើមចាំច័ន្ទគិរីត្រូវទេបង រឿងហ្នឹងគឺមានចំណងជើងថាព្រាយដើមច័ន្ទគិរី ដើមច័ន្ទគិរីហ្នឹងជាប្រភេទដើមមិនដែរខ្ញុំល្បីឈ្មោះដើមហ្នឹង ដើមច័ន្ទគិរីហ្នឹងវាប្រភេទជាដើមឈើដូចតែយើងដែរប៉ុន្តែ ផ្លែឬក៏ផ្កា ផ្លែវាបើនិយាយតាមត្រង់ទៅអ្នកខ្លះគេយកឆ្កឹះគ្រាប់ហូបអ្នកខ្លះឆ្កឹះវាគេអាចឆ្កឹះយកទៅលិញណាក្លឹបហូបហ៎អត់ដែរអ្នកខ្លះគេឆ្កឹះគ្រាប់វាទៅយកទៅលិញហូបបានដូចគ្នាអញ្ចឹងអ្នកខ្លះគេយកត្រូវឆ្នាំច្រើនមុខដែរពិបាកថាដែរប៉ុន្តែដើមហ្នឹងវាធំពីច្រើនវាធំយ៉ា វាច្រើននៅក្នុងព្រៃហ៎បង វាដោះដោយតំបន់តែវាថាវាសប្ងៃហ្នឹងវាដោយតំបន់ដែរវាមិនថាដល់ក្នុងព្រៃវាមានទេតែខ្លះនៅក្នុងភូមិស្រុកក៏មានដែរអញ្ចឹងណាតែដើមហ្នឹងបងប្អូនស្គាល់គឺស្គាល់ដើមច័ន្ទគិរីហ្នឹងគឺធំហេមីអញ្ចឹងធំបើអស់ធំមែនទេនេះពីវាអោមអស់ផងបើអស់ធំមែនទេណាអញ្ចឹងណាតែដើមហ្នឹងបើតាមរឿងអបិយជំនឿឬពីបុរាណមកវាសម្បូរព្រាយវិសាច់នៅឬក៏គេហៅថាព្រាយតូចធំគឺជុំនៅនឹងគឺច្រើនដើមច័ន្ទគិរីហ្នឹង បងប្អូនដើមអំពើប្រាំងយើងដែរហ្នឹងចឹង គឺដើមហ្នឹងគឺធំអាចបើថាទុកយូរអាចធំជាងដើមអំពិលទៀតណាបើទុកបានយូរហើយដើមហ្នឹងភាគច្រើនដោះដោយអាណានិយាយចឹងនៅក្នុងព្រៃហ្នឹងភាគច្រើនបើថាសម្បូរអត់ធំហ្មងអាធំនៅហ្នឹងគឺមិនធម្មតាទេទីច្រឡំឆប់លើលេងតាមផ្លូវច្រឡំតដុំដាក់ខុសរឿងហ្នឹងបានទេ ជនណាដឹងថាដើមច័ន្ទគិរីបង ពេលខ្លះមានតែដើមច័ន្ទគិរីដើមឈើឲ្យតែធំក៏ដោយពេលខ្លះឲ្យតែយើងចុះពីលើម៉ូតូទៅយើងទៅនោមពេលខ្លះយើងអត់ដឹងទេបានសុំអាចមានបញ្ហាដល់យើងទៅតែពេលខ្លះខ្ញុំចង់បញ្ជូលប្រាប់បងប្អូនថាចេះពាក្យប៉ុណ្ណឹងរឿងដើមច័ន្ទគិរីហ្នឹងមួយហេតុបានខ្ញុំថាវាកាចដើមហ្នឹងវាកាចត្រង់ថាព្រាយដែលនៅហ្នឹងសិទ្ធិភិកច្រើនសិទ្ធិរបស់កាចសិទ្ធិព្រាយអនាថាឬក៏សិទ្ធិតែព្រាយថាមានអនាថាទេវាថាព្រាយថាភិកច្រើនគឺថាតែកាចសាហាវនៅវាមិនចាញ់ដើមអំពិលទេតែអត់ទៅពោះវានៅចាញ់ដើមអំពិលទេតែភិកច្រើនគឺសម្បូរព្រាយវិសាច់នៅនិយាយមួយម៉ាត់ចេះឲ្យឆាប់ចប់អញ្ចឹងណាបើយើងនេះរួមអាដើមច័ន្ទគិរីហ្នឹងសម្បូរព្រាយនៅអូខេចាប់ចប់ហ្នឹងហើយយល់ទេណាអូខេតា ឥឡូវចូលដល់ប្រធានបទនឹងរឿងរបស់យើងជារឿងទី3គឺជារឿងចុងក្រោយណាបងប្អូនត្រូវទេ ចាបងចា អូខេ តាជួស្ដាប់ដល់រឿងទៀត អាចជាមួយសិនមើលថា ហើយបន្តែតិចទៀតហ្នឹងតែមានចេញមកបន្តិចចាប់ដើមខ្ញុំសួរឲ្យគាត់បកស្រាយទៀត អូខេអញ្ចឹងរឿងហ្នឹងដំបូងគឺរឿងហ្នឹងនិយាយត្រង់សុំបញ្ជាក់តិចរឿងហ្នឹងគឺខ្ញុំមិនមែនដឹងដល់ខ្លួនឯងទេណានិយាយតាមត្រង់ព្រោះខ្ញុំរឿងថាកថាខហើយរឿងគឺខ្ញុំដឹងពីតារបស់ខ្ញុំមកតាមូលហេតុវិញបើខ្ញុំសង្កត់ធ្ងន់ថារឿងជារឿងពិតគឺខ្ញុំបានសួរទៅយាយរបស់គាត់ទៀតដល់កូនរបស់គាត់ទៀតគឺរឿងគឺជារឿងពិតហើយកាត់ទៅលើគ្រួសារមួយដែលគាត់ដឹងពិតប្រកបច្បាស់គាត់នៅទិនហេការនឹងអញ្ចឹងណាអាចដឹងទៅនឹងរឿងហ្នឹងអញ្ចឹងណាអូខេឥឡូវយើងចូលដល់រឿងហ្នឹងដំបូងឡើយមានគ្រួសារគាត់ជាអ្នកនេសាទ គាត់ជាអ្នកនេសាទដូស៊ីដាក់បកាយពេលយប់អញ្ចឹងគាត់ចេញទូកទៅឆ្លងស្ទឹងមកខាងផុតស្ទឹងហ្នឹងបានដើរទៅបានមានស្រះមួយអញ្ចឹងណាប៉ុន្តែនៅចិត្តដើមច័ន្ទគិរីហ្នឹងគឺសំទោសនៅចិត្តស្ទឹងហ្នឹងគឺមានដើមច័ន្ទគិរីមួយធំដល់ពេលដែលគាត់ងើបពេកច្រើនចាស់ជំនុំមកគឺងើបពីម៉ោង គឺងើបពីម៉ោង 4 ត្រូវហើយតែគាត់ចេញដាក់ហ្នឹងគឺពីក្បាលល្ងាចទេដាក់បកាយអញ្ចឹងណាដាក់ពីក្បាលល្ងាចទៅពេលខ្ទង់ម៉ោង 4 ម៉ោង 5 ភ្លឺអីគាត់ចាប់ដើមងើបទៅសារបកាយហ្នឹងហើយ
ដល់ពេលមានថ្ងៃមួយហ្នឹងគាត់បានដាក់បកាយឬក៏របស់គាត់ស្នាញ់អីមុំគាត់ហ្នឹងពីក្បាលល្ងាចដូចគ្នាគាត់បានដាក់រួចអស់ហើយណាតែដល់ពេលដែលយប់ខ្ទង់ប្រហែលជាម៉ោង4ទៀបភ្លឺគាត់បានក្រោកមកគាត់បានទៅមើលបកាយដូចយករដងប៉ុន្តែសុំបញ្ជាក់បន្តិចតានគឺគាត់អត់ចេះខ្លាចខ្មោចទេព្រោះគាត់ជួបឆ្អិនហើយគាត់អត់ដែលខ្លាចខ្មោចណាថាអស់ចាស់កម្រិតណាគឺគាត់អត់ដែលខ្លាចទេសខាន់គាត់ធ្វើតែការងារធ្វើគាត់ទេបើថាពេលខ្លះមានខ្មោចនឹងណាមួយមកលងគាត់នឹងតែងតែប្រើពាក្យភាសាជេរបន្តិចតែកាន់ពួកនឹងវិញគាត់អត់ខ្លាចហ្មងចាស់ពីដើមមិត្តឆៅក៏ហាក់ខ្លាចទេបងប្អូនអរគ្នាមានថ្ងៃមួយក៏បានចេញដំណើរដូចយប់រដងគាត់ណាគាត់យកទូកឲ្យគាត់ចតមិត្តស្ទឹងនឹងមុខទេគាត់នឹងគាត់ចតឲ្យគាត់បានចែវទូកចេញទៅគាត់ចេញទៅភ្លាមថ្ងៃហ្នឹងគឺប្លែកបងគឺប៉ះថ្ងៃដែលថាសួយបើគាត់អាចថាបានដែរគឺចេញទូកភ្លាមខ្យល់មកលហៀកបងឈានចុងដល់លើទូកផងខ្យល់មកលហៀកហើយអាមេឃអាស័យនៅដោះនៅនឹងអាមិត្តច្រាំងនៃស្ទឹងហ្នឹងខ្យល់បក់មកលហៀកកោងមកចេះកោងចេះលហៀកហើយលហៀកផងខ្លាំងផងតែខ្យល់វាខ្លាំងប៉ុន្តែបកប៉ះគាត់លហៀកដែលថាគាត់នៅក្រោមទឹកនៃទឹកអញ្ចឹងណាគាត់ថាគឺចុះមកវាមានអាស្ទឹងវាដើមយើងវិញវាខ្ពស់ចេះអញ្ចឹងគាត់ចុះមកដល់ច្រាំងដល់កន្លែងទឹកហ្នឹងវាមានចំណោទមួយដែលថាទៀបទៅហើយទៀបទៅហើយអញ្ចឹងខ្យល់បក់លើប៉ះគាត់លហៀកទេប៉ុន្តែបើខ្យល់នៅលើហ្មងគឺខ្លាំងអញ្ចឹងណាគឺបកអាដើមអាស័យនេះគឺពុតចេះពុតលឺសលេងអាស័យសគៀតគ្នាគ្រីយើងសម័យមើលទៅយប់ឡើងអាណា20លឺសលេងហ្នឹងភ័យហីចាបាទពីដើមមិញគាត់នឹមក្មេងៗលឺតែសំលេងអាស័យសគៀតគ្នាហ្នឹងគឺភ័យហ្មងហ្នឹងណាដល់ពេលចឹងហើយគាត់ក៏បានផ្លែអារម្មណ៍ដែរគឺអាឈានចឹងលឺទុកភ្លាមខ្យល់មកភ្លាមគាត់ផ្លែតែយីអានេះមិនចាដូចមិនចាដូចផ្លែចឹងខ្យល់ចឹងក៏មិនយ៉ាងដែរស្រួលអញកុំឲ្យស្អស់កុំឲ្យស្អាប់ចឹងគាត់និយាយបែបអត់ចេះខ្លាចចឹងទៅដល់ពេលគាត់ឈានចឹងដល់លើទុកហើយគាត់ជិះដល់ពាក់កណ្ដាលស្ទឹងហើយប៉ុន្តែគាត់មានលឺសំឡេងអ្វីដែលថាអស់ចាសម្រាប់គាត់ឬក៏ធ្វើគាត់ភ្ញាក់ផ្អើលតែគាត់អត់ខ្លាចសំឡេងគេបងបំពេកូនបំពេកូនស្តៀងអារឿងខ្ញុំនិយាយដែរកូនអើយដេកទៅចឹងម៉ែនៅបំពេបែបដូចក្នុងហើយរឿងដូចខ្ញុំនិយាយលើកពីដំបូងចឹងស្តៀងគ្នាដែរដល់ពេលនឹងហើយគាត់ក៏បានពោលពាក្យថាអំពេអីអញថ្លង់ណាហងចឹងណាមកនេះចាហ្នឹងហើយអំពេអញថ្លង់ណាហងគាត់និយាយចឹងដល់ពេលកំពុងតែចៅទុយទៅទុកហើយគឺសំឡេងបំពេហ្នឹងស្ងាត់ឈឹងហើយឈឹងឮសំឡេងតបវិញថាកូនអើយដេកទៅម៉ែទៅមើលអាថ្លង់ណាស់បន្តិចហងបន្តិចអូកូនតែនិយាយថាថ្លង់ណាស់ហងបន្តិចណាតាហ្នឹងគឺព្រឹសបកខ្ញាក់អាយ៉ាមិនចេះវាចាប់ផ្ដើមលងតាហ្នឹងដឹងស្រាប់ហើយតែខ្មោចលងគឺចាប់ផ្ដើមព្រឹសបកហើយចាប់ផ្ដើមធ្វើទុកឲ្យគាត់នឹងមានអារម្មណ៍ថាខ្លាចហើយគាត់តាំងចិត្តថាអញមិនខ្លាចតែមកដាក់មកចង្វាទុកហ្នឹងរៀងក្បួនណាដល់ពេលថាឮសំឡេងថាកូនអើយដេកទៅម៉ែទៅមើលអាថ្លង់ណាហងបន្តិចកូនហ្នឹងហើយស្ងាត់បានប្រហែលជា1នាទី2នាទីគាត់ពងតែអមទូកចិត្តដល់ច្រាំងដល់ច្រាំងមកខាងទៀតនៃស្ទឹងណាចាស្រាប់តែផុសមុខពូគាត់មកផុសមុខទូកគាត់ហើយមេឃស្លក់គាត់ស្លក់ឡើងចំហើយគាត់គៀងគ្នាដែលខ្មោចលងគឺនិយាយមិនចង់កាត់ហើយគឺពិបាកនៃការនិយាយចោះចាហ្មងបាទស្កប់ស្ងអាស្កប់តែគាត់តាំងចិត្តទៅគាត់ញើដៃអមចេះអមចៅទៅវិញចេះអមចេះហើយវិលទុកវិលបញ្ចុំចេះវិលបញ្ចុំហើយអាខ្មោចនេះវានៅមុខទុកហើយអាក្បាលវាក៏នៅលើទុកគឺវិលទៅតាមចេះវិលតាមទាំងដៃអញ្ចឹងធ្វើឲ្យគាត់ភ័យដល់ពេលគាត់ភ័យមែនទែនខ្មោចពីដើមលងកាយបងប្អូនគ្នាខ្ញុំសុំដកឃ្លីបតិចខ្មោចពីដើមក៏ជំនិននិយាយខ្ញុំថាខ្មោចពីដើមលងកាយដល់ថ្នាក់ថ្ងៃឡើងអាផ្លូវអាតេះគោបើចេះពេលខ្លះមកឈូសអូសកាត់នឹងហ្មងលងធ្វើជាបញ្ឈូសនឹងអូសកាត់ផ្លូវនឹងហ្មងពេលខ្លះវាមានអញ្ចឹងថាកូនអើយខ្មោចពីដើមកូនលងទៅហៅណាធ្វើកាឡាខ្លួនទៅជាតរីទៅជាខ្លាគ្រប់សពយ៉ាងលុះត្រាតែគេចង់បលោយើងមិនលុះត្រាតែយើងអត់ខ្លាចឬក៏យើងមានរបស់មិនបានអាចការពារបានតែបើថាគេលងបន្លាយគឺញាក់សាច់ហ៎សិតតែគេសិតតែចេញមកសិតតែមកឈូសអូសកាត់ផ្លូវអានេះគាត់មើលសម័យមើលទៅមិនទៅមិនបើយើងឃើញទៅភ្នែកមិនបោះហោងពោះភ័យស្លាប់ទៅហើយទេមិនខ្មោចពីដើមលងសាហាវខ្មោចឥឡូវលងនេះខ្មោចពីដើមលងសាហាវដោយសារអ្វីរឿងខ្មោចនេះឬខ្មោចអ្វីធំដឹងហើយលងមិនគឺចឹងចានេះអាលើរឿងទៀតដល់ថ្នាក់ចាស់ខ្លះគាត់និយាយមកវាថាវាអស់ចាពុទ្ធហាសម្រាប់យើងខ្លះយើងអត់ជឿទៅវិញយើងជឿថាខ្មោចនឹងលងថ្នាក់ណាដល់ថ្នាក់ប្រឈូដល់ថ្នាក់ចេញមកបើមឈើបាក់ក្រាំងមកសង្កត់ផ្លូវហើយលើដបូទេបាទលើស្អីចឹងអីហ្នឹងយើងអត់ជឿទេតែមិនជឿមកគួរលហេតុអ្វីបានគេលេងជាសាច់រឿងបានណែមិនលហេតុអ្វីមកគេមានរឿងព្រេងវាមានរឿងពិតស្តៀងហ្នឹងបានគេអាចលើកមកបានជាសាច់រឿងតបតែងចឹងទៅបងប្អូនអ្នកគ្នាអញ្ចឹងណាដល់ពេលអញ្ចឹងហើយគាត់ក៏បានឃើញអាខ្មោចហ្នឹងគឺបាននៅលើទូកហើយគាត់ព្រមចែវហើយវិលអាខ្មោចហ្នឹងស្លក់គាត់ជាហើយវិលជារហូតអញ្ចឹងគាត់ភ័យពេកគាត់រត់ចូលទឹកប្រងទៅទឹកប្រងហើយគាត់ហែលធ្វើមិនមកអស់ពីសមត្ថភាពរបស់គាត់ធ្វើមិនដល់ច្រាំងដល់គាត់ហែលដល់ហើយរួចបានសម្រេចខ្មោចហ្នឹងក៏បានលងដែរតែត្រឹមមកពាក្យស្ដីលងប៉ុណ្្នឹងបានហើយតិចតួចណាគេតែតិចតួចសងទៅសងមកឯងដល់ពេលដល់ផ្ទះវិញគាត់ញឿឡើងមកយប់ហើយគាត់ខឹងគាត់ដែរខ្លាចខ្មោចគាត់ថានេះលេងអញ
ក៏ព្រឹកឡើងខ្ទង់ម៉ោង7ព្រឹកក៏ចាប់កបិតខ្វែវហើយនឹងបថៅក៏ចាប់កាន់ពឹបតែក៏ធ្វើអីទេក៏យកសៀតក៏បថៅសៀតចកេះកបិតឲ្យលើទូកក៏ចែកដល់លើកន្លែងដើមចាំងគ្រីនេះហើយគឺយកដេកគោលដំប៉ាំងស្រាប់តែខ្មោចនឹងក្រៅកុហលក៏ហាយនៅមិនសុកចេញចូលមិនកើតអីមិនកើតមានកូនចៅនឹងហើយវាចេញចូលមិនកើតអញ្ចឹងណាហើយវាចេញបាត់ហើយកូនចៅវានៅនឹងវាធ្វើឲ្យពិបាកដឹងហើយវាណាដំអញ្ចឹងវាប៉ះពាល់គេហើយដល់ពេលអញ្ចឹងហើយបងប្អូនអ្នកគ្នាតែតិចបន្តិចកូនតានឹងមានកូនស្រីខ្ញុំភ្លេចនិយាយតានឹងមានកូនស្រីតែកូនស្រីហ្នឹងពងតែតម្ងួនខ្ទង់8ខែ9តែហើយចិត្តដល់ថ្ងៃកើតទៅហើយអញ្ចឹងណាគេថាតម្ងួនចិត្តគ្រប់ខែអញ្ចឹងទៅហ្នឹងប៉ុន្តែបងប្អូនដឹងមិនទេដល់ពេលដែលយប់ហ្នឹងកូនក៏ឈឺពោះអោគាត់ក៏ស្មានតែកូននឹងមើលប្រហែលជាអាចចិត្តកើតអីចឹងវាឈឺអីខ្លះវាជារឿងធម្មតាអញ្ចឹងណាប៉ុន្តែដឹងមិនអត់ខ្មោចនឹងទៅកាច់កូនតានឹងទៅតឹងពោះបងប្អូនអូយបងប្អូនកូននឹងដេកស្រែកមកយប់យរួមទៅសឹងតែចេញឈាមតាមមាត់ចេញអស់ហើយសឹងថាពិបាកនឹងខ្លួនស្លេកស្លាំងអស់ហើយពិបាកមែនទេមនុស្សគ្រប់ខែគឺត្រូវក្បាលកូនសំចុងចុះមកក្រោមហ្នឹងហើយទៅជាទៅតឹងពោះវិញទៅតឹងពោះហ្មងទៅកាច់កូននឹងទៅតឹងពោះហ្មងដល់ពេលអញ្ចឹងហើយតានឹងក៏ភ័យដល់ធ្វើមិនទេពោះហើយលង្កាងយើងខុសយើងធ្វើតែត្រៃលង្កាងហ្មងអញ្ចឹងដល់ពេលអញ្ចឹងហើយតានឹងក៏បានសង្ស័យថាអូប្រហែលជាអញទៅដំដើមឈើនឹងហើយសុំបញ្ជាក់តិចក៏ដំហើយគាត់ក៏បានកាប់ខ្លះដែរមិនតែមិនដាច់ទេគាត់កាប់បែបសងខាងហើយគាត់ដំអញ្ចឹងណាវាគាត់បែបកំរៀមអញ្ចឹងណាដោយសារលោកគាត់យប់មិញអញ្ចឹងណាធ្វើមិនសុកនេះមិនសុកដែរហ្នឹងបែបអញ្ចឹងអានេះខាងយល់លឿនហើយយកតែណៃលឿនហើយដល់ពេលអញ្ចឹងហើយគាត់ដឹងថាគាត់ប្រហែលជាធ្វើខុសទៅកាន់ព្រីហ្នឹងហើយគាត់ដឹងច្បាស់តែអញ្ចឹងស្មៃពីដើមគាត់អបិយជំនឿគឺខ្លាំងជាងវិទ្យាសាស្ត្រជាតែពីដើមមិញគឺអបិយជំនឿខ្លាំងជាងវិទ្យាសាស្ត្រដល់ពេលដែលមានបញ្ហាគេរកគ្រូខ្មែរមុនហើយក៏ច្រើនមុនគាត់ក៏បានរកគ្រូខ្មែរមើលទៅគ្រូនឹងគឺចេះដោះអំពើមិនទាន់ចេះមើលខ្មោចឃើញដែរគាត់ការចូលទៅព្រាមគ្រូនឹងនិយាយថាតែឯងមិននិយាយទេខ្ញុំដឹងហើយតែឯងទៅប៉ះពាល់គេទៅកាប់កន្លែងគេទៅដំកន្លែងគេទៅគេធ្វើនឹងវាអត់ចម្លែកទេបើតែឯងចង់សុកលូត្រាតែឯងធ្វើខ្ទមមកគេនៅថ្មីហើយសែនមានក្បាលជ្រុកមួយមិនស្ងោមួយផ្លែឈើអីចឹងឆ្វេងស្ដាំទៅឲ្យគេទៅបើតែឯងមិនដាក់ឲ្យគេទេកូនតែឯងងាប់មកដំកូនគេនៅនឹងឲ្យមិនដែរគេចូលគ្រប់គេកាត់ដែរហើយមិនកាច់ចឹងវាសងសឹកហ្នឹងឯងចឹងណាដល់ពេលបើថាចង់ជាលូត្រាតែឯងហ្នឹងទៅសែនប្រេងឲ្យគេត្រឹមសែនប្រេងឲ្យគេត្រឹមត្រូវចឹងតានឹងក៏ចាប់ដើមភ័យហើយឆ្ងល់ហើយគេចាប់ដើមអស់សង្ស័យដែរដោយសារតែគាត់សម័យឃើញថាអញធ្វើចឹងមែនបានធ្វើមែនចឹងហើយគាត់ក៏នាំកូនគាត់មកវិញគាត់នាំកូនគាត់មកប្រទេសវិញគាត់បន់ស្រន់ថាចាំខ្ញុំខុសឆ្គងលើនេះឯងខ្ញុំនឹងជួយនេះឯងវិញអីចឹងណាកាបន់ភ្លាមគឺកូននឹងបែបធម្មតាភ្លាមក្បែរក្បាលមកចុះវិញមិនតាំងម៉ែតកូនគឺអត់ទេចឹងណាគឺអាពុតតែហេតុខ្លាំងមែនទេថារឿងពីដើមគឺអស់ចាចឹងខ្ញុំអត់ចង់ជឿអត់ចង់លើកមកនិយាយថាវាអស់ចាពេកចឹងហើយប៉ុន្តែខ្ញុំគិតថាបើហេតុជាអាចមានស្តៀងតែបុគ្គលណាមួយគ្រួសារណាមួយខ្ញុំគិតថាចឹងហ្មងចឹងណាព្រោះពេលខ្លះខ្ញុំនិយាយទីសាធារណៈចឹងវាមានអ្នកខមមិនថាមានជឿរឿងយ៉ាងដែរមានជឿរឿងស្រីយ៉ាងដែរចឹងថាមិនមែនមានតែយើងទេគឺមានច្រើនទៅទៀតចឹងណាបងប្អូនអរគ្នាចឹងបងប្អូនមានសាច់រឿងដែលថាទៀតទៅនឹងរឿងហ្នឹងឬក៏ស្រីហ្នឹងអាចខមមិនក្រំបានអរគ្នាដល់ពេលដែលគាត់មកដល់ផ្ទះហើយគាត់ក៏បានរៀបចំក្បាលតោសទៅតាមប្រេងទៅវិធីតាមគ្រូនឹងឲ្យឬក៏បាយឈូកមិនស្ងោឬក៏សែនទៅតាមគ្រូនឹងប្រាប់ចឹងណាហើយគាត់ធ្វើកូនខ្ទមមួយនៅហើយឲ្យគេមកនៅនឹងទៅហើយដកពឺដកពោទៅដល់ពេលដែលកូននឹងមកនៅដល់ពេលដែលគាត់ហៅគេចឹងហើយនិយាយត្រឹមត្រូវចឹងហើយក៏គេព្រមព្រៀងគេឈប់ធ្វើទឹកបុកម្នេញចឹងណាតាំងពីពេលហ្នឹងមកតានឹងចាប់ផ្ដើមចេះខ្លាចខ្មោចចេះដឹងថាខ្មោចវាមានមែនខ្មោចវាមានពិតក៏ប៉ុន្តែអាក្រក់ល្អសខ្មៅការចំណាយជំនេះការរស់នៅដែលសឹកក្នុងខ្លួនហ្នឹងគាត់គឺជឿថាមានមែនចឹងណាហើយរឿងហ្នឹងគឺវាខ្លីវាដល់ទីបញ្ចប់អត់ទៅហើយចឹងណាវាតែប៉ុណ្្នឹងហ្នឹងហើយរឿងច័ន្ទគ្រីបងប្អូនអរគ្នាដោយបងអធិការគាត់លើករៀងរាល់អេពីសូតទាំងអស់របស់យើងអញ្ចឹងគឺពួកយើងចែករំលែកនេះគឺក្នុងន័យធម្មតាឲ្យបងប្អូនទាំងអស់គ្នាកំសាន្តអារម្មណ៍នៅរៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង 9 យប់នៅ Channel Smart Asita ទេពួកយើងអត់មានបង្ខំឲ្យបងប្អូនទាំងអស់គ្នាជឿអ្វីដែលពួកយើងបានចែករំលែកនេះ 100% ឬ 50 20 30 អីទេគឺពួកយើងចែករំលែកបទពិសោធន៍ដូចបងចាហេងគាត់និយាយអញ្ចឹងថាគាត់បានលើករឿងនេះមកហើយតបមកអ្នកផ្សេងទៀតដែលគាត់កំពុងមើលគាត់ថាគាត់ធ្លាប់ជួបរឿងនេះដែរហើយដូចមិញបងចាហេងគាត់និយាយរឿងហើយខ្ញុំក៏បានប្រាប់ថាខ្ញុំក៏ធ្លាប់ជួបដែរតែសួរខ្ញុំតែសួរគ្នាអត់នៅសួរចឹងពួកអីពួកខ្ញុំនៅឆ្ងល់នៅអត់មានអីផុសតាំងអីដើម្បីបានបញ្ជាក់ថាហ្នឹងជាការពិត 100% បងប្អូនទាំងអស់គ្នាគ្រាន់តែស្ដាប់លេងកំសាន្តដោយការមើលកុនដោយការស្ដាប់ចម្រៀងអីអញ្ចឹងទៅអរគុណច្រើនទាំងអស់គ្នាអរគុណសម្រាប់បងប្រេះបាទអរគុណច្រើនមកដៃហេងបាទអរគុណច្រើនខ្ញុំជក់ស្ដាប់ពេកខ្ញុំអត់ហ៊ានកាត់ពេលបងនិយាយតែពិតជាជក់មែនតែតមួយរឿងព្រេរឿងអីបងនិយាយពិតជាអាហ្នឹងគេកំងឲ្យត្រូវនេះបាទគេកំងខ្ញុំណាខ្ញុំធ្លាប់តែឃើញបងប៉ុន្តែខ្ញុំអត់ដែរដឹងថាបងអាចនិយាយ
រឿងអបិយជំនឿបានតែខ្ញុំឃើញវីដេអូបងកំ pl បាទ អត់មានតន់ដឹងថា ណាក៏មានកិត្តិយសដែរមានកិត្តិយសដែរស្រាប់បងគាត់អញ្ជើញឲ្យមកចូលរួមកម្មវិធីទឹកភ្លឺបេកុនងឹតនេះហើយជាលើកទី1របស់ខ្ញុំហើយបើនិយាយឲ្យអស់គេខ្មាស់គឺខ្ញុំក៏ធ្លាប់មានគេអញ្ជើញទៅកម្មវិធីគេផ្សេងដែរតែខ្ញុំគិតឃើញថាវាអត់កើតឬក៏វាអត់មានចំណងរបស់យើងដោយសារតែការនិយាយរបស់គេកម្មវិធីរបស់គេនឹងអត់ត្រូវនឹងយើងប៉ុន្តែស្រាប់ក៏គាត់ឆាត់មកគឺគាត់តែនិយាយសម្ដីមកកាន់យើងព្រមយើងមានអារម្មណ៍ទទួលតិចហើយមាននិស័យប្រហែលខ្ញុំគិតថាលើនិស័យហ្មងចុះហើយខ្ញុំក៏បានឈានចូលមកដល់នេះក៏មានកិត្តិយសដែរខាងគាត់អញ្ជើញនឹងកម្មវិធីទឹកភ្លឺបេកុនងឹតនេះគឺខ្ញុំសប្បាយចិត្តនឹងអ្វីដែលថាចែករំលែកឬក៏ជាចំណេះដឹងឬក៏គឺជាការនិទានបែបរឿងអាចថារឿងព្រេងឬក៏រឿងរន្ធត់ឬក៏អាចថារឿងដែលថាពិតអីចឹងទៅបងប្អូនដើម្បីបងប្អូនស្ដាប់កំសាន្តប៉ុន្តែពាក្យរឿងទាំងអស់នេះខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនបានយល់ពីលើនឹងបន្តិចបងប្អូនរឿងទាំងអស់នេះបងប្អូនសូមកុំរំពឹងថាវាជារឿងពិតអីទៅស្ដាប់ដូចជាគិតថារឿងជាទៀនស្ដាប់មុនចូលគេងគៀបផ្សានអារម្មណ៍គេថាឲ្យតែថាបានស្ដាប់ចឹងណាបែរតែប៉ុណ្្នឹងឯងមិនបាច់ថាយកថាទៅដាក់ឲ្យជំនឿឲ្យយកទៅធ្វើរឿងមិនល្អឬក៏ជឿជំនឿណាមួយគឺមិនបាច់ទេគេយើងស្ដាប់បែរទុកជាការកំសាន្តមុនចូលគេងតែប៉ុណ្្នឹងឯងបងប្អូនអរគុណគឺសូមតែប៉ុណ្្នឹងបងប្អូនអរគុណ